ការប្រវត្តិសាស្ត្របានមកដល់ហើយវគ្គផ្នែកប្រវត្តិនៃពិភពអេផុកវិធីឆ្ពោះទៅកាន់កំពូលអ្នកខ្លាំងបំផុតនេះជាការប៉ះទង្គិចរវាងទេវៈសង្គ្រាមអមតៈលីនជានិងទេវបុត្រដាវដ៏អស្ចារ្យឆុងឈីងមហាការប្រកួតរវាងរឿងព្រេងដែលមិនធ្លាប់ស្គាល់ពាក្យថាចាញ់ពិធីករបានស្រែកសួរថាតើកម្លាំងដ៏មហិមានិងការបញ្ជាដ៏អេតប៉ោះរបស់លីនជាពិតជាអាចកើតចេញពីអ្នកលេងធម្មតាមែនទេបរោះក្នុងអាវក្រោះក្រហមស្ទុះវីប្រគួចសក់មាសយ៉ាងកាចសាហាវអ្នកអត្ថាធិប្បាយស្រែកហោះកញ្ជ្រៀវថាធម្មពលរបស់គេអាចក្រឡាប់ផ្ងាស្ថានសួគ៌បានគេនេះហើយគឺលីនជាឬអធិរាជសង្គ្រាមអមតៈក្នុងនាមជាអ្នកចម្បាំងពិឃាតគេគឺជាកំពូលអ្នកខ្លាំងលេខ1ប្រចាំអេផុកដែលមានក្បាច់ប្រយុទ្ធដ៏ល្អឥតខ្ចោះរាល់ការវាលុកសុទ្ធតែសំដៅចំណុចស្លាប់គេធ្វើចលនាប្រៀបដូចជាអសុរាផុសពីឋាននរកប្រព័ន្ធប្រកាសថាការការពារត្រូវបំបែកដោយអ្នករងគ្រោះគឺឆុងឈីងទេវបុត្រដាវកម្រិត85គេគឺជាកំពូលញាកាន់ដាវលេខ1ក្នុងតារាងពិធីករប្រកាសក្តែងថាជាកំពុងកាន់ព្រៀបយ៉ាងធំធេងចំណែកឯឆុងឈីងគ្មានផ្លៃតបតបានឡើយរបាជីវិតរបស់ឆុងឈីងធ្លាក់ចុះដល់ចំណុចក្រហមពិធីការបន្តបញ្ជាក់អារម្មណ៍ទស្សនិកជនថាជើងឯកកំពូលប្រចាំព្រឹត្តិការណ៍នេះជិតរកឃើញហើយជាឈរគ្រប់ដណ្ដប់ពីលើឆុងឈីងគេញញឹមហើយប្រាប់ថាលើកនេះគេជាអ្នកឈ្នះព្រមទាំងហុចដៃទៀងមុតងើបឡើងឆុងឈីងដឹងខ្លួនថាច័ន្ទតែបែកដួងគេមិនព្រមទទួលយកដាច់ខាតគេបញ្ចេញថាមពលកាន់តែខ្លាំងអូរ៉ាប្រមូលផ្ដុំនៃចំណុចតែមួយរួចផ្ទុះចេញមកយ៉ាងកក្រើកឆុងឈីងគុំហុកថាបើគេខ្លាយជាអ្នកខ្លាំងការខិតខំរបស់ជានឹងខ្លាយជាអាសាបងឆុងឈីងបានបោកប្រព័ន្ធបន្លំជាឈរគៀងដៃក្តីស្រឡាំងកាំងជនក្បត់បានចាយលុយ500,000 យៀនដើម្បីទិញល្បឿនផ្លែកបន្តក្នុងភាពតក់ស្លុតជាដឹងភ្លាមថានេះជាកម្មវិធីជំនួយគេទប់ការវាយទី10បានតែក៏ត្រូវរបួសដោយការវាយបន្តឆុងឈីងចំអកថាជាល្ងងណាស់ដែលគិតថាការខិតខំអាចបដូរព្រៀងវាសនាបានជាព្រឺសម្បុកខ្ញាក់ពេលស្រមោលសត្រូវផ្លាស់ទីលឿនហួសពីការមើលឃើញត្រឹមមួយប៉ព្រិចភ្នែកឆុងឈីងលេចមុខនៅពីក្រោយគេដោយចំណាយប្រាក់900,000 យេនប្រាវក្បាច់រំកិលកាយបន្ទាប់មកគេក៏ដកថវិកា1,200,000 យេនដើម្បីបញ្ចេញក្បាច់វាយមួយផ្លែផ្ដាច់សង្ខារផ្លែដាវមុតស្រួចទម្លុះក្នុងជាយ៉ាងសាហាវប្រព័ន្ធប្រកាសថាគេត្រូវបានសម្លាប់ដោយឆុងឈីងគណនីអ្នកចាញ់នឹងត្រូវលុបចោលជារៀងរហូតហើយរាល់ការខិតខំនឹងធ្លាក់លើដៃអ្នកឈ្នះទាំងអស់ជាមិននឹកស្មានថាខ្លួនត្រូវចាញ់ក្នុងសភាពបែបនេះសោះគេស្រែកសួរទាំងឈឺចាប់ថាហេតុអ្វីបានជាឯងក្បត់យើងហេតុអ្វីត្រូវលេងខូចដើម្បីតែចង់ឈ្នះដូច្នេះទង្វើនេះបានកំទេចពាក្យសន្យារបស់ពួកគេខ្ទេចគ្មានសល់ឆុងឈីងនិយាយសុំទោសព្រមទាំងសង្ឃឹមថាជាតិក្រោយពួកគេនៅតែអាចធ្វើជាបងប្អូននឹងគ្នាទៀតប្រព័ន្ធលោតសារប្រាប់ជាថាគេបានបាត់បង់សិទ្ធិជាអ្នកលេងហើយរៀបចំចាប់ផ្ដើមឡើងវិញគេពិតជាចាញ់មែនហើយនេះជាការពិតដែលគេមិនអាចទទួលយកបានដាច់ខាតតាំងពីកើតមកជីវិតគេជាប់ផុងនៅបាតសង្គមដ៏សែនជ្រៅគ្មានខ្នងបង្អែកគ្មានលុយគ្មានអំណាចតែគេជឿជាក់ថាមានតែការតស៊ូទើបអាចផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងបានដោយបាត់ដៃទាំងទូទេគេបានប្រឹងវាឡើងរហូតដល់កំពូលតារាងគេនៅខ្វះតែមួយជំហានទៀតប៉ុណ្ណោះមួយជំហានទៀតដើម្បីក្រងបល្ល័ង្កគេហ៊ានយកជីវិតទៅបដូរដើម្បីវាតែចុងក្រោយត្រូវគេជន់ឈ្លីយ៉ាងអណោចអធមគេបដិញ្ញាថាបើអាចចាប់ដើមម្ដងទៀតគេនឹងឡើងដល់កំពូលទោះត្រូវលះបង់អ្វីក៏ដោយប្រព័ន្ធបន្លឺសំឡេងថាសិទ្ធិលេងហ្គេមរបស់គេត្រូវបានដកហូតអស់ហើយភ្លាមនោះគេស្រាប់តែភ្ញាក់ព្រឺតដកដង្ហើមរំញាប់ស្មេទាំងភ្នែកបើកធំសម្លឹងមើលជុំវិញដំបងឡើយគេមិនដឹងខ្លួនឯងនៅទីណាទេតែកន្លែងនេះមើលទៅដូចជាបន្ទប់របស់គេណាស់ពេលកំពុងដេកលើអ៊ីតក្មេងស្រីសក់ក្រហមក៏ដើរចូលមកសួរថាតើបងឯងកំពុងធ្វើពុតជាខ្មោចមែនទេគេចាំមុខនាងបានច្បាស់នេះជាប្អូនស្រីរបស់គេកាលពី3 ឆ្នាំមុននាងបានសន្លប់ធំដោយសារគ្រោះថ្នាក់ចរាចរណ៍បើគ្មានម៉ាស៊ីនសង្គ្រោះជីវិតទេនាងប្រកាសជាស្លាប់បាត់ទៅហើយព្រោះហេតុនេះទើបគេយកលុយរង្វាន់ពីហ្គេមទាំងអស់មកបង់ថ្លៃព្យាបាលនាងតែពេលនេះពេលឃើញនាងឈររូបរវើកនៅចំពោះមុខគេពិតជាមិនយល់ទាល់តែសោះគេលន់មាត់សួរថាម៉េចនាងមិនអីអញ្ចឹងនាងគួរតែដេកពេទ្យទៅនាងចាប់ទាញគេរួចស្រែកប្រាប់ម្ដាយថាបងប្រុសឈួតបាត់ហើយដោយសារដេកយាមម៉ាស៊ីនទល់ភ្លឺនាងថែមទាំងថាគេនេះហើយដែលអង្គុយយាមមុខទូរទស្សន៍ដើម្បីចាំមើលការបើកដំណើរការហ្គេមនៅពាក់កណ្ដាលអាធ្រាត្រនោះឮបែបនេះគេប្រញាប់សួរភ្លាមថានេះជាឆ្នាំណាខែណាថ្ងៃណានាងឆ្លើយថានេះជាថ្ងៃបើហ្គេមអេផុកសាក់លបងថ្ងៃទី22ខែមិថុនាកាលពី5 ឆ្នាំមុនពេលនោះទើបការជឿជាក់បកមកកាន់រូបគេនេះមិនមែនជាការយល់សពទេគេពិតជាបានចាប់ជាតិម្ដងទៀតមែនពេលឆុងឈីងក្បត់គេមានថាភាពអស់សង្ឃឹមមិននឹកស្មានថាព្រះប្រទានឱកាសទី2ឲ្យគេសោះទាំងជីវិតនិងការលេងហ្គេមរបស់គេត្រូវបានចាប់ផ្ដើមសារជាថ្មីម្ដងនេះគេស្បត់ថានឹងត្រូវតែឡើងទៅឈរនៅកំពូលនៃពិភពអេផុកឲ្យទាល់តែបានជាមួយនឹងលុយសន្សំពីការធ្វើការក្រៅម៉ោង3 ឆ្នាំ
บกนึงลุยใจจองกาមួយសែនទៀតទីបន្ថត់គេអាចទិញមួកហ្គេមដើម្បីចាប់ផ្ដើមសារជាថ្មីបានហើយEpoch គឺជាហ្គេមនិមិត្តដ៏អស្ចារ្យបំផុតពេលវេលាកន្លងផុតទៅហ្គេមនេះកាន់តែអភិវឌ្ឍស្របតាមអ្នកលេងនិងបង្កើតភាពកក្រើកយ៉ាងខ្លាំងវាជាពិភពអថាកំបាំងគ្មានទីបញ្ចប់ដែលទាក់ទាញមនុស្សដោយបច្ចេកទេសនិម្មិតកម្រិតខ្ពស់បំផុតនៅក្នុងពិភពនោះគេត្រូវបានគេស្គាល់ថាជាទេវសង្គ្រាមអមតៈដោយសារទេពកោសល្យនឹងការតស៊ូគេឡើងដល់កំពូលដោយប្រើត្រាំអាវុធធម្មតានិងសមត្ថភាពមូលដ្ឋានប៉ុណ្ណោះអ្នកលេងគ្រប់គ្នាស្ញប់ស្ញែងនឹងក្បាច់ប្រយុទ្ធរបស់គេធ្វើឲ្យគេក្លាយជាឈ្មោះដ៏មានឥទ្ធិពលក្នុងចំណោមអ្នកលេងទូទៅគេនៅខ្វះតែមួយជំហានទៀតប៉ុណ្ណោះនឹងក្លាយជាអ្នកខ្លាំងផ្ដាច់គេតែចុងក្រោយមិត្តសម្លាញ់ឆុងឆេងបែរជាចុះចាញ់នឹងអំណាចលោភលន់ជននោះក្លាយជាសត្រូវនឹងក្បត់គេរារាំងមិនឲ្យគេដណ្ដើមតំណែងកំពូលបានឡើយវាធ្វើឲ្យជាគិតឆ្ងល់ថាតើការក្បត់នេះផ្ដើមឡើងតាំងពីពេលណាហើយហេតុអ្វីទើបវាកើតឡើងតែគិតពេលនេះក៏គ្មានន័យដែរអ្វីដែលសំខាន់គឺឱកាសដ៏មានតម្លៃនៅចំពោះមុខនេះហើយលើកនេះគេនឹងមិនបណ្ដោយឲ្យមានវិបត្តិសារីទៀតទេគេទាញមួកពាក់លើក្បាលរួចផ្ទេរវិញ្ញាណចូលទៅក្នុងពិភពហ្គេមភ្លាមប្រព័ន្ធបញ្ជាឲ្យគេជ្រើសរើសតួអង្គដើម្បីអាចចូលរួមជាមួយអ្នកលេងទូទាំងពិភពលោកក្នុងការរុករកពិភពលោកដ៏ធំល្វឹងល្វើយនិងពោពេញដោយអាចកំបាំងមួយនេះពីចំណុច0ឡើងវិញអ្នកលេងគ្រប់រូបចូលមកដោយគ្មានចំណេះដឹងអ្វីសោះហើយត្រូវរៀបរាប់អ្វីៗដោយខ្លួនឯងតែគេខុសពីគេជាជើងចាស់មកពីអនាគត5ឆ្នាំទៅមុខគេស្គាល់ទីនេះច្បាស់ជាងអ្នកណាទាំងអស់គេនឹងប្រើប្រាស់ចំណុចខ្លាំងនេះដើម្បីផ្លាស់ទីឲ្យលឿនបង្កើនថាមពលឲ្យខ្លាំងនិងឈានមុខគេជានិច្ចពេលនេះគេបានចាប់កំណើតជាថ្មីហើយឆន្ទៈរបស់គេកាន់តែរឹងមាំទ្វេដងលើកនេះគេនឹងបញ្ចប់រឿងដែលនៅសេសសល់ឲ្យអស់គេនឹងប្រឹងឡើងទៅដល់កំពូលនៃអេផុកហើយក្លាយជាបុគ្គលដែលខ្លាំងប្រតិក្រាបអំណាចកំពូលតែម្នាក់ឯងគេប្រកាសក្តែងថាស្ដេចក្បាច់ប្រយុទ្ធបានត្រឡប់មកភូមិអ្នកចាប់ផ្ដើមថ្មីវិញហើយហ្វូងមនុស្សចាប់ផ្ដើមខ្សឹបខ្សៀវគ្នាពេលឃើញអ្នកចម្បាំងម្នាក់ដើរកាត់មុខពួកគេមិននឹកស្មានថានៅមានអ្នកលៀងតួអង្គចម្បាំងដែលជាក្រុមនៅបាតតារាងបែបនេះសោះម្នាក់ថែមទាំងចំអកថាសំបីតាឆ្កែក៏ក្រវីក្បាលហួសចិត្តពេលឃើញគេដែរម្នាក់ទៀតក៏បន្ថែមថាគេគ្មានសំបីតែអាវុធសមរម្យមួយផងតែហ៊ានដើររៀងក្លៀងក្តាងយ៉ាងនឹងពួកគេគិតថាគេចង់អួតទាំងដែលគ្មានអ្វីសោះអ្នកដែលពួកគេកំពុងនិយាយដើមនោះគឺលៀនជីអ្នកចម្បាំងកម្រិត1គ្មានងារឈាមមានត្រឹម125គ្មានម៉ាណានិងកំហាំង0លើ100កម្លាំងវេលុកពេលដៃទទេពី1ទៅ4ការពារ1កម្លាំង5ស៊ូទ្រាំ5ភាពរហ័សរហួន3បញ្ញា1ស្មារតី1និងឆន្ទៈកម្រិត3ចន្ទៈប្រយុទ្ធនឹងការឡើងរាល់ពេលវ័យប្រហារទៅក្នុងស្ថានភាពនោះហើយវាជាថាមពលស្នូលសម្រាប់បញ្ចេញជំនាញផ្សេងប៉ុន្តែតួឯកប្រុសរបស់យើងមិនខ្វល់ពីរឿងកំប៉ែកកំប៉ុបទាំងនេះទេព្រោះគេក្តាប់អាកំបាំងដែលគេអាចប្រើប្រាស់បានតែម្នាក់ឯង2ឆ្នាំមុនក្រោមផ្ទៃមេឃពេលរាត្រីជាមួយឆាងគេធ្លាប់លន់ងាត់ថាទោះត្រូវចាប់ផ្ដើមសារជាថ្មីម្ដងទៀតក៏គេនៅតែជ្រើសរើសដើរផ្លូវជាអ្នកចម្បាំងដដែលពេលនោះឆាងបានតបវិញថាអ្នកចម្បាំងគឺជាអាជីពសម្រាប់តែអ្នកលេងលំដាប់បាតតារាងប៉ុណ្ណោះព្រោះពួកគេគ្មានលុយទិញអាវុធថ្លៃហើយក៏មិនអាចប្រើវេទមន្តស្រស់ស្អាតបានដែរពួកគេមានតែពឹងលើភាពស៊ូទ្រាំពីកំណើតដើម្បីសម្រុតចូលសមរភូមិជួរមុខនិងរងការវាយប្រហារជំនួសគេនិយាយឲ្យចាំទៅអ្នកចម្បាំងគ្រាន់តែជារបាំងការពារប៉ុណ្ណោះគេបានណែនាំថាបើចៃចង់ស្គាល់រសជាតិកំពូលអ្នកខ្លាំងក្នុងហ្គេមគេគួរតែជ្រើសរើសធ្វើជាអ្នកប្រៅដាវដូចជារូបគេដែរទាំងរហ័សរហួននិងសាហាវព្រៃផ្សៃប៉ុន្តែចៃនៅតែជឿជាក់យ៉ាងមុតមមថាផ្លូវឆ្ពោះទៅរកភាពអស្ចារ្យគឺជារបស់អ្នកចម្បាំងគេមានភាពស៊ូទ្រាំកម្រិតអមនុស្សធម៌ហើយសត្រូវកាន់តែខ្លាំងគេក៏កាន់តែខ្លាំងដូចគ្នាមានតែការប្រយុទ្ធបដូរផ្ដាច់ឆ្លងកាត់រាល់វិបត្តិទើបស័ក្តិសមទទួលបានងារជាទេវសង្គ្រាមអមតៈដែលជាកំពូលយក្សខ្លាំងគ្មានគូប្រៀបប្រចាំជំនាន់កាលនោះគេឈានដល់កម្រិត80ជាអ្នកចម្បាំងលោហិតដែលមានងារជាទេវសង្គ្រាមអមតៈគេបានពោលថាមានតែអ្នកដែលឆ្លងកាត់សមរភូមិរាប់មិនអស់ដោយមិនធ្លាប់ដួលរលំសោះទើបអាចក្រងតំណែងដ៏អស្ចារ្យនេះបានឆុងឈីងបានសួរត្រឡប់ទៅវិញថាតើគេប្រកាសចិត្តទេថាចំណងជើងនេះនៅតែមានបន្ទាប់ពីថ្ងៃនោះសំណួរនេះបានញុះញង់ឲ្យមានការភ្នាល់មួយឆុងឈីងសួរថាតើចង់ភ្នាល់ពីអ្វីជីបានតបទាំងញញឹមថាការភ្នាល់គឺទោះត្រឡប់មកវិញម្ដងទៀតក៏គេនៅតែជាទេវសង្គ្រាមអមតៈដដែលត្រឡប់មកបច្ចុប្បន្នគេកំពុងរំលឹកពីចំណុចខ្លាំងពីកំណើតអ្នកចម្បាំងដែលមានឈាមច្រើនទោះបីជាគ្មានលុយក៏ដោយក៏គេមិនងាយត្រូវមេបិសាចវេយមួយក្បាច់ស្លាប់នោះទេលើសពីនេះក្រោយបញ្ចប់បេសកម្មគេនឹងអាចវិវត្តទៅជាអាជីពកម្រិតខ្ពស់ក្នុងខ្សែស្រឡាញ់អ្នកចម្បាំងដែលវាជាផ្លូវចាស់ដែលគេធ្លាប់បានដើររួចមកហើយអ្នកចម្បាំងលោហិតគឺជាអាជីពដែលបំផ្លាញឈាមទៅជាថាមពលប្រយុទ្ធសុទ្ធសាធពួកអ្នកលេងចាយលុយពិតខ្វល់តែពីកម្លាំងវេយប្រហារកម្ពស់ឬក៏អាជីពណាដែលមើលទៅសង្ហាប៉ុណ្ណោះវេទមន្តដាវព្រាននិងឃាតកោសុទ្ធតែជាអាជីពពេញនិយមដូច្នេះហើយក្រុម9ក្នុងចំណោម10ក្នុងតាមផ្លូវ
គឺពោពេញទៅដោយអ្នកលេងអាជីពវាអភិយ៉ាងនេះ ប៉ុន្តែដោយសារតែភាពមិនស្មើគ្នានៃកម្លាំងវិសាចនៅដើមហ្គេមគេសង្ស័យថាពួកវាប្រហែលជាមិនអាចសូម្បីតែទប់ទល់បានផងគុំថាឡើយឈរវាយបញ្ចេញធម្មពលនោះ ផ្ទុយទៅវិញអ្នកចម្បាំងមានអត្ថប្រយោជន៍រស់រានមានជីវិតយ៉ាងច្បាស់តាំងពីដើមទីចំណែកឯចំណុចខ្សោយរបស់ពួកគេអាចប៉ះពោបានយ៉ាងងាយតាមរយៈចំណេះដឹងហ្គេមដ៏ជ្រាលជ្រៅរបស់គេ ភ្លាមនោះប្រព័ន្ធបានផ្ដល់ដំណឹងអំពីបេសកកម្មថ្មីសម្រាប់រឿងនេះគេត្រូវរាយការណ៍ទៅកាន់ Mail Town ដោយមានពេលនៅសល់ត្រឹម4នាទីនិង59វិនាទីប៉ុណ្ណោះចៃបានដើរទៅរកបុរសចំណាស់ពុកចង្ការវែងម្នាក់គាត់គឺជាអ្នកណែនាំសម្រាប់អ្នកលេងថ្មីគេពិតជាមិននឹកស្មានថានឹងបានជួបលោកតានេះម្ដងទៀតសោះអារម្មណ៍នឹករលឹកក៏ផុសឡើងរំពេចនោះមានសម្លេងស្រែកលោឡាថាអ្នកចម្បាំងសម្រាមបានដាល់បុកខ្លួននោះគឺជាអ្នកលេង Paladin កម្រិត2ឈ្មោះបាឡៃវាបានគម្រាមជីថាបើចង់ដាល់កាទីនេះត្រូវបង់លុយមួយកាក់ស្ពនសិន Paladin ជាអាជីពចាយលុយដំបូងគេដែលអ្នកលេងចូលចិត្តជ្រើសរើសវាជាអាជីពពូកែគ្រប់សពដែលមានទាំងកម្លាំងវៃប្រហារព្យាបាលឈាមនិងអាចគ្រប់គ្រងស្ថានភាពបានទៀតផងបាឡៃសោកចំអករួយគម្រាមថាបើមិនបង់លុយទេគឺមិនអាចឆ្លងកាត់បានឡើយជីសង្កេតឃើញថាទើបតែកន្លះម៉ោងសោះតាំងពីហ្គេមបើកដំណើរការតែមានអ្នកឡើងដល់កម្រិត2ទៅហើយមើលទៅនេះជាចន្លោះប្រហោងដោយដែលធ្វើបែកទ្វារក្នុងវេទិកាពីជាតិមុនអញ្ចឹងពួកនេះបានបែកលុយទិញកញ្ចប់បទពិសោធន៍យ៉ាងថ្មីភ្លាមក្រោយបង្កើតតួអង្គរួចពួកគេបានប្រើគម្លាតកម្រិតនៅដើមហ្គេមនេះដើម្បីគៀបសង្កត់អ្នកខ្សោយពិសេសគឺការជំរិតទាលុយថ្លៃការពារតែម្ដងតែតាមការពិតពួកវាល្ងងមិនយល់ពីហ្គេមនេះសូម្បីតែបន្តិចហើយអាវុធរបស់ពួកវាក៏នៅទន់ខ្សោយដែរពួកនេះគ្រាន់តែជាខ្លាក្រដាស់ប៉ុណ្ណោះរង្វាន់ល្អបំផុតសម្រាប់ញាក់មកដល់ថ្មីគឺថង់កាក់ស្ពាន់ដែលមានចំនួន10កាក់ពេញទោះបីជាមានគេបង់មួយកាក់ស្ពាន់ជាថ្លៃការពារក៏ដោយក៏ពួកវានៅតែចំណេញប៉ុន្តែជីបានសួរតបវិញថាហេតុអ្វីគេត្រូវឲ្យលុយទៅពួកវាបាឡៃគម្រាមយ៉ាងកោងកាចថាព្រោះវាខ្លាំងជាងនឹងហើយបន្ទាប់មកវាក៏វាប្រហារដោយស្រែកប្រាប់ជីឲ្យលុបកាណានីចោលហើយចាប់ផ្ដើមលេងសារថ្មីទៅតែជីបានចាប់ដៃវាជាប់ភ្លាមបាឡៃរន្ធត់ចិត្តយ៉ាងខ្លាំងពេលដែលវាបញ្ចេញកម្លាំងលែងរួតជីបញ្ជាក់ប្រាប់យ៉ាងត្រជាក់ថាការបង្កើនកម្លាំងក្តាប់គឺជាទេពកោសល្យពីកំណើតវាជួយបង្កើនកម្លាំងមេរៀមដៃធ្វើឲ្យពិបាកនឹងជ្រុះអាវុធនៅពេលដែលចាប់កាន់វាបាឡៃប្រញាប់បើកដំណើរការប្រព័ន្ធការពារការរបូតអាវុធតែបាឡៃត្រូវទាំងស្តុកទេពកោសល្យដែលគេគិតថាគ្មានបានការគ្រាន់តែជួយកាន់អាវុធឲ្យជាប់នោះបែរជាត្រូវយកមកប្រែប្រឆាំងនឹងខ្លួនទៅវិញជីនិយាយយ៉ាងស្ងប់ស្ងាត់ថានោះគ្រាន់តែជាអ្វីដែលអ្នកដទៃគិតប៉ុណ្ណោះតែសម្រាប់គេវាគឺជាទេពកោសល្យដ៏ខ្លាំងបំផុតបាឡៃដល់ថ្នាក់ស្រក់ទឹកភ្នែកក្រោយត្រូវគេវាយឲ្យរបួតអាវុធទាំងដៃទេជីដឹងច្បាស់ថាសំបីតែទេពកោសល្យសម្រាមក៏អាចប្រើប្រាស់ក្នុងវិធីដែលនឹកស្មានមិនដល់ដែរការបង្កើនកម្លាំងក្តាប់អនុញ្ញាតឲ្យគេអាចទប់ទល់ការវាយប្រហារធម្មតាដោយដៃទទេបានហើយឥទ្ធិពលរបស់វានឹងកាន់តែខ្លាំងនៅពេលដែលកម្លាំងកាយកើនឡើងប្រសិនបើកម្លាំងកាយគេខ្លាំងជាងគូប្រកួតគេថែមទាំងអាចបញ្ចេញក្បាច់វាយទម្លាក់អាវុធត្រឡប់ទៅវិញទៀតផងហើយដោយសារតែបាឡៃកលរបូតអាវុធវាមានន័យថាអាផាឡាឌីនកម្រិត2នេះមានកម្លាំងកាយខ្សោយជាងអ្នកទៅបង្កើតគណៈនេះថ្មីទៅទៀតវាពិតជាមិនបានបូកពិន្ទុទៅលើកម្លាំងកាយសោះតែម្ដងដែលបញ្ជាក់ថាវាមិនចេះលេងហ្គេមនេះសូម្បីតែបន្តិចបាឡៃមិនដឹងទេថានៅពេលអាប់ដេតទេពកោសល្យនេះពេលអនាគតការបង្កើនកម្លាំងក្តាប់នេះនឹងក្លាយជាទេពកោសល្យដ៏ខ្លាំងបំផុតមួយនៅក្នុងខ្សែស្រឡាយអ្នកចម្បាំងកម្លាំងក្តាប់ទីតាន់ជាទម្រង់កម្រិតអាត់ខូរបស់វាគឺជាជំនាញលំដាប់ទេវៈដ៏ល្បីល្បាញវាអនុញ្ញាតឲ្យអ្នកលេងអាចកាន់ដាវធំសម្រាប់នាគដែលត្រីប្រើដៃពីរដោយប្រើតែដៃម្ខាងបានយ៉ាងងាយប៉ុន្តែការដោះសោវាបានតម្រូវឲ្យជ្រើសរើសទេពកោសល្យកម្លាំងក្តាប់នេះតាំងពីពេលបង្ការតួអង្គមកលេះពួកទីហ៊ានយាមបានមកដល់ធ្វើឲ្យភួងមនុស្សប្រញាប់រត់បែកខ្ញែកគ្នាភ្លាមបាឡៃនិយាយដោយអំនួតប្រាប់ជីថាពេលនេះឯងច្បាស់ជាងាប់មិនខានទេព្រោះតែការបង្កចំនួនក្នុងតំបន់សុវត្ថិភាពគេនឹងត្រូវប្រហារជីវិតនៅនឹងកន្លែងវាថែមទាំងហ៊ានស្បត់ក្នុងនាមពន្លឺបរិសុទ្ធទៀតថាចៃពិតជាបានវាយប្រហារមនុស្សជាសាធារណៈមែនចៃដឹងច្បាស់ថាទីហ៊ានយាមកាន់លំពេងនឹងភូមិអ្នកចាប់ផ្ដើមថ្មីនេះអាចវាយអ្នកលេងកម្រិត1ឬ2ឲ្យស្លាប់ដោយប្រើតែមួយក្បាច់ប៉ុណ្ណោះប៉ុន្តែគេបែរជាសារភាពយ៉ាងស្ងប់ស្ងាត់ថាគេពិតជាបានវាយវាមែនបាឡៃញុះញង់ទីហ៊ានយាមឲ្យដាក់ទោសគេយ៉ាងធ្ងន់ធ្ងរតែជីបានបកស្រាយថាវាគ្រាន់តែជាការការពារគ្រងប៉ុណ្ណោះបាឡៃកាំងស្ទោកពេលទីហ៊ានយាមស្ទុចូលមកដល់វាប្រញាប់ស្រែកប្រាប់ឲ្យឈប់សិនដោយអះអាងថាខ្លួនជាភ្ញៀវ VIP ធំដែលបានចាយលុយអស់100,000តែចៃបានចង្អុលបង្ខាងថាអ្នកណាដែលវាយមុននៅក្នុងតំបន់សុវត្ថិភាពនឹងត្រូវពួក NPC កាត់ក្តីថាជាជនបង្កហើយអ្នកដែលវាយបកវិញនឹងមិនទទួលទោសឡើយទោះជាវាយជនបង្កនោះឲ្យខូចខាតធំធំក៏ដោយទីហ៊ានយាមបានវាយសម្រុកទៅលើបាឡៃភ្លាម
បន្ទាប់មកផ្សារជូនដំណឹងមួយក៏បានលោតឡើង ទីហ៊ានយាមផាឡាឌីនបានប្រគល់កាក់ស្ពូនម៉ូលីឲ្យជីវាជាសំណងសម្រាប់ជនរងគ្រោះជីញញឹមចុងម៉ាត់ហើយប្រាប់បាឡៃថាគេទទួលយកការសំទោសរបស់វាហើយកូនចៅរបស់បាឡៃខឹងសម្បាយ៉ាងខ្លាំងជីសួរដោយសម្លេងសោះកក្រោះថាតើពួកវាចង់ទម្លាក់កាក់ស្ពូនឲ្យគេ2 ឬ 3 កាក់ទៀតឬយ៉ាងណាគេថែមទាំងផ្ដល់ជំរឿឲ្យពួកវាបើកផ្លូវទៀតផងពួកវាខឹងក្តៅក្រហាយណាស់តែគ្មានជំរឿអ្វីក្រៅពីដើរចេញនោះទេ ជីដើរទៅរកបុរសចំណាស់ដើម្បីទទួលយករង្វាន់អ្នកលេងថ្មីគេអង្គុយចុះក្បែរគាត់ហើយពោលថាខានជួបគ្នាយូរណាស់មកហើយណោះ លោកតានោះមើលទៅមានភាពងឿងឆ្ងល់ហើយសួរថាតើគេស្គាល់គាត់ដែរឬយ៉ាងណាមិញហ្គេមនេះទើបតែចេញបានមួយថ្ងៃប៉ុណ្ណោះជីញញឹមហើយតបថាពួកយើងប្រៀបដូចជាអ្នកស្គាល់គ្នាចាស់ទៅហើយ ពេលវេលា5ឆ្នាំបានកន្លងផុតទៅអោរ៉ៃស្មានតែជារឿងលេងសើចតែជីនៅតែបន្តបេសកម្មហើយអង្គុយយ៉ាងក្លាហាននៅចំពោះគេមានសិទ្ធិទទួលរង្វាន់អ្នកចំណូលថ្មីជំរឿ3ត្រូវបានបង្ហាញឡើងកាក់តុងដែន10ថ្នាំឈាមមូលដ្ឋាន3ឬដាវដៃធម្មតាដែលជាអាវុធផ្ដាច់មុខអ្នកចម្បាំង ហ្វួងមនុស្សសើចចំអកថាមានតែមនុស្សល្ងងទេដែលរើសយកលុយញាក់លេងក្រីក្រច្បាស់ជាលក់កាក់តុងដាប់នោះចោលមិនខានពេលនេះវាកំពុងមានតម្លៃថ្លៃកប់ពពកនៅទីផ្សារងងឹត តែរឿងនឹកស្មានមិនដក៏កើតឡើងជីជ្រើសរើសយកជំរឿទី4គេដឹងច្បាស់ថាត្រីចំណាយពេល3ឆ្នាំទៀតទើបមានអ្នករកឃើញអាថាកំបាំងនៃជំរឿលាក់កំបាំងអ៊ុយនេះ គ្រប់គ្នាគិតថាគេឈ្គាត់បាត់ទៅហើយទីនេះគ្មានជំរឿទី4ទេស្រាប់តែជីបន្លឺឡើងថាភ្លើងគប់មុនពេលព្រឹកព្រលឹមនិងរលត់ទៅវិញចំនួន2ដង គ្រាន់តែនិយាយចប់គេខ្លាចជាមនុស្សដំបងដែលដកសោរង្វាន់លាក់កំបាំងនេះអោរ៉ៃស្លាងកាំងយ៉ាងខ្លាំងគេសួរភ្លាមថាតាជីឬពាក្យទាំងនេះមកពីណាជីបន្តដោយសម្លេងរឹងមាំពេលព្រះច័ន្ទខ្មៅលិចចូលក្នុងរាត្រីអនន្តកាលអ្នកដែលត្រូវគេបកបាំងនឹងឈានជើងកាត់ចន្លោះពេលវេលាត្រឡប់មកវិញ អ្វីដែលឆេះឡើងវិញក្រុងភៈផងគឺជាភ្លើងមរណៈនៃអាទិទេពបុរាណនិងជាព្រឹកព្រលឹមនៃយុគសម័យថ្មីអោរ៉ៃឈរហឺបមាត់បាក់ភ្នែកធំៗដោយការភ្ញាក់អោតបំផុតពេលនោះជីក៏ប្រាប់ថានេះគឺជាលេខកូដសម្ងាត់ដែលអោរ៉ៃធ្លាប់បានប្រាប់គេកាលពីមុន កាលពី5ឆ្នាំមុនជីបានទទួលបេសកម្មលាក់កំបាំងដើម្បីការពារគ្រួសាររបស់អោរ៉ៃពេលនោះអោរ៉ៃស្រក់ទឹកភ្នែកហើយនិយាយថាគេពិតជាមិនដឹងត្រូវសងគុណយ៉ាងម៉េច ដោយសារគេគ្រាន់តែជាអ្នកណែនាំជំនួយថ្មីគេពិតជាគ្មានរង្វាន់អ្វីតបស្នងឡើយតែគេបានសន្យាជាមួយជីថាបើថ្ងៃណាមួយត្រូវការជំនួយ គេគ្រាន់តែនិយាយឃ្លានេះទោះជាអត្តសញ្ញាណត្រូវផ្លាស់ប្ដូរឬប្រព័ន្ធធ្វើឲ្យគេភ្លេចគ្រប់យ៉ាងក៏ដោយក៏គេនៅតែចងចាំថាជីគឺជាអ្នកមានគុណសង្គ្រោះជីវិតគេជានិច្ច អោរ៉ៃចាប់ផ្ដើមដឹងខ្លួនបន្តិចម្ដងថាជីគឺជាមនុស្សដ៏សំខាន់បំផុតសម្រាប់គេភ្លាមនោះប្រព័ន្ធក៏បានលោតសារបញ្ជាក់ថាជីបានបំពេញលក្ខខណ្ឌសម្រាប់បេសកកម្មសម្ងាត់ហើយបើដូច្នេះមែនអោរ៉ៃសុខចិត្តប្រគល់គ្រប់យ៉ាងដែលខ្លួនមានឲ្យគេវាក៏បានទំលាយដែរថាជំរើសទី4គឺជារង្វាន់ត្រឡប់មកវិញអ្នកលេងជើងចាស់ ក្នុងជីវិតមុនជីខ្វះតែមួយជំហានទៀតប៉ុណ្ណោះនឹងក្លាយជាអ្នកខ្លាំងបំផុតទៅហើយតែចុងក្រោយគេត្រូវគេលេងល្បិចកំចាត់ចោលទោះបីភាពអយុត្តិធម៌ជារឿងធម្មតាក្នុងលោកនេះក៏គេមិនព្រមចុះចាញ់ដាច់ខាត គេបានប្រើថ្មទេពកោសលដំបងវាជាវត្ថុចងភ្ជាប់ពិសេសដែលផ្ដល់នូវថាមពលទេពកោសលពីកំណើតហ្វូងមនុស្សនាំគ្នាភ្ញាក់ផ្អើលពេលឃើញត្បូងទេពកោសលដ៏កម្រមួយនេះវាអាចជាប់បានតែម្ដងគត់សម្រាប់គណៈនីមួយនៅពេលចាប់ផ្ដើមដំបូងទោះមានលុយរាប់លានក៏មិនអាចទិញវាបានដែរ បើចង់ក្លាយជាអ្នកខ្លាំងអស្ចារ្យក្រុនជាតិនេះគេត្រូវតែត្រួតត្រាពីចំណុចចាប់ផ្ដើមសម្រាប់ទេពកោសលទី2គេបានជ្រើសរើសសច្ចាប្រណិធាននៃដាវបេសកកម្មលាក់កំបាំងនេះគឺជាជំហានដំបូងក្នុងការផ្លាស់ប្ដូរជោគវាសនារបស់គេ អោរ៉ៃពន្យល់ថាទេពកោសលមួយនេះត្រូវបានបង្កើតឡើងដោយកំពូលស្ដេចដាវវីរបុរសខាស៊ីម៉ែល អ្នកដែលស្នងវានឹងក្លាយជាអ្នកថែរក្សាសច្ចាប្រណិធានដាវទទួលបានក្បាច់ដាវកំពូលតែពួកគេអាចប្រើបានតែដាវមួយមុខគត់អស់មួយជីវិតគេសួរជីថាប្រកាសចិត្តទេជីតបវិញដោយគ្មានការស្តាក់ស្ទើរ ពិតណាស់ហ្វូងមនុស្សនាំគ្នាឆ្ងល់យ៉ាងខ្លាំងពួកគេមិនជឿសោះថានៅមានមនុស្សរើសយកសច្ចាប្រណិធាននៃដាវទៀតនោះសម្រាប់ពួកគេសម័យនេះមានតែមនុស្សល្ងងទេដែលរើសយកអាជីពដាវជាទេពកោសលទី2ពួកគេសើចចំកក់ហៅគេថាជាក្មេងខ្ចីដែលនៅតែមានមុខជឿជាក់ទាំងដែលរើសយកអាវុធកម្រិតទាបបំផុត តែអោរ៉ៃគ្រាន់តែនិយាយថាអាវុធដែលខ្លាំងបំផុតមិនមែនជាដាវទេតែគឺជាអ្នកដែលកាន់វាទៅវិញទៅជីបានអរគុណគេសម្រាប់កាដូនេះ ក្នុងជាតិមុនគេដោះសោទៀបកុសលទី2បាននៅពេលដល់កម្រិត30តែពេលនេះគេមានវាតាំងពីចាប់ផ្ដើមធម្មពលប្រយុទ្ធរបស់គេនាំមុខដាច់ឆ្ងាយមានន័យថាការឡើងកម្រិតនឹងកាន់តែលឿនហើយខិតជិតដល់បល្ល័ង្កនៃកម្ពុជាអ្នកខ្លាំងបាត់ទៅហើយប្រៀបអ្នកលេងចាយលុយទិញភាពខ្លាំងនៅដើមហ្គេមនិងរលត់បាត់យ៉ាងលឿនក្រោយកម្រិត5បើពួកគេចង់តាមទាន់
គឺមានតែត្រូវបន្តចាយលុយរហូត តែសម្រាប់អ្នកដែលពឹងលើបច្ចេកទេសសុទ្ធសាធដូចជីត្រឹមដាវដែកធម្មតាក៏គ្រប់គ្រាន់ដែរដាវមិនមានកម្លាំងវាយប្រហារខ្លាំងដោយពូថៅនោះទេ វាខ្វះការគៀបសង្កត់ដោយលំប៉ែងហើយក៏គ្មានពន្លឺតាក់ទាញដោយដំបងវេទមន្តដែរតែអ្វីដែលមនុស្សគ្រប់គ្នាមិនដឹងនោះគឺដាវគឺជាអាវុធតែមួយគត់ដែលទាមទារជំនាញពិតប្រាកដ ផែនការដើមរបស់គេគឺសាមញ្ញបំផុតចាប់ផ្ដើមជាមួយការបង្កើនកម្លាំងក្តាប់រួចយកដាវដែកធម្មតាពីអាវរ៉ាយបន្ទាប់មកចេញទៅក្រៅដើម្បីបរបាញ់បង្កើនកម្រិតតែលើកនេះដោយសាររយករង្វាន់លាក់កំបាំងថ្មទេពកោសាលដំបងគេបានរំលងដាវដែកនោះចោលទាំងស្រុងតែម្ដង ពេលនេះគេត្រូវចេញដំណើរដោយដៃទេគេដឹងច្បាស់ថាគ្រប់យ៉ាងបានប្រែប្រួលអស់ហើយបើគេធ្វើការសម្រេចចិត្តខុសប្លែកពីមុនក្នុងជាតិនេះផ្លូវនៅខាងមុខក៏នឹងផ្លាស់ប្ដូរដូចគ្នាសូម្បីតែទីបញ្ចប់ក៏អាចប្រែប្រួលដែរមុនពេលគេជួបជុងឈីងម្ដងទៀតគេដឹងរឿងមួយយ៉ាងច្បាស់គេត្រូវតែខ្លាំងជាងនេះ គេនឹងកែប្រែទីបញ្ចប់នៃជីវិតអតីតកាលឲ្យក្លាប់จากជេមិនខានពេលកំពុងដើរទៅមុខគេក៏បានឆ្លងកាត់អ្នកលក់អាវុធនិងសម្ភារៈសម្រាប់អ្នកចាប់ផ្ដើមដំបូងម្នាក់ បុរសពាក់មួកក្រណាត់ម្នាក់ឈានជើងចូលមកជិតដោយស្នាមញញឹមគួរឲ្យស្អប់ហើយនិយាយថាចង់មើលអីវ៉ាន់បន្តិចក្រោយពីមើលរួចគេក៏ក្រវាត់ចោលហើយប្រមាថថាវាគ្រាន់តែជាអេតចាយប៉ុណ្ណោះ រួចគេក៏អោនក្តាប់យកដំបងឈើមួយគ្រាន់តែប៉ាក់ភ្លាមផ្ទាំងប្រព័ន្ធក៏លោតឡើងវាគ្រាន់តែជាអាវុធកម្រិតមួយជាដំបងឈើធម្មតាដែលគ្មានធម្មពលវាយប្រហារសោះ រីភាពវាយប្រហារចម្បងឈើគឺការសំពងដូច្នេះវាត្រូវបានចាត់ចូលជាប្រភេទដំបងធ្ងន់ប៉ុន្តែវាក៏មានលក្ខណៈសញ្ញាជាដាវផងដែរពេលនោះហើយដែលគេដឹងរឿងខ្លះអ្នកលក់ភ័យស្លន់ស្លាហើយអង្វរសុំក្តីមេត្តាដោយពន្យល់ថាគេគ្រាន់តែជាអ្នកលេងជំនាញជីវិតប៉ុណ្ណោះគេនិយាយទាំងញ័រមាត់ថាការទិញលក់សម្ភារៈគឺជាវិធីរស់រានមានជីវិតតែមួយគត់របស់គេបរោះពាក់មួកនោះសើចចំអប់រួចជេរថាគេជាមនុស្សកំសាដែលសំបីតែវាយគ្នាក៏មិនចេះផងខណៈកំពុងលើកអាវុធបំរុងនឹងវាយគេសើចចំអកប្រាប់ឲ្យត្រឡប់ទៅផ្ទះលេខបាយលោកវិញទៅសម្រាប់គេអ្នកលក់នេះគ្រាន់តែជារណាំងរើសអឹងភ្នែកប៉ុណ្ណោះជីបានឈានជើងចូលខាត់ហើយនិយាយថាអ្នកលេងជំនាញជីវិតក៏ជាអ្នកលេងដូចគ្នា គ្មានអ្នកណាខ្ពស់ជាងអ្នកណាឡើយបើគ្មានចុងភៅធ្វើមហូបអ្នកផ្សំថ្នាំនឹងជាងតងលុតអាវុធទេអ្នកប្រយុទ្ធភាគច្រើនច្បាស់ជាមិនអាចបោះជំហានចេញផុតពីថ្លង់ទ្វារក្រុងឡើយ គេសួរពីតម្លៃដំបងឈើហើយអ្នកលក់ប្រាប់ថាកាក់តុងដែងមួយបុរសពាក់មួកងាកមកសួរយ៉ាងកោងកាចថាគេជានរណាជីប្រាប់ឈ្មោះនិងអាជីពយ៉ាងស្ងប់ស្ងាត់បុរសនោះសើចជក់ពោះពេលឮពាក្យថាអ្នកចំបាំងជីហុចកាក់ហើយអ្នកលក់ក៏អរគុណគេយ៉ាងជ្រាលជ្រៅជីលួចគិតក្នុងចិត្តថាពេលវេលានេះហាក់ដូចជារៀបចំទុកយ៉ាងល្អឥតកោះកាក់ដែលគេបានមកคล้ายជាកូនសោដ៏សំខាន់មួយបុរសពាក់មួកចាប់ផ្ដើមខឹងសម្បាព្រោះជីចូលមករំខានការកំសាន្តរបស់ខ្លួនគេអះអាងថាខ្លួនគ្រាន់តែធ្វើអំពើល្អប៉ុណ្ណោះតែជីវេបកចំគេគ្រាន់តែធ្វើបាបអ្នកដទៃទេបរោះនោះញញឹមចុងមាត់ហើយនិយាយថាជីត្រូវគេបោកប្រាស់ដោយមិនដឹងខ្លួនហើយគេបញ្ចាត់បញ្ជើថាជាអ្នកចម្បាំងក្មេងខ្ចីដែលល្ងងខ្លៅគេបន្តទៀតថាដំបងឈើនោះគឺជារបស់ឥតបានការដែលសូម្បីតែធ្លាក់លើដីក៏គ្មានអ្នកណាចង់រឹតវាដែរ គេស្រែកគុំហុកហៅជីថាជាជនល្ងងខ្លៅហើយចោទថាអ្នកលក់នោះច្បាស់ជាអ្នកបោកប្រាស់មិនខាន ដោយក្តីមួសម៉ងគេពោលពាក្យប្រមាថថារបស់ទាំងនោះគ្មានតម្លៃសូម្បីតែឲ្យគេជន់ពីលើគេថាសំមុខជីដែលត្រូវគេបោកហើយក៏ប្រាប់បាក់ពួកឲ្យចាក់ចាញ់ទៅបាក់ពួកនោះក៏ប្រញាប់ដើរតាមយ៉ាងលឿននៅរាល់ភូមិអ្នកចាប់ផ្ដើមថ្មីទូបជាងដែកតែងតែកដំបងឈើចោលទោះដាក់តម្លៃសូនក៏គ្មានអ្នកណាខ្ចីក្រឡេកមើលមានតែអ្នកថ្មីថ្មោងទេដែលទិញវាក្នុងតម្លៃមួយកាក់ទងដែងព្រោះគិតថាចំណេញវាជាការបោកប្រាស់ដ៏សាមញ្ញពេលហ្គេមអ៊ីផុកទៅចេញប៉ុន្តែជីមិនមែនជាអ្នកថ្មីទេគេគឺជាទេវៈសង្គ្រាមដ៏អមតៈ អ្នកដែលធ្លាប់កាន់អាវុធទេវៈរាប់មិនអស់ដោយដៃតទេបែបនេះញៀនរបស់គេមិនងាយខកឡើយដំបងឈើមួយនេះពិតជាមានធម៌ពលជាដាវនិងដំបងបញ្ចូលគ្នាប្រព័ន្ធអាវុធធម្មតាមិនអាចមានលក្ខណៈត្រួតស៊ីគ្នាបែបនេះបានទេលើកលែងតែវាជាអាវុធទេវៈដែលមិនទាន់ដាស់ធម៌ពលទោះមិនទាន់ដឹងច្បាស់តែយកវាមកធ្វើជាដាវគឺស័ក្តិសមបំផុតហើយជ័យបានបំពាក់ដំបងឈើនោះផ្ទាំងប្រព័ន្ធបានលួតឡើងបង្ហាញឈ្មោះលីនហ្គាដែលជាអ្នកលេងត្រឡប់ជាតិកម្រិតមួយជាអ្នកចម្បាំងមនុស្សដែលគ្មានគោរមងារវាបង្ហាញថាធម្មពលជីវិត125គ្មានម៉ាណានិងប្រព័ន្ធកំហឹង0 លើ 100ដែលអាចកើនឡើងតាមរយៈការប្រយុទ្ធកម្លាំងវាយប្រហាររបស់គេគឺ2 ទៅ 6ដែលបានធំបីបន្តិចដោយដំបងឈើចំណែកឯកម្លាំងការពារនៅដដែលចំណែកឯធម្មពលផ្សេងទៀតមានដូចជាកម្លាំងនិងស៊ូទ្រាំ5បញ្ញានិងស្មារតី1ព្រមទាំងភាពរហ័សរហួននិងឆន្ទៈ3 រំពេចនោះរលកថាមពលបានផ្ទុះឡើងហែកមែជាស្នាមប្រេះពណ៌ខ្មៅយ៉ាងគួរឲ្យខ្លាច
សម្លេងប្រព័ន្ធលោតឡើងប្រងព្រាតប្រកាសពីការចាប់ផ្ដើមបេសកកម្មពិភពលោកនៃតបបិសាចអ្នកគ្រប់គ្នាត្រូវបានបញ្ជាឲ្យការពារទ្វារក្រុង Meltown ពីការវាយលុករបស់ពួកបិសាចនិងការពារត្បូងការពារក្រុងនេះឲ្យបានជីនឹកឃើញថាក្រុង Meltown គឺជាខ្សែការពារដ៏សំខាន់នៃទ្វីប Epo និងរងគ្រោះធ្ងន់ធ្ងរពីជំងឺរាតត្បាតនេះហើយដែលធ្វើឲ្យបេសាចកម្រិត2នៅទ្វារខាងជើងក្លាយជាបេសាចដ៏កាចសាហាវនិងកើតឡើងវិញឥតឈប់ឈរគេចាំបានយ៉ាងច្បាស់ថាមួយឆ្នាំបន្ទាប់ពីហ្គេមនេះបើកឲ្យលេងសាកល្បងក្រុង Meltown បានរលាយបាត់ពីផែនទីទាំងស្រុងវាច្បាស់ជាត្រូវបំផ្លាញដោយកងទ័ពបិសាចនេះហើយពួកអ្នកលេងកំពុងអរព្រោះសម្រាប់បិសាចនៅទ្វារខាងជើងបានពិន្ទុខ្ពស់តែត្រូវឆ្មាំយាមហាមឃាត់ទោះបីជាស្ថានភាពតានតឹងយ៉ាងណាក៏ពួកគេមិនចង់ឲ្យអ្នកថ្មីថ្មងរត់តែស្លាប់ទៅនៅទ្វារខាងជើងដែរពួកគេណែនាំឲ្យទៅទ្វារ3ផ្សេងទៀតដើម្បីវាយបិសាចខ្សោយនិងបង្កើនកម្រិតសិនប៉ុន្តែជ័យបាននិយាយដោយមើងម៉ាត់ថាគេចង់ចេញតាមផ្លូវនេះឆ្មាំបានព្រមានថាបើចេញទៅគេនឹងបាត់បង់ការការពារសម្រាប់អ្នកថ្មីថ្មងគេក៏តបវិញថាគេកំពុងស្វែងរកគូប្រកួតដែលស័ក្តិសមទោះបីជាពួកវាខ្លាំងជាងក៏ដោយពួកឆ្មាំក៏បើកទ្វារប្រព័ន្ធបានលោតឡើងប្រាប់ថាដោយសារតែភាពក្លាហានរបស់គេឈ្មោះនៅ Meltown បានកើនឡើងបូក100នេះមានន័យថាគេរឈ្មោះគេឡើងដល់កម្រិតមិត្តភ័ក្តិគេនៅចាំថាហ្គេមនេះមានច្បាប់លាក់កំបាំងដើម្បីរុញច្រានអ្នកលេងឲ្យដល់ព្រំដែនកំណត់របស់ពួកគេប្រសិនបើ NPC ជឿថាអ្នកលេងហ៊ានប្រឈមនឹងគ្រោះថ្នាក់ការពេញចិត្តនឹងកើនឡើងដែលអាចដោះសោបេសកម្មលាក់កំបាំងបានប្រធានឆ្មាំឃើញភាពក្លាហានរបស់គេក៏ហៅគេថាជាអ្នកផ្សងព្រេងដ៏អង្អាចនិងសុំជំនួយស្របពេលនោះប្រព័ន្ធក៏លោតឡើងគេបានបើកបេសកម្មរងគឺសំណូមពររបស់ប្រធានឆ្មាំគ្រប់យ៉ាងដំណើរការដោយការគ្រោងទុកមែនគេបានដោះសោបេសកកម្មដែលមិនគួរបង្ហាញនៅកម្រិតរបស់គេដោយជោគជ័យប្រធានឆ្មាំពន្យល់ថាកូនចៅ3នាក់របស់គាត់ត្រូវជាប់ក្នុងជំរំមេកន្ទ្រៀងឈ្មោះ Chanter Griffin គាត់អង្វរជ័យឲ្យជួយយកសាកសៅពួកគេមកវិញដើម្បីបញ្ចុះឲ្យបានត្រឹមត្រូវជ័យគិតដល់រង្វាន់ផលថែមពីការសម្លាប់សត្រូវដែលកម្រិតខ្ពស់ជាងខ្លួននេះក៏ជាឱកាសផ្លាស់ប្ដូរជោគវាសនារបស់ក្រុង Meltown ផងដែរគេប្រាប់ប្រធានឆ្មាំលែនថាអ្វីដែលសំខាន់មិនមែនត្រឹមតែការបញ្ចុះសពដំណោះស្រាយពិតប្រាកដគឺសម្រាប់មេកន្ទ្រែង Chanter Griffin និងបោកសម្អាតគុកងងឹតនោះចោលតែម្ដងគេដឹងច្បាស់ថាមេកន្ទ្រែងនេះត្រូវតែកំចាត់ដោយអ្នកដែលនៅកម្រិតទាបជាងវាឆ្ងាយហេតុនេះហើយទើបគេសង្កត់កម្រិតខ្លួនឯងឲ្យទាបបំផុតមុនពេលតទល់ជាមួយវាគេជឿជាក់ថាដោយសារបទពិសោធន៍និងការដឹងច្បាស់ពីចំណុចខ្សោយរបស់វាទោះនៅកម្រិតមួយក៏គេអាចសម្លាប់មេកន្ទ្រែងកម្រិតទេវៈនេះបានដែរប្រធានឆ្មាំភ្ញាក់អោលយ៉ាងខ្លាំងដែលគេស្គាល់ឈ្មោះរបស់គាត់ជ័យបានប្រកាសយ៉ាងស្ងប់ស្ងាត់ថាគេនឹងទៅជួយទីហ៊ានកំចាត់ Chanter Griffin និងសង្គ្រោះក្រុង Meltown គេប្រាប់ឲ្យពួកគេរៀបចំពិធីជប់លៀងចោះប្រធានឆ្មាំក្រវីក្បាលហើយនិយាយថាវាជារឿងមិនអាចទៅរួចឡើយលុះត្រាតែមានអពុទ្ធហេតុទើបកូនចៅគាត់អាចរស់គាត់ផ្ដាំឲ្យជ័យធ្វើតាមសមត្ថភាពនិងរងចាំឲ្យមេកន្ទ្រែងចាក់ចេញសិនចាំចូលទៅជ័យញញឹមហើយតបថាគេនេះហើយជាអពុទ្ធហេតុគេដឹងច្បាស់ណាស់ថាលើកនេះគេគ្មានអ្នកណាទីពឹងក្រៅពីខ្លួនឯងឡើយតែក្នុងជាតិនេះគេនឹងប្រើដៃទាំងសងខាងបដូរវាសនារបស់គេឲ្យបានបន្តិចក្រោយមកជ័យបានដើរទៅកាន់ទីបញ្ចុះសពគេលួចគិតថាប្រហែលជាច្រកចូលភូមិអ្នកចាប់ផ្ដើមថ្មីបានក្លាយជាទន្លេឈាមបាត់ទៅហើយក្លិនឈាមដែលសាយភាយបានបញ្ជាក់គ្រប់យ៉ាងហ្គេម Epoch ត្រូវបានបង្កើតឡើងយ៉ាងសាហាវឃ្រឃៅហាក់ដូចជាអ្នកបង្កើតមានគំនុំជាមួយអ្នកលេងចឹងទោះជាយ៉ាងណារង្វាន់គឺខ្ពស់ខ្លាំងណាស់ដែលធ្វើឲ្យអ្នកលេងទូទាំងពិភពលោកសម្រុកចូលមកនៅទីឆ្ងាយសំឡេងអ្នកលេងកំពុងស្រែកបញ្ជាគងយ៉ាងកងរំពងអ្នករងគ្រោះត្រូវតម្រូវឲ្យរលទៅមុខចំណែកអ្នកព្យាបាលត្រូវឈរពីក្រោយពេលការប្រយុទ្ធចាប់ផ្ដើមក្រុមមួយនៅក្បែរគំនរភ្លើងទើបដឹងថាពួកគេខ្វះអ្នកជួយជ្រោមជ្រែងម្នាក់ក្នុងចំណោមនោះប្រាប់ថាពួកគេក៏ខ្វះអ្នករងគ្រោះដែរហើយស្រែកហៅអ្នកមានបទពិសោធន៍ឲ្យចូលរួមជ័យដឹងថាសម្រាប់អ្នកលេងធម្មតាការបង្កើតក្រុមគឺជាជម្រើសសុវត្ថិភាពបំផុតស្រាប់តែមានម្នាក់ដើរមកសួរគេថាតើគេជាមនុស្សល្ងងដែលត្រូវគេបោកមិញនេះមែនទេពួកគេសើចចំអកគេដែលនៅតែកាន់ដំបងឈើដ៏មានតម្លៃនោះម្នាក់ក្នុងចំណោមនោះបានដកដង្ហើមធំរួចហៅអ្នកស្ភេងឲ្យមកមើលជីមានអារម្មណ៍ថាពួកនេះពិតជាគួរឲ្យធន់ណាស់ពួកគេនៅតែបន្តចំអកសួរថាតើគេពិតជាចង់ទៅវាយបិសាចម្នាក់ឯងក្នុងនាមជាអ្នកចម្បាំងថ្មីថ្មងមែនទេម្នាក់ទៀតសាច់ហើយថាជាមួយនឹងអាវុធសម្រាមនេះចុងក្រោយគេគង់តែមកអង្វរសុំចូលក្រុមទេម្នាក់ទៀតបន្ថែមថាគេគ្រាន់តែជាអ្នកចម្បាំងកម្រិតមួយកាន់ដំបងឈើប៉ុណ្ណោះហើយដែលមើលទៅមានទំនុកចិត្តនេះច្បាស់ជាធ្លាប់មានគេអូសកម្រិតឲ្យហើយជីគិតក្នុងចិត្តយ៉ាងស្ងប់ស្ងាត់ថាការបង្កើតក្រុមអាចបន្ថយហានិភ័យមែនតែវាក៏បន្ថយផលចំណេញដែរ
សម្រាប់គេការដែលប្រមាញ់ម្នាក់ឯងទទួលបានផលចំណេញច្រើនជាងចូលក្រុមរហូតដល់ទៅ5ដងឯណោះហើយនៅពេលដែលយើងមានភាពរឹងមាំគ្រប់គ្រាន់ក្រុមនឹងក្លាយជាឧបសគ្គទៅវិញជីបានតែដៃបរោះនោះចាញ់ធ្វើឲ្យគេដួលផ្ងាក្រោយដោយការភ្ញាក់អាលជីសង្កេតឃើញថាទោះបីជាអសរទើនេះមើលទៅរឹងមាំតែរាងកាយបែរជាទន់ខ្សោយគួរឲ្យហ៊ូចិត្តគេទេថាអសរិទ្ធនេះប្រកាសជាជ្រើសរើសថ្នាក់សងសឹកជាទេពកោសល្យដំបូងរបស់គេហើយទើបគេអាចប្រើអណ្ដាតភីលឹងបរិសុទ្ធដែលមើលទៅខ្លាំងនៅពេលចាប់ប្រាំងប៉ុន្តែវាត្រូវបដូរមកវិញនៅការបាត់បង់កម្លាំងពីចំណុចធ្វើឲ្យរាងកាយគេទន់ដូចក្រដាសនេះគឺស្មើនឹងការបោះបង់ចោលចំណុចខ្លាំងរបស់អសរិទ្ធនៅការប្រយុទ្ធជិតស្និទ្ធទាំងស្រុងចៃសៅចំអកហើយហៅគេថាជាអសរិទ្ធភ្លើងខ្មោចដែលចែកតែពួនក្រោយខ្នងមិត្តរួមក្រុមសម្រាប់គេបុរសម្នាក់នេះគ្រាន់តែជាមនុស្សកំសាកញីប៉ុណ្ណោះភ្លាមនោះប្រព័ន្ធបានបន្លឺសំឡេងព្រមានបិសាចបានដឹងខ្លួនហើយស្រមោលខ្មៅងងឹតព្រមទាំងកៅភ្នែកក្រហមឆ្អៅឈានជើងចេញពីទីងងឹតសម្លឹងចំមកក្រោពួកគេសារព្រមានមួយទៀតលោតឡើងបញ្ជាក់ថាគោលដៅរបស់បិសាចគឺសំដៅមកលើជីឃើញបែបនេះបុរសនោះក៏បោះពួយរត់ចោលភ្លាមវារត់បណ្ដាសោតចំអស់បណ្ដាថាបិសាចនេះនឹងបញ្ជូនគេត្រឡប់ទៅទីក្រុងវិញដោយឥតគិតថ្លៃជីយល់ច្បាស់ណាស់ក្បួនទាញចំណាប់អារម្មណ៍បិសាចដើម្បីយកគេធ្វើជានុយបើធៀបនឹងបាឡៃអាមួយនេះមានខួរជាងបន្តិចពេលបិសាចមហិមាស្ទុះចូលមកជីក៏ធ្វើចលនាដោយមិនស្ទឹកស្ទើរគេដឹងច្បាស់ថាត្រឹមសម្រាប់បិសាចកម្រិតទី2វាមិនគ្រប់គ្រាន់ដើម្បីឡើងកម្រិតឡើយដូច្នេះគេនឹងយកវាធ្វើជាការកម្ដៅសាច់ដុំមុនទៅរកគោលដៅពិតប្រាកដអ្នកឈរមើលពីចម្ងាយឆ្ងល់ថាហេតុអ្វីគេមិនរត់ពួកគេនាំគ្នាសើចចំអកដោយគិតថាគេប្រហែលជាភ័យខ្លាចរហូតដល់គាំងជើងហើយកែវភ្នែករបស់ជីប្រែជាមុតស្រួចគេខ្សឹបតិចតិចថាគេមើលឃើញវាហើយគន្លងនៃការវាប្រហារគឺច្បាស់ក្រឡែតในភ្នែករបស់គេអាវុធបិសាចវាសន្ធប់ចុះមកតែគេគេចផុតយ៉ាងរលូនរហូតប្រព័ន្ធលោតសារសរសើរពីការគេចដ៏ល្អឥតខ្ចោះគេជឿថាអ្នកចម្បាំងពិតប្រាកដនឹងរឹតតែខ្លាំងពេលប្រឈមមុខនឹងសេចក្តីស្លាប់ការយកខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់គឺដើម្បីទាញយកធម៌ពលកម្ពូលពីកាយនេះមានតែការតតាំងនឹងសេចក្តីស្លាប់ទេទើបអាចឲ្យគេក្លាយជាអ្នកខ្លាំងបំផុតក្នុងជីវិតនេះបានគេវាយបកវិញយ៉ាងចាស់ដៃបង្កើតបានការវាយពិហារជុំគោលដៅដក6ពិន្ទុបិសាចគ្រហឹមឡើងដោយកំហឹងយ៉ាងសន្ធឹកប្រព័ន្ធលោតសារថាបិសាចកំពុងក្តៅក្រហាយធម៌ពលវាយប្រហារកើនឡើង 50% អាយ៉ងរងគ្រោះស្រែកប្រមានថាបិសាចកំពុងប្រមូលធម៌ពលបើចូលទៅពេលនេះគឺស្មើនឹងយកជីវិតទៅចោលហើយជំនួសឲ្យការថយក្រោយជីបែរជាញញឹមត្រជាក់ហើយគិតថាកម្លាំងប៉ុណ្ណេះវាមិនទាន់អស់ចិត្តទេពេលការវាយប្រហារមកដល់គេបែរជាឈានជើងចូលទៅគៀកជាងមុនដើម្បីរុញច្រានដែនកំណត់ខ្លួនឯងឃើញចន្លោះប្រហោងភ្លាមគេវាយចេញតាមផែនការបង្កើតបានការវាយប្រហារចំគោលដៅដក10ពិន្ទុសំឡេងក្រហៀមដោយការឈឺចាប់បន្លឺឡើងខណៈការវិភាទម្លក់រាងកាយរបស់វាឈាមខ្ទាតចេញពីមុខរបួសយ៉ាងសន្ធឹកជីមានការភ្ញាក់អោពេលការវាយពិហារត្រូវរារាំងកណ្ដាលទីតែដោយមិនរារាក់គេស្ទុះចូលទៅម្ដងទៀតបិទគម្លាតគៀកជាងមុនទៅទៀតគេបន្តវាយលុកមិនអោយដកដង្ហើមដោយបញ្ចេញក្បាច់វាយប្រហារជីបន្តបន្ទាប់រាល់ការវាយចេញគឺចំគោលដៅល្អឥតខ្ចោះកាប់ជ្រួយសាច់វិសាចមិនទុកឱកាសឲ្យវាវាយបកបានឡើយសារប្រព័ន្ធលោតបញ្ជាក់ថាគេបានសម្លាប់បិសាចចម្បាំងដោយខ្លួនឯងទទួលបានបទពិសោធន៍បូក100និងកាក់ទុងដែងបូក5សម្លឹងមើលសាក់សឹបដែលដេកដួលគេគិតក្នុងចិត្តថាការរុញច្រានដានកំណត់ខ្លួនឯងគឺជារបៀបលេងហ្គេមដ៏ត្រឹមត្រូវបំផុតចំណែកអ្នកផ្សេងទៀតឈរគាំងដោយក្តីស្រឡាំងកាំងព្រោះគេអាចយកឈ្នះវាបានដោយប្រើត្រឹមដំបងឈើទទេវាមិនទំនងទាល់តែសោះសម្រាប់អ្នកលេងកម្រិតទី1អ្នកចម្បាំងនោះព្យាយាមលួងចិត្តខ្លួនឯងថាវាគ្រាន់តែជាសំណាងដែលការវាយប្រហារសុទ្ធតែចំគោលដៅប៉ុណ្ណោះបើមិនអញ្ចឹងទេគេរកពាក្យបកស្រាយពីអ្វីដែលទើបនឹងឃើញមិនបានឡើយបុរសម្នាក់សួរថាតើជីជាអ្នកលៀនតេស្តប្រព័ន្ធមែនទេក្បាច់គុណកម្រិតនេះបើមិនហ្វឹកហាត់រាប់រយម៉ោងគឺមិនអាចធ្វើបានទេគេសុំចូលក្រុមដោយយកលេសថាត្រូវការអ្នកជំនាញជួយដោយមិនស្ទាក់ស្ទើរជីបរិស័ទចោលភ្លាមដោយប្រាប់ថាមិនចាប់អារម្មណ៍ទេតែបុរសនោះទាដឹងថាគេកំពុងឆ្ពោះទៅរកបិសាច Chanter Griffin គេដឹងច្បាស់ថាការនេះត្រូវការសមាជិក5នាក់ហើយក្រុមរបស់គេមាន4នាក់ស្រាប់ទៅហើយគឺខ្វះតែម្នាក់ទៀតប៉ុណ្ណោះប្រព័ន្ធលោតសារបញ្ជាក់ថាគេទទួលការអញ្ជើញចូលក្រុមពី Redcordford តែគេនៅស្ងៀម Record ព្យាយាមលួងលោមដោយសន្យាថានឹងចែកផលប្រយោជន៍ស្មើគ្នាជីបាននិយាយចាក់ចំថាទោះបីជាប្រព័ន្ធណែនាំឲ្យមានមនុស្ស5នាក់ដើម្បីតទល់នឹង Griffin ក៏ដោយតែវាមិនមែនជាច្បាប់ដាច់ខាតដែលត្រូវតែគោរពតាមនោះទេ Record ឡើងស្លេកមុខហើយសួរថាគេពិតជាចង់លួចទោលមែនទេ
គេប្រាប់ថាក្នុងគូហាអសរពីកបែបនេះពឹងតែលើសមត្ថភាពមនុស្សម្នាក់គឺមិនគ្រប់គ្រាន់ឡើយ គេនៅតែព្យាយាមបញ្ចុះបញ្ជួលដោយរៀបរាប់ពីរង្វាន់សម្រាប់ Griffin លើកដំបូងដែលមានទាំងគោរមញ្ញាពិសេសនិងអាវុធកេតដំណែលទៀតផងគេបន្ថែមថាសំបីក្រុមដែលមានសមាជិក20នាក់ក៏មិនហ៊ានសាក់លបងជាមួយគូហានេះដែរហើយក្រុមរបស់គេមានឱកាសខ្ពស់បំផុតគេថែមទាំងអួតថាជីមានសំណាងហើយដែលពួកគេឲ្យចូលរួម អ្នកក្នុងចំណោមនោះព្រមមានថានៅក្នុងដំណាក់កាលទី2របស់ Griffin វានឹងក៏ហៅបិសាចជើងចាស់មកបើគ្មានអ្នករងគ្រោះទេពួកគេច្បាស់ជារលាយមិនខានឮបែបនេះជីក៏ចាក់ចំថាអ្វីដែលពួកគេត្រូវការគឺអ្នកយកខ្លួនទៅរងគ្រោះសោះហើយចៃដនអីគេក៏ជាអ្នកចម្បាំងស្រាប់ផង Record បញ្ញាបដិសេធភ្លាមដោយប្រាប់កុំឲ្យយល់ច្រឡំគេអះអាងថាពួកគេវាតម្លៃគេខ្ពស់ហើយជឿថាសមត្ថភាពគេស័ក្តិសមនឹងចូលរួមជាមួយក្រុមពិសេសនេះបន្ទាប់មកគេញញឹមទៀងស្ងួតហើយបន្ថែមថាវាមិនមែនដោយសារតែពួកគេខ្វះអ្នករងគ្រោះទើបគ្មានជំរឿត្រូវទាញគេចូលឡើយតែជីដឹងតាន់គំនិតពួកគេអត់ទៅហើយថាគ្រាន់តែចង់យកគេធ្វើជានុយដើម្បីទាញចំណាប់អារម្មណ៍មេបិសាចប៉ុណ្ណោះអន្ទាក់រាក់បែបនេះមើលដឹងបាត់ទៅហើយពេល Record សួរយោបល់ជីក៏ព្រមទទួលការអញ្ជើញនោះប្រព័ន្ធលូតសារបញ្ជាក់ថាគេបានចូលរួមក្នុងក្រុមរបស់ Rex ជាផ្លូវការហើយគេនឹកឃើញថាការប្រយុទ្ធជាមួយមេបិសាចក្រុងគូហាគឺកំណត់ការលំបាកនិងរង្វាន់ទៅតាមចំនួនអ្នកចូលរួមបើមានមនុស្សគ្រប់5នាក់មេបិសាចនឹងបាក់ប្រពន្ធប្រយុទ្ធកម្រិតខ្ពស់បំផុតជាការតបស្នងបើវាឈ្នះនឹងទទួលបានរង្វាន់កម្ពស់គេដឹងច្បាស់ថាពេលបេសកម្មលាក់កំបាំងនេះចប់ Chanter Griffin នឹងត្រូវលុបចេញជារៀងរហូតបន្ទាប់ពីនោះរង្វាន់របស់វានឹងបាត់បង់រហូតក្នុងជីវិតនេះគេចង់ឈរលើកំពូលคล้ายជាអ្នកខ្លាំងបំផុតរង្វាន់ពីគូហាននេះគឺជាជំហានដ៏សំខាន់បំផុតសម្រាប់ការលូតលាស់ដំបូងរបស់គេជាការពិតណាស់គេបដិញ្ញាចិត្តចាប់យកឱកាសតែមួយគត់នេះហើយក្រសោបយករង្វាន់ទាំងអស់ជារបស់ខ្លួនឯងជីឈរនៅមាត់ច្រកចូលគូហារបស់ Chanter Griffin បន្ទាប់ពីវាកំទេចបិសាចតាមផ្លូវអស់រលីងសាក់សពដេកពីពេញផ្លូវរហូតដល់មាត់ទ្វារក្រុមនោះនាំគ្នារីគុណគេថាខ្ជិះខ្ចាយកម្លាំងមុនពេលចូលដល់គូហាទៅទៀតពួកគេចង្អុលបង្ហាញពីការពិបាករកថ្នាំជាបាលនៅដើមហ្គេមដែលបញ្ជាក់ថាគេកំពុងធ្វេសប្រហែសនិងល្ងងខ្លៅបំផុតម្នាក់ក្នុងចំណោមនោះបញ្ជាក់ថាអត្រាធ្លាក់របស់របរគឺអន់ខ្លាំងណាស់សូម្បីតែសម្រាប់បិសាច100ក្បាលក៏ទទួលបានកាក់ទងដែងតែ2ដែរគេបន្ថែមថាការទទួលបានអាវុធកម្រិតពណ៌បៃតងគឺសឹងតែមិនអាចទៅរួចទេលុះត្រាតែចាយលុយទិញកញ្ចប់ជំនួយពីហ្គេមពួកគេបន្តទៀតថាចំនួនអ្នកលេងដែលទទួលបានអាវុធពណ៌បៃតងនៅថ្ងៃបើកដំណើរការដំបូងគឺអាចរាប់រៀមដៃបានស្រាប់តែប្រព័ន្ធលោតសារបញ្ជាក់ថាដំបងឈើកំពុងស្វែងរកម្ចាស់ម្នាក់ក្នុងចំណោមពួកគេបានខាត់គេដោយប្រាប់ថាអ្នកលេងមិនអាចប្រើអាវុធរបស់វិសាចបានទេវាត្រូវគេហៅថារបស់ធ្លាក់ដែលមិនអាចរើសបានបរិះនោះបញ្យល់ថាបើសិនជាការរើសនឹងលួចអាវុធវិសាចវាងាយស្រួលម្លេះសេដ្ឋកិច្ចក្នុងហ្គេមច្បាស់ជាដួលរលំតាំងពីថ្ងៃដំបូងមិនខានជ័យមិនខ្វល់ពីសម្ដីគេឡើយហើយក៏ពិនិត្យមើលប្រព័ន្ធដែលបានបញ្ជាក់គេលួចគិតក្នុងចិត្តថាតែកំណត់ឈើមួយនេះពិតជាចង់បញ្ចូលគ្នាជាមួយអាវុធរបស់បេសាចមែនឬសារប្រភពលោតឡើងមេឃធៀងនៃដើមឈើពិភពលោកចាប់ផ្ដើមរលាចូលជាមួយអាវុធក្នុងដៃពន្លឺភ្លេកបន្តឆាបឆែកឡើងការវិវត្តបានបញ្ចប់គេទទួលបានដាវបិសាចបាក់មុខមួយដើមអាវុធថ្មីនេះមានឥទ្ធិពលធ្វើឲ្យហូឈៀមពេលវាយត្រីចំណុចឆោយអត្រា critical ធ្លាក់ដល់ដក 99% ថាមពលវាយប្រហែល +10 ហើយកម្លាំងកាយ +1 គេចំណាំវាបានភ្លាមនេះគឺមេឃធៀងនៃដើមឈើពិភពលោកដែលគេធ្លាប់ឃើញក្នុងការដេនថ្លៃកាលពី3ឆ្នាំមុនគេនឹកឃើញថាវាអាចផ្លាស់ប្ដូររូបរាងទៅតាមម្ចាស់និងបរិយាកាសជុំវិញប៉ុន្តែពេលនេះវាបានប្រែក្លាយជារាងកំណាត់ឈើធម្មតាសិនលក្ខណៈពិសេសនៃវត្ថុស័ក្តិសិទ្ធិបុរាណនេះគឺវាអាចរំពាត់គ្រប់វត្ថុទាំងអស់ឲ្យคล้ายជាដាវនិយាយឲ្យចំវាដំណើរការដូចជាដាវទេវៈអញ្ចឹងទីបញ្ចប់វត្ថុស័ក្តិសិទ្ធិដែលធ្លាប់ត្រូវគេដេញថ្លៃក្នុងតម្លៃ100លានបានធ្លាក់មកក្នុងដៃគេនេះពិតជារឿងដែលគួរឲ្យភ្ញាក់អាលមែនអ្នកលេងភាគច្រើនពេលនេះមានត្រឹមអាវុធកម្រិតសឬប្រភេទបណ្ណោះតែបិសាចធម្មតាមានអាវុធកម្រិតបៃតងបាត់ទៅហើយកម្រិតថាមពលរវាងមនុស្សនិងបិសាចគឺខុសគ្នាដាច់ស្រឡះតែម្ដងសារប្រព័ន្ធបញ្ជាក់ថាគេបានបំពាក់ដាវបិសាចបាក់មុខដោយជោគជ័យគេយល់ច្បាស់ណាស់គ្រាន់តែប្រែមេឃធៀងនេះចាប់យកអាវុធបិសាចគេអាចផ្លាស់ប្ដូរនិងដំឡើងកម្រិតអាវុធដោយមិនអស់ប្រាក់សូម្បី1រៀលថាមពលវាកាហាកើនឡើងយ៉ាងខ្លាំងខណៈកម្លាំងផ្សេងទៀតនៅដដែលគេបោះជំហានទៅមុខដោយស្ងប់ស្ងាត់បំផុតដៃកាន់អាវុធថ្មីខណៈសង្គ្រាមកំពុងផ្ទុះឡើងនៅខាងមុខពីចម្ងាយសំឡេងក៏ក្រាកដីលន់លឺឡើងធូលីហុយទ្រលំបញ្ជាក់ថាសមរភូមិបានចាប់ផ្ដើមហើយអ្នកលេងស្រែកសម្រែកសង្គ្រាមស្ទុះទៅមុខដើម្បីការពារទីក្រុង Meltdown ដោយមិនខ្លាចស្លាប់សម្រែកនៃស៊េរីរងរឿងបន្លឺឡើងពេញទីលានពួកគេរួមជួរគ្នាទប់ទល់ពេលដែលមេបិសាច
Chanter Griffin បង្ហាញខ្លួននៅចំពោះមុខ រេកອດបានប្រាប់កុំឲ្យប្រញាប់ចូលគេពន្យល់ថានេះគ្រាន់តែជាឈុតឆាកណែនាំមេបិសាចប៉ុណ្ណោះត្រូវចាំឲ្យចប់សិនទើបអាចវាយប្រហារបាន គេពន្យល់យ៉ាងជឿជាក់ពីអ្វីដែលនឹងកើតឡើងមិនដល់ប៉ុន្មានវិនាទីផងអ្នកនៅជួរមុខទាំង3នឹងត្រូវកំទេចដោយការវាយតែមួយផ្ដាច់បន្ទាប់មក Griffin នឹងធ្លាក់ចូលសភាពខ្សោយដែលលបឿននឹងទំហំវាយប្រហារត្រូវថយចុះគេប្រមូលសមាជិកដើម្បីត្រៀមចូលវាយលោកប៉ុន្តែមិនទាន់និយាយចប់ផងជ័យក៏កាត់សម្ដីយ៉ាងត្រជាក់ថាគេគ្មានចំណាប់អារម្មណ៍រងចាំមើលឈុតឆាកដ៏គួរអរធន់នេះទេគេបញ្ជាឲ្យឆ្មាំយីមបោះបង់ការប្រយុទ្ធហើយប្រញាប់ដកថយភ្លាមៗគេប្រាប់ថាអនុសេនី Egglands កំពុងរងចាំពួកគេត្រឡប់ទៅវិញ ឮបែបនេះអ្នកផ្សេងទៀតបើកភ្នែកធំឆ្ងល់នឹងសម្ដីរបស់គេយ៉ាងខ្លាំងតែពួកឆ្មាមបានធ្វើតាមបញ្ជារបៀបប្រយុទ្ធរបស់គេគឺសម្រុកចូលសមរភូមិដោយផ្ទាល់តែម្ដងការរំលងឈុតឆាកនេះត្រូវបងតន្លៃយ៉ាងធ្ងន់ធ្ងរអ្នកផ្សេងទៀតស្រឡំកាំងជេរគេថាឈួតហើយដែលហ៊ានសម្រុកចូលវេយមេបិសាចទាំងកំរោលបែបនេះ Record បញ្ញាប់ស្រែកប្រាប់គ្រប់គ្នាឲ្យថយចេញពីគម្លាតវាយប្រហាររបស់មេបិសាចហើយបណ្ដោយឲ្យជ័យទៅស្លាប់តែម្នាក់ឯងចុះផលវិបាកការកាត់ផ្ដាច់ឈុតឆាកគឺមេបិសាចនឹងសងសឹកយ៉ាងចាស់ដៃទៅលើអ្នកដែលហ៊ានចូលមុនគេជាទូទៅតួនាទីនេះគឺសម្រាប់អ្នកចម្បាំងការពារកម្រិតធ្ងន់ប៉ុណ្ណោះ ប៉ុន្តែជ័យមិនមែនចេះតែធ្វើរឿងល្ងងខ្លៅនោះទេគេមានហេតុផលច្បាស់លាស់ខ្សែបន្ទាត់នៃពិភពលោកបានផ្លាស់ប្ដូរដំណើរនៃបេសកកម្មក៏ប្រែប្រួលដូចគ្នាក្នុងជាតិថ្មីនេះជ័យគឺជាមេអំបៅដែលនឹងបំបែកខែបន្ទាត់នៃពិភពលោកគេកំពុងកែប្រែជោគវាសនាដោយការបដិញ្ញាចិត្តគេស្ទុះចូលទៅប៉ះទង្គិចពេញទំហឹងជាមួយមេបិសាចតែម្ដង Record លួចសារភាពថាពួកគេធ្លាប់បោកនៃចំនួនថ្មីឲ្យទៅស្លាប់ដើម្បីសាកល្បងកម្លាំងមេបិសាចច្រើនដងហើយពួកគេគ្រាន់តែរងចាំឲ្យវាធ្លាក់កម្លាំងទៅចូលទៅឆក់យករបស់រង្វាន់ធំតែប៉ុណ្ណោះ សមាជិកម្នាក់បង្ហាញក្តីបារម្ភថាជ័យនឹងដណ្ដើមយកបទពិសោធន៍និងរង្វាន់ព្រោះប្រព័ន្ធនឹងបែងចែកផលចំណេញស្មើៗគ្នាដល់អ្នកក្នុងក្រុមពិតណាស់ Record គ្មានបំណងដល់ឱកាសឲ្យគេទេកំពុងតែប្រយុទ្ធសាហាវសារប្រព័ន្ធក៏លោតភ្លឹបឡើង Record បានតតជ័យចេញពីក្រុមបាត់ទៅហើយជ័យលើកអាវុធរងការវាប្រហារបន្ទាប់ដោយមិនញញើតគេទីមិនខុសមែនពួកនេះពិតជាបញ្ឆោតអ្នកចំណូលថ្មីឲ្យមកស្លាប់ដើម្បីបន្ថយភាពលំបាកក្នុងការសម្លាប់មេបិសាចមែន ពួកគេជឿជាក់យ៉ាងមុតមមថាមេបិសាច Chanter Griffin នេះសូម្បីតែក្រុមមានគ្នា5នាក់ក៏ពិបាកនឹងផ្ដួលវាបានដែរ ចុះតម្រាំអ្នកលេងកម្រិតមួយគឺគ្មានផ្លូវតល់តែសោះតែពួកគេគិតខុសស្រឡះហើយគេមិនមែនជាគ្មានថ្មីទេថាមពលដ៏មហិមាផ្ទុះឡើងគេប្រកាសក្តែងថាគេគឺជាអ្នកចម្បាំងដែលចាប់ជាតិមកពីឋាននរកត្រឹមតែអូរ៉ាដែលបញ្ចេញមកក៏ធ្វើឲ្យសមរភូមិទាំងមូលញ័ររញ្ជួយសត្រូវគាំងស្ទុកខណៈត្រូវប្រឈមមុខជាមួយគេដោយផ្ទាល់ សំឡេងកាប់យ៉ាងកក្រៅកបន្លឺឡើងអានុភាពនៃការវាយប្រហារហែកខ្យល់អាកាសលន់លឺសូរគ្រៀងឮបែបនេះ Record នឹងបាក់ពួកឈរកាំងបាត់មាត់ឆ្ងល់ថាតើពួកគេស្ដាប់ច្រឡំឬយ៉ាងណា សំឡេងនោះប្រៀបដូចជាមានអ្វីមួយយ៉ាងត្រូវហែកដាច់ជាពីរជ័យសម្រុកចូលដោយមិនស្តាក់ស្ទើរស្រែកបន្លឺឲ្យសត្រូវចូលមកតទល់ជាមួយគេមកក្នុងលបឿនភ្លេកបន្តគេគ្រវីអាវុធកាប់ប្រហារដោយថាមពលមហាសាលរាល់ពេលវាចេញគេបញ្ជាឲ្យដាវកាន់តែមុតស្រួចរុញច្រានថាមពលដល់កម្រិតកំពូលឥទ្ធិពលប្រព័ន្ធសកម្មឡើងភ្លាមថាមពលវិហភាកើនឡើងទ្វេដងអ្នកផ្សេងឈរមើលសមរភូមិទាំងបាក់ភ្នែកធំពេលឃើញឈាមរបស់មេបិសាចកំពុងស្រកចុះពិតមែនពួកគេទៅតែដឹងខ្លួនថាគេមិនមែនកំពុងរត់គេចទេគេកំពុងឈរជើងយ៉ាងរឹងមាំហើយវាយបដូរជាមួយមេបិសាចយ៉ាងស្មារតីសមរភូមិផ្ទុះក៏ក្រើកម្ដងទៀត Griffin បញ្ចេញថាមពលងងឹតខ្មៅងងឹតពេញមេឃសារប្រព័ន្ធលោតឡើងបញ្ជាក់ថាមេបិសាចបានចូលដល់ដំណាក់កាលទី2ហើយដោយកម្លាំងកើនឡើងពេញតួខ្លួន Griffin បានបាញ់បញ្ចូលការវាយប្រហារដ៏ខួរខៅនិងសាហាវជាងមុនតម្រង់ទៅរកគេជ័យឈរចំទីតាំងដែលគ្រោះថ្នាក់បំផុតទោះបីជារលកថាមពលងងឹតកំពុងបោកបៅមកក៏គេនៅតែស្ងប់ស្ងាត់ត្រៀមខ្លួនទប់ទល់ដោយមិនថយក្រោយសូម្បីមួយជំហានអ្នកផ្សេងមើលឡើងទាំងបេះដូងគិតថាគេប្រកាសជាលប់សតិហើយដែលហ៊ានរងការវាយប្រហារเป็นទំហឹងរបស់មេបិសាចពួកគេជឿជាក់ 100% ថាគេមុខតែស្លាប់ហើយក៏រៀបចំខ្លួនចូលទៅជំនួសក្រាំងការប៉ះទង្គិចបង្កើតជាបន្ទុះយ៉ាងមហិមាបង្កជារលកឆក់បកកក្រើកពេញផ្ទៃដីនេះគឺជាមហិទ្ធិឫទ្ធិរបស់ Chanter Griffin ប៉ុន្តែនៅកណ្ដាលផ្សែងបន្ទុះនោះជ័យនៅតែឈរយ៉ាងរឹងមាំទប់ទល់ដោយគ្មានញញើតអ្វីឡើយគេសារភាពថាក្នុងការភ្នាក់អ្នកដតីការជ្រើសរើសយកអាជីពអ្នកចម្បាំងដែលគ្មានអនាគតគឺជារឿងល្ងងខ្លៅប៉ុន្តែពួកគេមិនព្រមយល់ពីការពិតឡើយនៅក្នុងលោកនេះមិនមែនគ្រប់គ្នាសុទ្ធតែកើតមកមានសិទ្ធិជ្រើសរើសនោះទេគេនឹកឃើញដល់កាលពី5ឆ្នាំមុនពេលហ្គេមនេះផង្ហាយខ្លួនក្នុងជីវិតទី1ការរើសអាជីពគឺត្រូវទិញដោយផ្អែកលើទំហំទ្រព្យសម្បត្តិមានតែពួកសិទ្ធិទេ
ដែលមានលុយទិញអាជីពកម្រិតកំពូលបានចំណែកឯអ្នកក្រគឺគ្មានជំរឿអ្វីទាល់តែសោះ ពួកគេត្រូវបង្ខំចិត្តលេងអាជីពជំនួយដែលគ្មានអ្នកចង់បានឬคล้ายជាកូនរាប់គ្រាប់បោះចោលយ៉ាងអយុត្តិធម៌គេនៅចាំបានថាអាជីពអ្នកចម្បាំងត្រូវបានបើកឲ្យលេងមួយផ្លេតបណ្ណោះកាលពីហ្គេមចាប់ផ្ដើមហើយគេតែងណែនាំវាដល់អ្នកដែលគ្រាន់តែចង់វាយបិសាចរកលុយចិញ្ចឹមក្រពះ ក្នុងនាមជាអ្នកលេងធម្មតាការពិតដ៏គួរឲ្យតក់ស្លុតត្រូវបានលាតត្រដាង ដើម្បីក្តាប់ឱកាសមាសគេត្រូវលះបង់ជំរឿផ្សេងទាំងអស់ Reford ស្រឡាំងកាំងមិនជឿថាកម្រិតមួយអាចទប់ការវាយប្រហារនេះបានទេប៉ុន្តែជ័យដឹងច្បាស់ក្នុងចិត្ត តាមរយៈការហ្វឹកហាត់ដ៏ខុសខើបំផុតគេអាចបំបែកដែនកំណត់ខ្លួនឯងលើសពីអ្នកលេងទូទៅរាប់រយដង ប្រព័ន្ធបានបង្ហាញបច្ចេកទេសពង្រឹងកម្លាំងចាប់កាន់ដែលអនុញ្ញាតឲ្យគេកាន់អាវុធយ៉ាងរឹងមាំនិងប្រើវាជាខែលបានយ៉ាងល្អឥតខ្ចោះ ការចាប់ជាតិថ្មីនេះមិនអាចអត់ប្រយោជន៍ទេគេក្រសោបដៅយ៉ាងតឹងជឿជាក់លើវាដូចជឿលើខ្លួនឯងសំឡេងប្រព័ន្ធលោតឡើងបញ្ជាក់ថា Chanter Griffin បានបញ្ចេញចំណុចខ្សោយហើយការលះបង់គ្រប់យ៉ាងគឺដើម្បីឱកាសរាប់មិនអស់គេស្ទុះទៅរកបិសាចនោះជាមួយឆន្ទៈមិនរង្គោះរង្គើ ទោះសត្រូវខ្លាំងប្រៀបដូចប្រេះក៏គេមិនខ្វល់អ្នកណាហ៊ានរារាំងផ្លូវគេអ្នកនោះត្រូវតែវានាសក្នុងនាមជាតួឯកប្រុសគេបដិញ្ញាថានឹងក្លាយជាអ្នកខ្លាំងបំផុតជ័យវៃលោកសម្ដៅទៅរក Chanter Griffin ដើម្បីបដិសង្ខារវា បិសាចក៏វាបកវិញភ្លាមធម្មពលឆេះសន្ធោសន្ធៅពេញខ្លួនពេលគេកាប់ផ្ដាច់ខ្លួនវាជាពីរប្រព័ន្ធលោតបញ្ជាក់ថាគេបានសម្លាប់មេបិសាចនេះដោយជោគជ័យ រាងកាយគេចុះមកដល់ដីយ៉ាងស្រាវដោយសម្លៃ ជាមួយនឹងផាមពលបាត់ជប៉ុនការទប់ទល់ការវាយប្រហារដ៏ធ្ងន់នេះពិតជាគ្រោះថ្នាក់ប៉ុន្តែដោយសារឈាមអ្នកចម្បាំងក្រាស់គេនៅសល់ជីវិតបន្តិចបន្តួចប្រព័ន្ធប្រកាសថាគេសម្លាប់មេបិសាចកម្រិត5បានបទពិសោធន៍បន្ថែម 500% និងពិន្ទុ 2350 គេឡើងដល់កម្រិត2ហើយជ័យជាអ្នកចម្បាំងមនុស្សដែលមិនទាន់មាននាមនៅឡើយ ឈាមមាន145គ្មានម៉ាណាហើយកំហឹង0លើ100ការវាយធម្មតាបង្កើតកំហឹងចំណែកជំនាញស៊ីកំហឹងកម្លាំងវាយប្រហារ13ទៅ14 បូក12ពីអាវុធការពារ11កម្លាំង8បូក1បញ្ញា7រហ័សរហួន4កាយសម្បត្តិទី1ស្មារតី1និងសំណាង3 Record បើកភ្នែកធំមិនគួរឲ្យជឿគេទទួលយកមិនបានទេដែលបិសាចនេះត្រូវកម្ចាត់មុនពេលវាវិវត្តទៅដំណាក់កាលទី2ទៅទៀតប្រព័ន្ធប្រកាសថាបាយសកកម្មកំណត់ពេលវេលាបានបញ្ចប់ជ័យគឺជាអ្នកលេងដំបងបងអស់ក្នុងដែនដីព្រះដែលសម្លាប់វាបាន គេឈ្មោះទីក្រុងមែលកើន200ហើយគេឈ្មោះផ្ទាល់ខ្លួនលើស300ដោយសារបិសាចនេះត្រូវសម្លាប់ដោយអ្នកលេងធម្មតាក្នុងបេសកកម្មពិសេសមេបិសាចនិងកងទ័ពវានឹងរលាយបាត់ជារៀងរហូតនាំសន្តិភាពមកវិញ រាងកាយរបស់ Chanter Griffin ចាប់ផ្ដើមបញ្ចេញពន្លឺយ៉ាងចិញ្ចាញ់ចិញ្ចាច Record ស្រែកថាជ័យលួចលែងខូចជាជ័យជំនះមិនយុត្តិធម៌គេបញ្ជាកូនចៅឲ្យរើសរបស់របរដោយចាត់ទុកថាមកជាមួយគ្នាត្រូវតែបានចំណាយច្រើនជាងទោះមិនបានវាយក៏ដោយប៉ុន្តែកូនចៅម្នាក់និយាយដោយភ័យស្លន់ស្លោថាគេរើសរបស់មិនបានសោះប្រព័ន្ធប្រមានថាគេគ្មានសិទ្ធិយករបស់ទាំងនេះទេបុរសនោះភ័យស្លេកមុខឆ្ងល់ថាមិនបានយកមិនបានទើបដឹងថាខ្លួនគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ការពិតប្រៀបដូចរន្ទះបាញ់ចំកណ្ដាលមុខមេបិសាចនេះត្រូវបានសម្លាប់ដោយជ័យតែម្នាក់ឯងប៉ុណ្ណោះពួកគេទើបនឹកឃើញថាបានដកជ័យចេញពីក្រុមមុនពេលសម្លាប់វារីកតស្រែកលោឡាយ៉ាងខឹងសម្បាព្រោះឥឡូវរបបទាំងអស់លែងជារបស់ពួកគេទៀតហើយវត្ថុពណ៌មាសបានលេចឡើងកណ្ដឹងមាសជាអាវុធទេពកម្រិតវិរៈថាវាមានថាមពលការពារទប់ការវាយប្រហារដល់ស្លាប់ម្ដងនិងវាយបកសត្រូវពេលវាបាច់ធ្លាយជ័យមិននឹកស្មានថាវាតូចសោះគេលោកដៃទាញយកវត្ថុនោះមកកាក់ជាច្រើនវិលវល់លើអាកាសជាពន្លឺភ្លឺផ្លេកហោះតម្រង់មករកគេតែម្ដងជនម្នាក់ដែលព្យាយាមដណ្ដើមជេរប្រទេសយ៉ាងខ្លាំងពេលឃើញរបបនោះហោះរំលងមុខខ្លួនគេត្អូញត្អែយ៉ាងក្តៅក្រហាយឆ្ងល់ថាមិនបានជ័យយកបានទាំងអស់ Record ប្រញាប់លួងហត់ថាវាគ្មានបញ្ហាទេរួចក៏រៀបចំផែនការអាក្រក់ថ្មីមួយតាមច្បាប់ហ្គេមអ្នកលេងដែលស្លាប់នឹងជ្រុះរបស់ទាំងអស់ដែលរកបានក្នុង24ម៉ោងដូច្នេះពួកគេសម្រេចចិត្តសម្លាប់ជ័យដើម្បីដណ្ដើមយករបស់ទាំងអស់នោះមកវិញហាកស្ទាក់ស្ទើរំលឹកថាជ័យទើបតែកម្ចាត់មេបិសាចតែម្នាក់ឯងកម្លាំងគេគឺហួសពីការស្មានទៅហើយអ្នកបាញ់ធ្នូប្រើជំនាញ scan មើលស្ថានភាពជ័យហើយឃើញថាឈាមគេនៅសល់ត្រឹមតែ 3% ប៉ុណ្ណោះគេញញឹមដែរជំនុកចាត់ត្រឹមវាស្រាលក៏អាចសម្លាប់គេបានដែរ Reford ប្រាប់ឲ្យគ្រប់គ្នាបដូរទៅមុខងារសម្រាប់អ្នកលេងផ្សេង ពួកគេរៀបផែនការឲ្យជ័យចូលគុកងងឹតសិនសឹមសម្រាប់គេបំបិតមាត់ពួកគេលោតដាពីក្រោយយ៉ាងស្ងៀមស្ងាត់ជ័យកំពុងឆែកមើលរបស់គេទទួលបានកាក់ទង់ដែក100និងវត្ថុធាតុផ្សំជាច្រើន តម្លៃកាក់ទង់ដែក1ស្មើនឹង 12,000 យេន
សរុបទៅគឺ1លាន2សែនត្រឹមមួយថ្ងៃគេខ្លាយជាសេដ្ឋីបាត់ទៅហើយរីខតដើរមកក្បែរដោយស្នាមញញឹមចំអប់អបអរសាទរខ្លាំងខ្លាយនិងសរសើរថាគេពិតជាមានសមត្ថភាពមែនទឹកដុំសំឡេងជ័យប្រែជាត្រជាស្រេបស្ដីបន្ទោសរឿងក្បត់សម្ព័ន្ធមិត្តនិងដកគេចេញពីក្រុមគេប្រាប់ថាពេលនេះហួសពេលសំទោសហើយរីខតបដូរសំឡេងភ្លាមធ្វើពុតជាជឿជាក់លើគេរហូតមកទើបមិនចូលទៅជួយព្រោះដឹងថាគេខ្លាំងគេសរសើររឿងផ្ដួលមេបិសាចកម្រិត5ម្នាក់តែម្នាក់ឯងថាពិតជាអស្ចារ្យគេបន្ថែមថាពួកគេគួរតែបានចំណែកខ្លះដែរប្រព័ន្ធព្រាមានថាគេរងរបួសធ្ងន់ធ្ងរមុនពេលទៅដល់តំបន់សុវត្ថិភាពឈាមអតិបរមានិងធម្មពលទាំងអស់ត្រូវកាត់បន្ថយពាក់កណ្ដាលរីខតគំរាមថាពួកគេដឹងពីប្រវត្តិគេអស់ហើយនេះគឺជាទីបញ្ចប់ពួកគេរំលឹកថានេះគឺជាក្រុមគ្មានទំនឹងរិទ្ធដល់ល្បីល្បានច្បាប់របស់ពួកគេគឺសាមញ្ញណាស់សម្រាប់ទាំងវិសាទសម្រាប់ទាំងអ្នកលេងសហការផងក្បត់ផងជារឿងធម្មតាអ្នកបាញ់ធ្នូតម្រង់ចំចៃស្របពេលរីហ្វតបង្កប់អាយប្រគល់របស់ទាំងអស់ព្រួយដកខ្លាំងខ្លាក៏របូតចេញចៃស្គាល់ច្បាស់នេះជាជំនាញភ្នែកអ៊ីនទ្រីជំនាញនេះបង្កើនភាពជាក់លាក់ស្ទើរ 100% គេដឹងភ្លាមថាអ្នកបាញ់តម្រង់ខុសដោយចេតនាទើបសួរពីគោលបំណងពិតប្រាកដរបស់ពួកគេរីផតបញ្ជាក់យ៉ាងច្បាស់គេមិនមែនចង់បានតែរបស់វិសាចទេគឺចង់បានគ្រប់យ៉ាងសូម្បីតែដំបងឈើនិងអាវុធជាប់ខ្លួនទាំងអស់គេគំរាមថាបើជ័យអង្វរសុំជីវិតគេអាចនឹងលើកឡើងឲ្យដោយស្នាមញញឹមដល់ខូខៅគេចង់ឲ្យជ័យដាវចេញពីទីនេះខ្លួនទៅទេដើម្បីឲ្យអ្នករត់គ្នាឃើញភាពអាម៉ាស់នេះគេផ្ទុះសំណោតយ៉ាងខ្លាំងពេលនឹកឃើញរូបភាពអ្នកចម្បាំងដែលត្រូវគេប្លន់តលតែអស់ខៅអៅពីខ្លួនវាគិតថាជេគ្រាន់តែជាសម្រាមបាតសង្គមដែលសំណាងប៉ះត្រូវចំណុចខ្សោយរបស់បិសាចហើយចង់ហោះទៅដល់ឋានសួគ៌នៅក្នុងកែវភ្នែករបស់វាជេគ្រាន់តែជាសត្វល្អិតមួយក្បាលប៉ុណ្ណោះមកដល់ថ្នាក់នេះទៅហើយជាមិនព្រមអោនក្បាលដាច់ខាតសម្រាប់គេពួកវាគ្រាន់តែជាកំទេចថ្មរារាំងផ្លូវឆ្ពោះទៅរកភាពអស្ចារ្យតែប៉ុណ្ណោះគេបដិញ្ញាថានឹងជួនឈ្លីក្បាលពួកវាដើម្បីដើរទៅមុខបន្តពួកសម្រាមទាំងនេះមិនស័ក្តិសមឲ្យគេចងចាំឡើយស្នាមញញឹមដ៏ត្រជាក់លេចឡើងគេបក់ដៃហៅពួកវាឲ្យចូលមកព្រមគ្នានេះហើយជាអ្វីដែលគេចង់បានកុំហឹងឆាបឆេះពួកវាសម្រុកចូលមកសម្លាប់គេភ្លាមព្រួញឥន្ទ្រីបាកឆាកជេបញ្ចេញកណ្ដឹងទីបរងការវាយប្រហារទាំងអស់រហូតផ្ទុះកក្រើកដីក្រុមរបស់រេខតខឹងសម្បាយ៉ាងខ្លាំងនឹងអាវុធទេពរបស់ឆានថគ្រីហ្វីនហកស្រែកសួរថាកណ្ដឹងមាសនោះជាអ្វីតើវាធ្វើឲ្យកាយាសិទ្ធមិនចេះស្លាប់មែនទេជេតបកយ៉ាងរៀបសារថាវាមិនមែនជាភាពអមតៈនោះទេវាគ្រាន់តែទិញពេលដកដង្ហើមបាន1វិនាទីប៉ុណ្ណោះហកសយចំអក1វិនាទីអាចធ្វើស្អីបានជេតតបវិញថា1វិនាទីគឺគ្រប់គ្រាន់សម្រាប់ដំឡើងកម្រិតកំពូលវិជាបន្ទាប់ពីនោះគេនឹងកិនកំទេចពួកវាទាំង3ឲ្យម៉ត់ដូចម្សៅប្រព័ន្ធលោតដំណឹងថាគេបានប្រើពិន្ទុជំនាញមួយដើម្បីដោះសាវវិជាសង្គ្រាមផ្ដាច់មុខវិជានោះគឺដង្ហើមម្ចាស់រាជពេលគៀកនឹងសេចក្តីស្លាប់វាអាចទាញជាមកវិញបន្តិចតែបើស្ថិតក្នុងរង្វង់វាប្រហារវានឹងស្ដារធម្មពលជីវិតឡើងវិញយ៉ាងមហាសាលធម្មពលនេះថែមទាំងអាចទម្លុះដែនកំណត់ឈាមអតិបរមារបស់អ្នកចម្បាំងទៀតផងគ្មានព្រួញកាំងបេះដូងពេលឃើញឈាមរបស់គេលូតពេញទំហំវិញពួកវាសឹងមិនជឿនឹងភ្នែករបួសធ្ងន់ធ្ងរបែបនេះមិនក៏ជាសះស្បើយភ្លាមជេងញញឹមសួរថាតើពួកឯងចង់ភ្លក់រសជាតិធម្មពលពីឋាននរកទេគ្រូមុនអាគមស្រែកប្រាប់កុំឲ្យស្លន់ស្លោដាវរបស់វានៅជាប់ដីនៅឡើយទេវាបញ្ជាឲ្យសម្រុកវាប្រហារតែជេបានវាលុកទៅមុខដូចរន្ទះរេខតឈរគៀងបាត់មាត់ឈឹងមិនទាន់ហើបមាត់ផងខ្មានព្រួយត្រូវហោះខ្ទាតកប់ពពកដោយសារកណ្ដាប់ដៃដកធ្ងន់ដោយភ្នំពួកវាភ័យញ័រខ្លួននឹងលបឿនដ៏សាហាវនេះសម្រាប់ខ្មានព្រួយដោយដៃទទេត្រឹមមួយដៃជេបញ្ចេញធម្មពលបាត់ដៃការវាយប្រហារដោយដៃទទេកានឡើងទ្វីដងរេខតស្រែកបញ្ជាម៉ាឈីជាគ្រូមន្តាអាគមឲ្យប្រាវទឹកកកបង្កកគេវេទមន្តទឹកកកផ្ទុះឡើងត្រជាកកជេជាប់មួយកន្លែងហកស្ទុះចូលមកជាមួយដាវយ៉ាក់ស្រែកថាវាហួសចិត្តយូរហើយប៉ុន្តែជេគិតខ្លួនត្រឹមមួយចំអាប់ធ្វើឲ្យមុខដាវកាប់ចំផ្ទាំងទឹកកកប៉ិនទំហឹងកម្លាំងទង្គិចធ្វើឲ្យទឹកកកបែកខ្ទេចគេប្រមូលកម្លាំងនៅកណ្ដាប់ដៃហើយវាយហកឲ្យហោះខ្ទាតទៅឆ្ងាយគ្រូមន្តអាគមកាំងអារម្មណ៍វេទមន្តរបស់ខ្លួនទប់គេមិនជាប់សោះជេបញ្យល់យ៉ាងត្រជាក់ថាឲ្យតែធម្មពលកម្លាំងរបស់គេខ្លាំងគ្រប់គ្រាន់គេអាចបំបែកវាដោយកម្លាំងបាយយ៉ាងងាយស្រួលវេទមន្តក្មេងលេងបែបនេះមិនអាចរារាំងគេបានឡើយម៉ាឈីប្រកាយទាំងញ័រមាត់ថាវាឃើញច្បាស់ណាស់ថាឈាមជេធ្លាក់ចូលពីកណ្ដាលចុះហេតុអីកម្លាំងវានៅតែខ្លាំងម្ល៉េះភ្លាមនោះវាសម្លឹងឃើញអូរ៉ាសង្គ្រាមរំពាត់រាងកាយជេវាទើបតែដឹងថាធម្មពលរបស់ជេមិនបានថយចុះសូម្បីតែបន្តិចវាប្រាប់ខ្មានព្រួញឲ្យប្រោភ្នែកអិនត្រីពិនិត្យមើលតែជេដៅមកចាប់ដៃម៉ាឈីជាប់
ហើយខ្សឹបថាមិនបាត់ទេព្រោះអញបញ្ជូនអាខ្មានព្រួញទៅកន្លែងចាប់កំណើតវិញបាត់ហើយម៉ាឈីស្លិនស្លោបាត់បង់ស្មារតីស្រែកវង្វេងវង្វាន់ថាមានរឿងខុសប្រក្រតីវាចោទប្រកាន់ថាជេជា hacker ដែលប្រើកម្មវិធីបន្លំពាក្យនេះចាក់ដតចំអតីតកាលដ៏ឈឺចាប់របស់ជេវាធ្វើឲ្យគេនឹកឃើញពេលឈុងឈិងក្បត់គេកាលនោះជនក្បត់នោះប្រកាសថាជេគឺជាអ្នកច័ន្ទគេធ្លាប់ស្បត់ថានឹងមិនធ្លាក់ដល់ចំណុចនោះទៀតទេកំហឹងឆែកសន្ធោសន្ធៅគេកាច់មីរៀមដៃម៉ាឈីទាល់តាបាក់ហើយជេថាអាសំរៀមវាយគេមិនឈ្នះក៏ចោទថាគេបន្លំឬការឈឺចាប់កប់ដល់ឆ្អឹងម៉ាឈីលុតជង្គង់សុំជីវិតវាព្រមចោះចាញ់ហើយសន្យាថានឹងចាក់ចេញពីបាក់ពោះរបស់រិចបើជេព្រមដោះលែងវាតែហួសពេលហើយកណ្ដាប់ដៃមហាទម្ងន់ហោះទៅប៉ះរាងកាយវាធ្វើឲ្យម៉ាឈីហោះទៅបុកទម្លុះជញ្ជាំងអគារធ្លុះជាប្រហោងធំមួយស្រមោលម្នាក់បោះជំហានមកមុខហើយប្រាប់ជេថាអញទើបតែបោះចោលចំណុចខ្លាំងចុងក្រោយរបស់អែចម្បាំងហើយ record បានអាននិកប្រយុទ្ធរបស់ជេដាច់អស់ទៅហើយវាដឹងច្បាស់ថាក្នុងស្ថានភាពចាញ់ប្រៀបជេអាចផ្ទុះកម្លាំងមហាសាលជាពិសេសពេលមានសត្រូវឡោមព័ទ្ធច្រើនប្រព័ន្ធលោតបញ្ជាក់ថាវិជាចុងក្រោយរបស់អ្នកចម្បាំងនឹងគុណធម្មពលពេលត្រូវឡោមព័ទ្ធប៉ុន្តែលក្ខខណ្ឌនេះទាមទារសត្រូវយ៉ាងតិច3នាក់ដើម្បីដំណើរការ Record យល់ច្បាស់ណាស់ពេលនេះសល់តែវាម្នាក់ឯងវិជាចុងក្រោយនោះឡើងមានឥទ្ធិពលទៀតហើយចេញខ្ញុំទទួលស្គាល់ហើយប្រកាសថានឹងបញ្ជូនវាទៅក្រុងវិញដោយដោតែមួយស្មើៗគ្នា Record សើចចំអកថាជ័យមិនទាន់ស្គាល់ស្ថានភាពខ្លួនឯងទេវាអួតខ្លួនថាវាជាឃាតករអាជីពឯកទេសប្រមាណអ្នកលេងជាពិសេសក្លឹងសមរភូមិមួយទល់នឹងមួយវាជឿជាក់យ៉ាងមុតមមថាវាជាអ្នកកាន់ប្រៀប Record ប្រកាសថានឹងយកជីវិតដ៏គួរឲ្យអាណិតរបស់ជេជំនាញឃាតការគឺវាចំចំណុចសោយរាល់ការវាប្រហារនឹងបន្ថែមជាតិពុលបំផ្លាញគោលដៅការវាប្រហារនីមួយៗមានឥទ្ធិពលផ្សេងគ្នាដៃនឹងត្រូវពិការជើងនឹងបាក់ដងខ្លួននឹងហូរឈាមហើយបើចាំក្បាលនោះភ្នែកនឹងត្រូវងងឹតគ្រាន់តែប៉ះត្រូវមើលចំហៀងខ្លួនអ្នកលេងនឹងត្រូវកប់ក្នុងគំនរឥទ្ធិពលអវិជ្ជមានភ្លាម Record ទទួលស្គាល់ថាជេពិតជាមានសមត្ថភាពមិនធម្មតាមែនទោះកាន់ដាវយ៉ាក់ដ៏ធ្ងន់ក៏ល្បឿនរបស់គេនៅតែលឿនស្លេវប៉ុន្តែការប្រយុទ្ធចំកាយចិត្តជាតំបន់ផ្ដាច់មុខរបស់វាទោះរបួសតិចតួចក៏ជាតិពុលនឹងរឹតបន្តឹងយឺតរហូតដល់ស្លាប់វាប្រកាសកណ្ដាលថាបន្តិចទៀតជេនឹងលុតជង្គង់អង្វរសុំឲ្យវាសម្លាប់ឲ្យបានលឿនបំផុតមិនខានជេកាត់បន្តិចរួចកែស្ថានភាពដោយការដកឃ្លា Record បើកភ្នែកធំពេលឃើញជេកាប់អគារដាច់ជាពីរវាដឹងភ្លាមថាទោះធម្មពលថយចុះក៏ការវាប្រហារនៅតែសាហាវវាព្រមទទួលស្គាល់ថាកម្លាំងដើមទីរបស់ចម្បាំងពេទ្យជាមិនអាចមើលស្រាលបានឡើយប៉ុន្តែវានៅតែជឿថាក្នុងសង្គ្រាមអូសបន្លាយជេគង់តែចាញ់ដដែលប៉ុន្តែជេគ្មានចេតនាចង់លេងល្បែងអូសបន្លាយពេលជាមួយវាឡើយគេស្ទុះទៅមុខដោយរន្ទះបាញ់ស្រែកប្រាប់ឲ្យ Record ទៅលាងបាបនៅឯ Crystal ចាប់កំណើតចុះ Record គៀងស្មារតីនឹងការវាប្រហារនេះមួយវិនាទីក្រោយមកខ្លួនប្រានវាអាក្រាតននល់គុកវាឈរគៀងបាត់មាត់ទើបដឹងខ្លួនថាត្រូវបញ្ជូនមក Crystal ចាប់កំណើតវិញបាត់ទៅហើយប្រព័ន្ធបញ្ជាក់ថាវាត្រូវបានសម្លាប់ដោយជីកម្រិតវាធ្លាក់ពី3មក2ហើយធម្មពលទាំងប្រមាណត្រូវរលាយអស់ខួរក្បាលវាគិតលែងចិនថានឹងមានរឿងអ្វីកើតឡើងចំណែកសមាជិកក្រុមរបស់វាកំពុងតែសោតចំអកដាក់វាយ៉ាងសប្បាយចិត្តពួកគេប្រាប់ថាសម្លៀកបំពាក់និងអាវុធរបស់វាត្រូវគេប្រមូលយកអស់រលីងហើយប្រព័ន្ធលោតបញ្ជាក់ថារាល់សម្ភារៈដែលរកបានក្នុងរយៈពេល24ម៉ោងចុងក្រោយនឹងត្រូវជ្រុះបាត់ពេលស្លាប់មុខរបស់ Record ឡើងក្រហមងាំងដោយក្តីអាម៉ាស់អ្នកផ្សេងចង្អុលបង្ហាញថារបស់ដែលវាប្លន់គេមកនោះនៅជាមួយវាមិនទាន់បាន24ម៉ោងស្រួលបួលផងកំហឹងឆេះសន្ធៅពេញកនូនភ្នែករបស់គេការអាម៉ាស់ដែលជីបានដកហូតគ្រប់យ៉ាងនៅចំពោះមុខអ្នករាល់គ្នាគឺមិនអាចទទួលយកបានឡើយគេស្បត់ថារឿងនេះមិនទាន់ចប់ទេទោះត្រូវលះបង់អ្វីក៏ដោយក៏គេត្រូវតែសងសឹកវិញឲ្យបានញាក់មកមើលជីវិញគេដឹងច្បាស់ថាការវាយប្រហារអំបញ្ញមិញគ្រាន់តែបញ្ជូនរិចត្រឡប់ទៅកន្លែងកាត់វិញប៉ុណ្ណោះឯសម្ភារៈទាំងអស់ដែលគេបាងទម្លាក់គឺនៅរាយប៉ាយពេញទីនេះនៅឡើយហោបានដឹងខ្លួនឡើងវិញបន្តិចម្ដងគេលួចធូរទ្រូងដែលខំប្រឹងទប់ទល់បើមិនចឹងទេគេប្រកាសជាត្រូវខ្ទាតទៅក្រុងវិញដោយការវាយតែមួយដៃបាត់ទៅហើយប៉ុន្តែរាងកាយគេស្រាប់តែឡើងរឹងកំព្រឹសពេលដឹងថាគ្មានកូនចៅណាម្នាក់នៅក្បែរនោះឡើយវិនាទីដែលក្រសែភ្នែកគេប៉ះគ្នាជាមួយជ័យភាពភ័យរន្ធត់បានវាយលុកពេញបេះដូងភ្លាមភាពអំនួតពីមុនរលីបាត់អស់រលីងគេស្រែកព្រមានទាំងញ័រមាត់មិនឲ្យជ័យដាល់ចូលមកចិត្តឡើយដោយទឹកមុខស្ងប់ស្ងាត់ជ័យបានបញ្ជាឲ្យគេយកសម្លៀកបំពាក់របស់រិចត្រឡប់ទៅវិញព្រមទាំងផ្ដាំផ្ញើសារមួយបើហ៊ានមកក្រោកវិគក់ជាមួយគេម្ដងទៀតគេនឹងតាមសម្លាប់រហូតដល់កម្រិត level ធ្លាក់ដល់0មិនខានហឹកងក់ក្បាលញាប់ស្មេទាំងរាងកាយញ័រទៅត្រឿត
ការភ័យខ្លាចបានរឹតបន្តឹងក្រប៉ែគឺយ៉ាងខ្លាំងទប់ខំទប់យ៉ាងណាក៏ទប់លែងជាប់រហូតដល់ក្អួតចង្អោរចេញមកក្រៅយ៉ាងអណោចអធមគេពិតជាមិនអាចយល់បានឡើយនៅថាមពលដ៏មហាសាលដែលភាយចេញពីរាងកាយរបស់ជ័យនេះមិនមែនជារឿងដែលតួលេខនៃប្រព័ន្ធហ្គេមអាចវាក់វែងបានទៀតនោះទេសម្រាប់គេចៃពេលនេះមិនខុសពីយមរាជឬទេពចក្រសង្គ្រាមដែលទើបតែងើបពីឋាននរកឡើយស្របពេលនោះសម្លេងប្រព័ន្ធក៏បានបន្លឺឡើងថាគេបានទប់ទល់នឹងការវាយប្រហារដោយជោគជ័យនិងទទួលបានពិន្ទុកិត្តិឈ្មោះយ៉ាងច្រើនសន្ធឹកសន្ធាប់កិត្តិឈ្មោះរបស់គេនៅក្នុងទីក្រុង Meltown បានកើនឡើង 300% ជាលទ្ធផលកម្រិតកិត្តិឈ្មោះបានឈានដល់ថ្នាក់អ្នកគាំទ្រដែលមានលើសពី 600% បាត់ទៅហើយពេលនេះគេទទួលបានឋានៈពិសេសមួយនៅក្នុងទីក្រុងពួក NPC នឹងគាំទ្រគេយ៉ាងសកម្មបង្កើតទំនាក់ទំនងកាន់តែស្អិតរមួតនិងដោះសរសិទ្ធិពិសេសៗជាច្រើនទៀតដែលអ្នកផ្សេងគ្មានផ្លូវបានទោះបីជាត្រូវគេលុបវាយប្រហារក៏ដោយក៏ជ័យដឹងច្បាស់ថានេះមិនមែនជាការខាតបង់ឡើយផ្ទុយទៅវិញវាគឺជាការផ្លាស់ប្ដូរដ៏ចំណេញបំផុតពេលរឿងគ្រប់យ៉ាងត្រូវបានដោះស្រាយរួចរាល់គេក៏សម្រេចចិត្តត្រឡប់ទៅក្រុងវិញដើម្បីសម្រាកជ័យបានត្រឡប់មកដល់ទីក្រុងវិញប៉ុន្តែគ្រាន់តែបោះជំហានចូលភ្លាមការស្វាគមន៍យ៉ាងអធិកអធនក៏បានកើតឡើងពួកទីហ៊ានយាមឈរតម្រៀបជួរគ្នាអំសងខាងផ្លូវរត់លុតជង្គង់ចុះដើម្បីសម្លែងការគោរពយ៉ាងជ្រាលជ្រៅបំផុតគេបង្អង់ដំណើរតិចតិចទៀងងឿងឆ្ងល់នឹងទិដ្ឋភាពចំពោះមុខស្រាប់តែប្រជាជនក្រុងបានបោះជំហានមុខរួចប្រគល់កិត្តិយសខ្ពស់បំផុតប្រចាំទីក្រុង Meltown ដល់គេនោះគឺងារជាម្ចាស់អភូតិហេតុដាវនៃព្រះអាទិត្យរះផ្ទាំងប្រព័ន្ធហ្គេមបានលោតបញ្ចេញពន្លឺចែងចាំងដើម្បីបញ្ជាក់ថាគេពិតជាទទួលបានងារកម្រិតរឿងព្រេងនិទានពិតមែនពួកអ្នកលេងផ្សេងទៀតនាំគ្នាឈរស្លាំងកាំងពួកគេមិនយល់ទាល់តែសោះថាហេតុអ្វីបានជា NPC សុកចិត្តអោនក្បាលគោរពអ្នកលេងម្នាក់បែបនេះពួកគេពិតជាមិនដឹងសោះឡើយថាងារដាវនៃព្រះអាទិត្យរះនេះមានអត្ថន័យធំធេងកម្រិតណានោះដោយក្តីចង់ដឹងអ្នកខ្លះគិតថានេះប្រហែលជាប្រព័ន្ធសម្រាប់តែអ្នកចាយលួយធំទើបអាចដោះសារបានប៉ុន្តែអ្នកផ្សេងទៀតបានប្រកែកថាសូម្បីតែមហាសិទ្ធិលេងហ្គេមនេះក៏មិនដែលជួបរឿងអស្ចារ្យបែបនេះដែរដាវនៃព្រះអាទិត្យរះគឺជាងារមួយដែលជ័យធ្លាប់បានឮកាលពីចូលវាយគុកងងឹតក្នុងជីវិតមុនកាលពី3ឆ្នាំមុនពិភពលោកទាំងមូលនៅតែជាប់កាំងក្នុងភាពងងឹតអន្ការដែលគ្មានទីបញ្ចប់នៅឡើយគ្រប់យ៉ាងត្រូវបានលេបត្របាក់ដោយភាពខ្មៅងងឹតពិភពលោកធ្លាប់ឆ្លងកាត់យុគសម័យរាត្រីកាលដ៏សែនវែងឆ្ងាយពួកពិសាយកំណាចចេញឆាបឆុកយ៉ាងអនាធិបតេយ្យចំណែកឯភ្លើងនៃអរិយធម៌មនុស្សជាតិគឺឆែកព្រិចស្ទើរតែរលុបបាក់ទៅហើយក្នុងគ្រាដ៏សែនកំសត់នោះកំពូលអ្នកចម្បាំងជាមនុស្សម្នាក់បានបង្ហាញខ្លួនឡើងដោយមានត្រឹមដាវយ៉ាក់មួយនៅក្នុងដៃគាត់បានក្លាយជាបុគ្គលតែម្នាក់គត់ដែលនាំយកពន្លឺដំបងបំបែកភាពងងឹតដ៏ធំល្វឹងល្វើយនេះចាប់ពីវិនាទីនោះមកគាត់បានក្លាយជានិមិត្តរូបនៃការបំបែករាត្រីកាលគាត់បានដឹកនាំកងកម្លាំងសម្ព័ន្ធមិត្តពីគ្រប់ទិសទីចូលរួមក្នុងសង្គ្រាមចុងក្រោយនៅចំម៉ោងដែលងងឹតបំផុតមុនពេលព្រះអាទិត្យរះជាលទ្ធផលគាត់បានទាញយកពិភពលោកថ្មីមួយមកកាន់ពន្លឺរស្មីវិញស្រមោលបរោះគ្មានឈ្មោះម្នាក់នោះបានឈរយ៉ាងអង្អាចនៅមាត់ច្រាំងថ្មចោតដោយមានពន្លឺព្រឹកព្រលឹមឆែកចែងចាំងពីក្រោយខ្នងយ៉ាងមហិមាចំពោះនឹងផ្លាយដាវដែលភ្លឺចិញ្ចាតដោយព្រះអាទិត្យរះគាត់បានលើកវាឡើងទៅលើអាកាសងារជីដាវនៃព្រះអាទិត្យរះគឺបង្កើតឡើងសម្រាប់តែបុគ្គលក្លាហានដែលហ៊ានក្រោកឈរប្រឆាំងនឹងភាពអាក្រក់តែប៉ុណ្ណោះចៃនឹកឃើញវិញថាមុនពេលហ្គេមនេះបើកដំណើរការមានងារគេរកដំណើរចំនួន8ត្រូវបានគេផ្សព្វផ្សាយយ៉ាងកុករឹកកុក្រែងងារនីមួយៗគឺដំណើរឲ្យវីរបុរសរឿងព្រេងនិទានចេញពីប្រវត្តិសាស្ត្ររបស់ Epoch ក្រុមអ្នកបង្កើតហ្គេមធ្លាប់បានបង្ហើបថារបបទាំងនេះមិនមែនត្រឹមតែជារឿងព្រេងនោះទេពួកវាអាចជាសមិទ្ធផលលាក់កំបាំងឬជារង្វាន់កិត្តិយសដែលកម្រមានបំផុតនៅលើលោកប៉ុន្តែគេមិនដែលលើសោះឡើយថាមាននរណាម្នាក់អាចយកវាបាននោះផ្ទុយទៅវិញពេលនេះងារគេដណែលដាវនៃព្រះអាទិត្យរះដែលជាកំពុងងារមួយក្នុងចំណោមងារទាំង8កំពុងតែស្ថិតក្នុងដៃគេផ្ទាល់នៅឯភូមិអ្នកលេងថ្មី Meltown ទៅវិញខណៈពេលដែលប្រជាជនក្នុងក្រុងនាំគ្នាស្វាគមន៍គេក្នុងនាមជាដាវនៃព្រះអាទិត្យរះសូម្បីតែជ័យខ្លួនឯងក៏នឹកស្មានមិនដល់ថានឹងទទួលបានរង្វាន់ធំមហាសាលដល់ថ្នាក់នេះដែរពេលនេះជ័យត្រូវបានគេហៅដោយកិត្តិយសថាម្ចាស់ដាវនៃព្រះអាទិត្យរះហើយអ្នកភូមិប្រាប់ថាវីរភាពរបស់គេបានធ្វើឲ្យប្រជាជនទាំងមូលស្រក់ទឹកភ្នែកដោយក្តីរំភើបនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតទីហ៊ានយាមម្នាក់បានរាយការណ៍ថាអភិបាលក្រុង Oliver Green ចង់រៀបចំពិធីជប់លៀងស្វាគមន៍ដល់ផ្ទាល់ដើម្បីជាកតុយដល់គេភ្លាមនោះប្រពន្ធក៏បានលោតសារថាបេសកម្មបន្តបន្សំវេរាបុរសនៃ Meltown ត្រូវបានដំណើរការហើយគេត្រូវបន្តដំណើរទៅកាន់សាលាក្រុងទីហ៊ានយាមបានស្ម័គ្រចិត្តជូនដំណើរគេដោយផ្ទាល់ប៉ុន្តែជ័យបានបដិសេធដោយប្រាប់ថាវាមិនចាំបាច់ទេហើយឲ្យទីហ៊ាននោះត្រឡប់ទៅបំពេញភារកិច្ចរបស់ខ្លួនវិញចុះគេដឹងច្បាស់ណាស់ថាការធ្វើខ្លួនលេចធ្លោពេកនឹងទាញយកតែចំណាប់អារម្មណ៍ដែលគ្មានប្រយោជន៍មកតែប៉ុណ្ណោះដូច្នេះហើយការលាក់មុខសំណុំកម្លាំងគឺជាជំរើសដ៏ល្អបំផុត
ខណៈដែលគេកំពុងដាវចេញទៅស្រាប់តែមានកែវភ្នែកមួយគូកំពុងសម្លឹងមើលចេញពីទីងងឹតតែងដៃក្តាប់ដាវយ៉ាងណែននោះគឺ record គេបានរៀបចំផែនការលុបវាពិហារចៃភ្លាមនៅពេលដែលគេដាវចូលទៅក្នុងផ្លូវកន្លៀតដ៏ស្ងាត់ជ្រុងងំមួយគេស្បត់ថានឹងចាក់មួយកំបិតពីក្រោយខ្នងឲ្យស្លាប់ប៉ុន្តែមេគីបានណែនាំឲ្យដកថយសិនដោយបញ្ជាក់ថាពេលនេះប្រជាជនពេញមួយក្រុងក៏រកជ័យណាស់ការប្រឆាំងនឹងគេអាចបំផ្លាញគេទៅឈ្មោះនិងការរស់រានរបស់ពួកគេនៅក្នុងទីក្រុងនេះមិនខានប៉ុន្តែ Record Ford បានបដិសេធដាច់អហង្ការភាពអសោចាស់របស់ពួកគេបានធ្វើឲ្យអ្នកដទៃខ្លាចរអាស្រាប់ទៅហើយដរាបណាពួកគេអាចសម្លាប់ជ័យបាននោះប្រកាសជាមានមនុស្សសុខចិត្តដើរតាមពួកគេជានិច្ចហោកបានសួរដោយសង្ស័យថាតើគេមានផែនការអីដើម្បីធ្វើទារុណកម្មជ័យឲ្យរំរងទុក្ខវេទនាឬយ៉ាងណា Record សារភាពថានៅខាងក្រៅគេប្រហែលជាគ្មានអំណាចគ្រប់គ្រងពេញលេញទេប៉ុន្តែនៅ Meltown គេជាមេឃ្លោងដ៏អាក្រក់ដែលមានឥទ្ធិពលគ្មាននរណាហ៊ានប៉ះភ្លាមនោះទីហ៊ានយាមនៈបានប្រទះឃើញពួកគេហើយព្រមានថាការដកអាវុធនៅទីសាធារណៈត្រូវហាមឃាត់ដាច់ខាត Record ត្រូវបានកាប់ជាប់ស្ដែងទាំងដៃកាន់កំបិតខ្លីទាំងពីរគេប្រញាប់រកលេសដកសាយយ៉ាងលឿនដោយប្រាប់ថាពួកគេគ្រាន់តែឈរជជែកគ្នាពីរឿងរកស៊ីតែប៉ុណ្ណោះគេលួចរអ៊ូទាំថាច្បាប់ទម្លាប់អីក៏តឹងតែងម្លេះធ្វើឲ្យអ្នកលេងមិនអាចរីករាយនឹងហ្គេមបានត្រឹមត្រូវទាល់តែសោះទីហ៊ានយាមបានព្រមានចាំថាពួកអ្នកលេងដែលមានគំនិតអាក្រក់កំពុងស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរឹងដូច្នេះត្រូវធ្វើខ្លួនឲ្យបានល្អពេលទីហ៊ានដើរចេញផុតទៅ Record Ford ក៏ញញឹមចុងមាត់យ៉ាងកំណាតសូម្បីតែទីក្រុង Meltown ក៏មានជ្រុងងងឹតរបស់វាដែរគេខ្សឹបហៅឈ្មោះរបស់លីនជីតិចនៅក្នុងបំពង់កជាក់ស្ដែងណាស់គេមិនទាន់ចប់ត្រឹមនេះឡើយញាក់មកមើលជីឯនេះហ្វឹងគេបាយមកដល់សាលាក្រុងហើយដើរសម្ដៅត្រង់ទៅកាន់ការិយាល័យរបស់អភិបាលក្រុងតែម្ដងដោយគ្មានការស្តាក់ស្ទើរគេបានលូកដៃរុញទ្វាររួចបោះជំហានចូលទៅខាងក្នុងយ៉ាងអង្អាតគ្រាន់តែឃើញភ្លាមលោកអភិបាលក្រុងក៏ស្គាល់ច្បាស់ថានេះគឺជាម្ចាស់ដាវនៃព្រះអាទិត្យរះជាមួយនឹងស្នាមញញឹមដ៏ស្រស់ស្រាយលោកបានស្វាគមន៍គេយ៉ាងកក់ក្ដៅដោយពោលថាទីបំផុតវីរបុរសបានមកដល់ហើយអភិបាលក្រុងបានថ្លែងអំណរគុណចេញពីបេះដូងដោយបញ្ជាក់ថាសុពិនអាក្រក់ដែលលងបន្លាចទីក្រុងបានបញ្ចប់ហើយលោកបានដកដង្ហើមធូរទ្រូងពេលដឹងថាបិសាចកំណាច Chanter Griffin ត្រូវបានកំចាត់ចោលទាំងស្រុងលោកបានកោតសរសើរវីរភាពរបស់ជ័យយ៉ាងខ្លាំងដែលមិនត្រឹមតែជួយសង្គ្រោះទីក្រុងតែថែមទាំងជួយជីវិតមនុស្សរាប់មិនអស់នេះជាសមិទ្ធផលប្រវត្តិសាស្ត្រដែលត្រូវចងចាំស្របពេលនោះជីក៏នឹកឃើញថាក្នុងជីវិតមុនអភិបាលក្រុង Green គឺជា NPC ដ៏គួរឲ្យខ្លាចម្នាក់វាប្រហែលជាបណ្ដាលមកពីភាពនឿយហត់អស់ជាច្រើនឆ្នាំពីការប្រយុទ្ធជាបន្តបន្ទាប់ទប់ទល់នឹងពួកបិសាចដែលធ្វើឲ្យរាងកាយនិងស្មារតីរបស់គាត់លើចុះខ្សោយយ៉ាងខ្លាំងប៉ុន្តែនៅក្នុងជីវិតនេះលោកអភិបាលក្រុងមើលទៅមានសុខភាពល្អជាងមុនឆ្ងាយណាស់សូម្បីតែអត្តចរិតក៏ផ្លាស់ប្ដូរដែរជ័យយល់ច្បាស់ភ្លាមថានេះក៏ព្រោះតែគេបានចូលមកអន្តរាគមន៍មុនពេលកំណត់ហើយបានកែប្រែលទ្ធផលឲ្យប្រែជាល្អបែបនេះដើម្បីលើកតម្កើងភាពក្លាហានរបស់គេអភិបាលក្រុងបានធ្វើសំណើជាផ្លូវការមួយតំណាងឲ្យប្រជាជនទាំងអស់ពួកគេក្រុងសាងសង់រូបសំណាកមាសនៅកណ្ដាលទីក្រុងអ្នកមកដល់ទីក្រុង Meltown ទាំងអស់នឹងបានស្គាល់រឿងព្រេងនិងដឹងពីភាពអស្ចារ្យនៃដាវពលឺព្រឹកពលឹមជ័យបានថ្លែងអំណរគុណប៉ុន្តែគេបានបដិសេធដោយចាត់ទុកថាកិត្តិយសបែបនេះគ្មានន័យអ្វីសម្រាប់គេឡើយរូបសំណាកអ្នកលេងថ្មីម្នាក់មិនអាចផ្លាស់ប្ដូរជីវិតអ្នកផ្សេងបានទេផ្ទុយទៅវិញគេបានដាក់សំណាមួយផ្សេងទៀតដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលអភិបាលក្រុងយល់ព្រមភ្លាមមិនត្រឹមតែប៉ុណ្ណោះលោកថែមទាំងផ្ដន់មាសងារជាអភិជនឬរង្វាន់កម្រិតខ្ពស់ដើម្បីជាការតបស្នងជ័យបញ្យល់ថាពេលនេះការគម្រាមកំហែងបានបញ្ចប់ហើយថាវិការនិងធនធានយោធាគួរតែប្រើប្រាស់ឲ្យមានប្រយោជន៍ដល់អ្នកគ្រប់គ្នាគេបានស្នើចំណុចធំពីរទី1កាត់បន្ថយពន្ធរយៈវែងសម្រាប់ការជួញដូរនេះនឹងជួយសម្រាលបន្ទុកដល់អ្នកលេងថ្មីនិងប្រែក្លាយទីក្រុង Meltown ជាចំណាត់ចាប់ផ្ដើមដ៏អស្ចារ្យបំផុតទី2ពង្រឹងកងកម្លាំងល្បាតការពារទីក្រុងដើម្បីទប់ស្កាត់ការគំរាមកំហែងនិងធានាថាប្រជាជននិងអ្នកដំណើរអាចរស់នៅដោយសុខសាន្តអភិបាលក្រុងរំភើបចិត្តយ៉ាងខ្លាំងខុសពីអ្នកដែលស្រេកឃ្លានអំណាចជ័យពិតជាខ្វល់ខ្វាយពីសុវត្ថិភាពអ្នកដទៃចេញពីបេះដូងពិតមែនដោយកោតសរសើរចំពោះចក្ខវិស័យនេះអភិបាលក្រុងយល់ព្រមភ្លាមស្រាប់តែពេលនោះសម្លេងប្រព័ន្ធបានបន្លឺឡើងកងរំពងពេញទីក្រុងចាប់ពីពេលនេះតទៅអត្រាពន្ធជួញដូរទាំងអស់ត្រូវបានកាត់បន្ថយ 50% ជាអចិន្ត្រៃយ៍នេះគឺជារង្វាន់វីរភាពដ៏ខ្ពង់ខ្ពស់បំផុតសម្រាប់ការលះបង់ដ៏អស្ចារ្យរបស់វីរបុរសចំនួនថ្មីទីក្រុងទាំងមូលផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងអ្នកលេងគ្រប់គ្នាស្រឡាំងកាំងពេលដឹងថាពន្ធត្រូវបានកាត់ពាក់កណ្ដាលមានតែអ្នកលេងមហាសេដ្ឋីទេទើបអាចធ្វើរឿងបែបនេះបានអ្នកខ្លះរំភើបស្ទើរយំព្រោះទីបំផុតពួកគេមានលុយទិញថ្នាំបង្កើនថាមពលហើយសំឡេងអបអរសាទរនិងការដឹងគុណបានបន្លឺឡើងពេញដងផ្លូវនៃទីក្រុងឃើញទស្សនវិជ្ជានេះអភិបាលក្រុងរំភើបចិត្តឥតឧបមាលោកបាននិយាយថាជ័យពិតជាបាននាំពន្លឺព្រឹកព្រលឹមនិងដណ្ដើមបានបេះដូងប្រជាជនទីក្រុងនេះមែនដើម្បីជាការតបស្នងផ្ទាល់ខ្លួន
អភិបាលក្រុងបានហត់កូនសាវមួយឲ្យចៃវាជាសាវផ្ទះវីឡាពីរជាន់ដ៏ប្រណីមួយនៅចាយក្រុង ទោះវាមើលទៅសាមញ្ញតែទីតាំងនោះស្ងប់ស្ងាត់និងមានទេសភាពវាលម៉ាស៊ីនខ្យល់ដ៏ស្រស់ស្ងាត់លោកបានប្រគល់សាវស្ពាន់និងប្លង់ដីផ្ទេរសិទ្ធិកាន់កាប់ជាផ្លូវការឲ្យគេភាគមួយនឹងភាពស្មោះត្រង់លោកសូមឲ្យចេះទទួលយកវាក្នុងនាមជាអភិបាលក្រុងលោកសូមអញ្ជើញគេឲ្យមករស់នៅទីក្រុង Meltown និងចាត់ទុកទីនេះជាផ្ទះពិតប្រាកដ ជ័យឈរស្រឡាំងកាំងប្រព័ន្ធលោតសារបញ្ជាក់ថាគេបានក្លាយជាអ្នកលេងដំបូងគេបង្អស់ដែលមានកម្មសិទ្ធិដីធ្លីឯករាជ្យនៅក្នុងពិភពអេផុក ឈ្មោះរបស់គេត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រទីក្រុងគេស្ទើរតែមិនជឿភ្នែកខ្លួនឯងការមានផ្ទះផ្ទាល់ខ្លួននៅក្នុងអេផុកគឺជាក្តីស្រមៃដែលមិនធ្លាប់ហ៊ានប៉ងសោះឡើយនៅក្នុងហ្គេមដែលបញ្ជាដោយ AI កំពូលមានភាពប្រកបនិយមដោយពិភពលោកទី2នេះភាពកម្រើនៃដីធ្លីគឺជាច្បាប់គោលដ៏តឹងរឹងបំផុតវាមិនដូចហ្គេមផ្សេងដែលញ៉ាំមានលុយអាចទិញផ្លូវឬជួល NPC មកបម្រើបានងាយៗនោះទេដីគ្រប់តំបន់សុទ្ធតែមានម្ចាស់រួចទៅហើយទោះជាទីក្រុងរបស់ប្រព័ន្ធគុលសម្ព័ន្ធឬសម្បុកបិសាចកម្រិតខ្ពស់ក៏ដោយអ្នកលេងអាចត្រឹមតែជួលសិទ្ធិប្រើប្រាស់បណ្ដោះអាសន្នឬតូបតូប៉ុណ្ណោះសូម្បីតែក្លឹបធំៗដែលចាយធនធាននិងកេរ្តិ៍ឈ្មោះរាប់សិបម៉ឺនដើម្បីដណ្ដើមទឹកដីក៏នៅតែអាចបាត់បង់វាវិញគ្រប់ពេលប្រសិនបើការការពារខ្សោយប៉ុន្តែពេលនេះវាគឺជាតំបន់ឯកជនដែលជារបស់គេទាំងស្រុងនេះជាអត្ថប្រយោជន៍ដ៏មហាសាលដែលមិននឹកស្មានដល់ក្នុងដំណាក់កាលដំបូងនៃហ្គេមមិនថាសម្រាប់ស្តុកអីវ៉ាន់ស្រាវជ្រាវជំនាញឬពង្រីកឥទ្ធិពលទៅថ្ងៃមុខទេតម្លៃរបស់វាគឺធំធេងណាស់ជ័យបានអរគុណអភិបាលក្រុងគ្រីនដោយក្តីរំភើបពិតប្រាកដអភិបាលក្រុងតបវិញថាការដែលជ័យស្នាក់នៅទីនេះមានន័យធំធេងជាងរូបសំណាកមីសទៅទៀតភ្លាមនោះប្រព័ន្ធបានផ្ដល់សិទ្ធិពិសេសថ្មីៗក្នុងទីក្រុងឲ្យគេបើបានសិទ្ធិហោះហើរផ្លាស់ទីក្នុងក្រុងនិងអាចជួសជុលអាវុធបានភ្លាមថែមទាំងអាចប្រើប្រាស់ប្រព័ន្ធដេញខ្លៃពីចម្ងាយបានទៀតផងពិសេសជាងនេះទៅទៀតរាល់ការចំណាយក្នុងទីក្រុងនឹងទទួលបានការបញ្ចុះតម្លៃ 15% ជារៀងរហូតសារក្រព័ន្ធបានបញ្ចប់ដោយពាក្យជូនពរពីពន្លឺព្រឹកព្រលឹមជ័យញញឹមដោយក្តីសុខបន្ទាប់មកគេក៏ដើរលេងពេញទីក្រុងដោយសារមានការបញ្ចុះតម្លៃនេះជាឱកាសមាសក្នុងការទិញសម្ភារៈស្តុកទុកហើយភ្លាមនោះសារប្រព័ន្ធលួចឡើងគេត្រូវបានគេលួចលួយអស់មួយវយកាក់ស្ពាន់ស្រមោលអាវធំពណ៌ក្រហមមួយលួចញញឹមជុំមាត់យ៉ាងគាត់ចិត្តជ័យស្ទុះទៅចាប់អាវធំនោះភ្លាមហើយទាមទារលួយមកវិញប៉ុន្តែមួយប្រព្រឹត្តប្លែកនាងបានរលាយបាត់ទៅក្នុងអាកាសយ៉ាងអាថោកំបាំងជ័យខំធ្មេញក្រឹតខឹងសម្បាដោយត្រូវគេឆក់ប្លន់ទាំងកណ្ដាលថ្ងៃត្រង់គេដឹងច្បាស់ថាទីក្រុង Meltown នៅតែត្រូវការសន្តិសុខតឹងរឹងជាងនេះគេប្រញាប់ហុកដេញតាមនាងភ្លាមការតាមប្រមាញ់ឈានចូលដៅផ្លូវងងឹតមួយជ័យស្រែកប្រាប់ឲ្យនាងឈប់ព្រោះគ្មានផ្លូវរត់ទៀតទេនាងញញឹមជុំមាត់ហើយតបយីងថាគេយល់ខុសហើយនេះជាទឹកដីរបស់នាងស្រមោលនោះបានបង្ហាញខ្លួនជាអ្នកលេងផ្លូវងងឹតកម្រិត3ដ៏គ្រោះថ្នាក់បុរសចំណាស់ក្មេងជាច្រើនអ្នកបានដើរចេញពីទីងងឹតបិទផ្លូវគេចិត្តឈឹងជ័យនឹកឃើញភ្លាមទីក្រុង Meltown នៅមានពិភពងងឹតលាក់កំបាំងមួយទៀតតួអង្គសំខាន់បំផុតនៅទីនេះគឺ Celion អ្នកគ្រប់គ្រងផ្លូវងងឹតនាងសម្លឹងមើលគេទាំងញញឹមជុំមាត់សង្ស័យថាគេអាចជាអ្នកលេងតាំងពីជំនាន់សាក់លបងហ្គេមក្នុងជីវិតមុនជ័យធ្លាប់ត្រូវពួក NPC ផ្លូវងងឹតទាំងនេះតាមយាយីមិនតិចដងទេគេដឹងច្បាស់ពីល្បិចកលពួករលាយនេះនាងប្រាប់ចំថាមានគេជួលនាងឲ្យមកយកជីវិតគេត្រូវបានកំណត់មុខសញ្ញារួចហើយជ័យគិតយ៉ាងលឿនពីស្ត្រីរបស់ខ្លួនគិតមកដល់ពេលនេះគេទើបតែមានរឿងជាមួយមនុស្សពីរនាក់ប៉ុណ្ណោះគឺបាឡៃនិង Redford ពីក្រុមក្មេងទំនើង Red គេសួរត្រង់ៗថាតើនរ៉ាចង់ឲ្យគេស្លាប់ដោយស្នាមញញឹមដ៏លះកំបាំងនាងតបថាគេដឹមចម្លើយរួចទៅហើយមិនបាច់ឲ្យនាងបញ្ចេញឈ្មោះនោះទេជ័យញញឹមបន្តិចហើយនិយាយថា Redford ឡើងមានសេចក្តីក្លាហានតទល់យំលើគេហើយទើបត្រូវជួលអ្នកដទៃបែបនេះនាងក្រវីស្មាហើយបញ្ជាក់ថានាងគ្រាន់តែជា NPC ឈ្នួលប៉ុណ្ណោះសម្រាប់នាងគំនុំម្នាក់លេងគៀននៃឲ្យទេវាគ្រាន់តែជាចំនួនបន្ទាប់មកនាងក៏បញ្ជាឲ្យកូនចៅចូលទៅសម្រាប់គេជ័យដុកដាវកញ្ឆែតឡើងត្រៀមស្វាគមន៍ពួកវាភ្លាមសំលេងប៉ះទង្គិចអាវុធបន្លឺឡើងក៏ក្រៅផ្លូវតូចចង្អៀតត្រឹមមួយប៉ព្រិចភ្នែកពួកវាដេកដួលពះពេញដីសៀលីអូនងើបចិញ្ចៅដោយក្តីស្ញប់ស្ញែងយ៉ាងខ្លាំងជ័យងាកមកសួរនាងថាចង់សាក់លបងដែរឬទេនាងស្ងាត់មាត់ហើយគិតកណនាការប្លន់គេពេលនេះជាចំនួនដ៏ខាតបង់បើប្រថុយលុយដែលបានមកប្រហែលមិនគ្រប់ថ្លៃពេកកូនចៅផងឃើញស្ថានភាពមិនស្រួលនាងបញ្ជាឲ្យកូនចៅដកថយភ្លាមនាងនិយាយយ៉ាងស្ងាត់ស្ងាត់ថាតួចូលរួមគ្នាក៏មិនអាចយកឈ្នះម្ចាស់ដាវពន្លឺព្រឹកប្រលឹមបានដែរសូម្បីតែ NPC ក៏ចេះគិតពីការខាត់ចំណេញនៅក្នុងការរកស៊ីដែរនាងសម្រេចចិត្តផ្ញើសារព្រមានត្រឡប់ទៅឲ្យ Redford វិញតាមរយៈការប្រជុំមុខគ្នាមួយនេះក្នុងរបាយការណ៍នាងច្បាស់ជាសរសេរថាបានប្រឹងអស់ពីសមត្ថភាព
ប៉ុន្តែដោយសារសម្ពាធធ្ងន់ធ្ងរពេកនាងគ្មានជំរឿក្រៅពីដកថយពាក់កណ្ដាលទីនោះទេនាងក្រវីដៃលាទាំងក្រមិតក្រមើមព្រមទាំងហៅគេថាកំពូដៅព្រឹកប្រលឹមមុននឹងទៅនាងផ្ដាំថាបើមកកាន់វិថីងងឹតម្ដងទៀតគ្រាន់តែហៅឈ្មោះនាងទៅគឺបានហើយជីស្រាប់តែខាត់នាងជាមួយនឹងក្រសែភ្នែកត្រឹកជាក់ស្រេបនាងងាកមកវិញទាំងធុញថប់ហើយប្រាប់ថានាងព្រមដោះលែងគេទៅហើយតើជំនួសឲ្យការដកថយគេបែរជាទាថងកាក់តុងដាងដែលនាងបានយកទៅនោះមកវិញនាងរំលឹកគេថានាងមានមេត្តាទុកជីវិតឲ្យគេរួចទៅហើយនាងសោកចំអកព្រោះគេនៅតែហ៊ានតោះថ្លៃជាមួយនាងទៀតសម្រាប់នាងថងកាក់នោះជាតម្លៃលុះជីវិតរបស់គេតែសម្រាប់ជីវាជាប្រាក់ដែលគេរកបានដោយកម្លាំងញើសឈាមខ្លួនឯងអូរ៉ាដ៏ធ្ងន់អស្ចារ្យភាយចេញពីរាងកាយរបស់គេស្របពេលគេប្រាប់នាងថានាងក៏រកលុយដោយប្រើជំនាញខ្លួនឯងដូចគ្នានាងដកដាវចេញពីស្រោមហើយគំរាមថានឹងយកទាំងលុយនិងប្រាក់រង្វាន់ក្បាលរបស់គេជ័យស្ទុះចូលទៅវេប្រហារដាវទាំងពីរប៉ះទង្គិចគ្នាតែ1វិនាទីក្រោយមកដាវរបស់គេក៏បាក់ជាពីរនាងប្រាប់គេដោយស្ងប់ស្ងាត់ថាអ្វីដែលនាងកាន់គឺជាអាវុធមហាប្រល័យជ័យសម្លឹងមើលនាងយ៉ាងមុតស្រួចព្រោះដឹងថាមានរឿងមិនស្រួលហើយក្នុងជីវិតមុននាងគ្រាន់តែជាឈ្មួញធម្មតាម្នាក់ក្នុងទីផ្សារងងឹតរបស់ NPC ប៉ុណ្ណោះកាលណានាងថែមទាំងឲ្យគេខ្ចីលុយទិញអាវុធដោយសារតែឃើញគេសង្ហាទៀតផងតែពេលនេះនាងប្រែជាមនុស្សផ្សេងស្រឡះរឿងនេះធ្វើឲ្យគេងើបឆ្ងល់យ៉ាងខ្លាំងថាតើមានអ្វីផ្លាស់ប្ដូរឲ្យប្រកាសតីនៅក្នុងជីវិតមួយនេះជេក្តាប់ដៃយ៉ាងណែនទោះត្រូវវាយដៃតទេក៏គេត្រៀមខ្លួនរួចរាល់ដែរគេមិនបណ្ដោយឲ្យនាងទៅដោយងាយៗឡើយនាងដឹងថាគេចង់បញ្ឆេះកំហឹងនាងតែសម្រាប់នាងល្បិចនេះវាហួសសម័យទៅហើយយ៉ាងណាក្តីអារម្មណ៍នាងកំពុងតែល្អដូច្នេះនាងមិនខ្វល់នឹងការលេងកំសាន្តបន្តិចបន្តួចនោះទេនាងញញឹមចុងមាត់រួចបញ្ជាកូនចៅឲ្យចាប់ផ្ដើមពិធីស្វាគមន៍របស់វិថីងងឹតហ្វូងមនុស្សស្រែកហូកញ្ជ្រៀវយ៉ាងកងរំពងលើកតម្កើងមេកយរបស់ខ្លួនថាគ្មានគូប្រៀបដោយភាពជឿជាក់នាងស្ទុះសម្ដៅទៅរកជីដោយភ្លេចមិនតោជីមិនបានត្រៀមខ្លួននោះទេសំណាងល្អគេកិច្ចផុតនៅវិនាទីចុងក្រោយដោយខាត់បងត្រឹមសក់មួយសរសៃប៉ុណ្ណោះនាងវាលុកម្ដងទៀតតែគេបានយកកំពួនដៃរងការទាត់របស់នាងជាប់នេរីម្នាក់នេះចាប់ផ្ដើមធ្វើឲ្យគេក្តៅក្រហាយហើយគេដឹងច្បាស់ភ្លាមថានាងពិតជាមានកម្លាំងខ្លាំងក្លាណាស់គេស្ទុះទៅមុខអំណាចកំដាប់ដៃទាំងពីរក៏បុកទង្គិចគ្នាយ៉ាងកក្រើកនាងព្យាយាមទាត់គេម្ដងទៀតតែគេក៏កិច្ចផុតនាងសរសើរពីភាពរហ័សរហួនរបស់គេរួចក៏លួចវាយប្រហារមួយក្បាច់ទៀតតែគេចាប់កដៃនាងជាប់តាន់ពេលវេលាគេបន្ថែមសម្ពាធរួចងើបកណ្ដាប់ដៃឡើងនាងគាំងធ្មឹងមួយសន្ទុះទៅប្រញាប់ដកខ្លួនចេញគេប្រកាសថាដល់ពេលបញ្ចប់ការប្រយុទ្ធហើយកណ្ដាប់ដៃនោះក៏ដាវទម្លុះចិញ្ចៀងបែកប្រែកស្រាំកម្លាំងខ្យល់បានឆាបប៉ះថ្ពាល់នាងបន្តិចនាងចាប់ផ្ដើមចាប់អារម្មណ៍ហើយបើគ្មានដាវទេនាងច្បាស់ជាមិនអាចផ្ដួលគេបានឡើយគេក៏សួរថាតើនាងនៅតែគិតថាចង់តទល់ទៀតឬអត់ចាប់ពីពេលនេះទៅនាងមានតែខាតបងប៉ុណ្ណោះនាងឈរស្ងៀមធ្មឹងរួចក៏ផ្ទុកសំណត់ឡើងយ៉ាងខ្លាំងពេលនេះនាងពិតជាពេញចិត្តសមត្ថភាពរបស់គេខ្លាំងណាស់នាងលែងមានអារម្មណ៍ចង់ប្រយុទ្ធទៀតហើយនាងហុចថងប្រាក់ឲ្យគេវិញដោយដឹងថានាងបានខាតពេលវេលាច្រើនពេកហើយនាងហៅកូនចៅរួចក៏ចាកចេញទៅបាត់អស់គេរអ៊ូក្នុងចិត្តថានាងពិតជាស្ត្រីដ៏ចម្លែកមែនគេចាប់អារម្មណ៍ថាថងប្រាក់ពេលនេះមានអារម្មណ៍ខុសប្លែកពីមុនមួយរំពេចនោះគេគិតថានាងលែងមុនអាគមអ្វីហើយតែពេលបើកមើលខាងក្នុងគេក៏គាំងធ្មឹងតែម្ដងក្នុងនោះមានក្របភ្នែកមួយព្រមទាំងសារមួយរបស់នាងប្រាប់ថានេះជាកាដូស្វាគមន៍ហើយនាងទន្ទឹងរង់ចាំធ្វើការងារជាមួយគេនៅថ្ងៃមុខគេចងចិញ្ចើមដោយក្តីងឿងឆ្ងល់ពីអត្ថន័យពិតនៃកាដូមួយនេះស្រាប់តែក្របភ្នែកនោះបញ្ចេញពន្លឺរួចក៏បាញ់ភ្លេកចូលទៅក្នុងភ្នែករបស់គេតែម្ដងគេដួលលុតជង្គង់ទទួលរងនឹងការឈឺចាប់យ៉ាងសាហាវស្ទើរទ្រាំមិនបានភ្លាមនោះប្រព័ន្ធហ្គេមក៏ប្រកាសថាគេទទួលបានវត្ថុស័ក្តិសិទ្ធិកម្រិតកម្រគឺនេត្រាមើលធ្លុះសច្ចធម៌វាមានរាងដូចជាក្របភ្នែកក្រៀមស្វិតដែលមានទំនាក់ទំនងជាមួយអាទិទេពបុរាណដែលបានធ្លាក់ចុះទោះបីវាត្រូវបានគេបោះបង់ចោលវានៅតែផ្ដល់ឲ្យគេនូវជំនាញដ៏មានអំណាចអាចមើលធ្លុះរាល់ការបំផន់និងស្វែងរកការពិតបានគេនឹកស្មានមិនដល់សោះថានឹងទទួលបានរង្វាន់បែបនេះវាជារបស់ដែលគេមិនធ្លាប់ឮសោះឡើយកាលពីមុនមកពេលនេះគេទុកចិត្តមិនគិតមិនបានទេក្រុងមែលថោនចំនួននេះពិតជាគួរឲ្យចាប់អារម្មណ៍ជាងអ្វីដែលគេធ្លាប់ចាំទៅទៀតក្រោយមកនៅឯទីផ្សារគេដើរសម្លឹងមើលជុំវិញដើម្បីស្វែងរករបស់មានប្រយោជន៍បុរសម្នាក់ដែលលក់ថ្មខ្មៅបានតាក់ទាញក្រសែភ្នែករបស់គេដើរចូលទៅជិត
ហើយពិនិត្យមើលទំនិញនោះថ្មខ្មៅគឺជារ៉ែនមូលដ្ឋានដែលសម្បូរជាងគេបំផុតនៅក្នុងពិភពអ៊ីផុក អ្នកលេងដែលចំណាយពេលជីករ៉ែគ្រីស្តាល់វេទមន្តធ្លាប់ខកចិត្តរាប់មិនអស់ដោយសារតែវាយូរទៅរបស់នេះក៏កោដូចភ្នំនៅក្នុងឃ្លាំងនៃរបស់លេងទៅហើយវាស៊ីកន្លែងទុកដាក់ខ្លាំងណាស់ហើយលោកក៏មិនបានថ្លៃដែរថ្មីនេះវាបានคล้ายជាសម្រាមដែលគេស្ទើរតែឲ្យតេទៅហើយស្រាប់តែពេលនោះនេត្រាមើលធ្លុសច្ចធរក៏ដំណើរការឡើងគេមិននឹកស្មានថាវាឆែកឡើងដោយខ្លួនឯងសោះបន្ទាប់មកគេក៏ចាប់អារម្មណ៍ឃើញអ្វីមួយយ៉ាងនៅក្នុងកំណរថ្មនោះមានគ្រីស្តាល់មួយមើលទៅខុសប្លែកពីគេឯងកែវភ្នែកបានបញ្ចប់ការវិតម្លៃរបស់វានោះគឺថ្មពលឺផ្កាយចៃចាំងស្មារតីតែម្ដងគេមិននឹកស្មានថានេត្រាមើលធ្លុសច្ចធរមានធម៌ពលខ្លាំងបែបនេះសោះគេទៅតែរកឃើញកំណប់ដោយគ្រាន់តែដើរលេងធម្មតាសោះចៃសម្រាប់ចិត្តទិញវាយកមកទុកសិនចាំសិក្សាពីវានៅពេលក្រោយគេសួរអ្នកលក់ថាលក់វេឬអត់បរោះនោះក៏ឆ្លើយយល់ព្រមយ៉ាងសប្បាយចិត្តអ្នកលក់នោះព្យាយាមនិយាយបញ្ជោគេតែក្នុងចិត្តចៃគិតថាបរោះម្នាក់នេះពិតជាល្ងងមែនតាមពិតទៅអ្នកលក់មិននឹកស្មានថាថ្មសម្រាមមួយដុំអាចរកបានមួយកាក់ទុងដែងសោះគាត់មានអារម្មណ៍ថាសំណាងណាស់ចៃបានបំបែកត្បូងនោះហើយទទួលបានថ្មពន្លីផ្កាយគ្មានភ្លើងឆ្លងកាត់ការក្លែងបន្លំពីខាងក្រៅវាជារបស់ដែលការវាតម្លៃធម្មតាមិនអាចរកឃើញឡើយគេមិនភ្ញាក់ផ្អើលទេដែលវាត្រូវគេច្រឡំថាជាថ្មអេតចៃអេតបានការហើយបោះចោលដូចសម្រាមនោះតែពេលនេះគេដឹងច្បាស់ថាបើលក់វាឲ្យ NPC ដោយផ្ទាល់វានឹងមានតម្លៃលើសពី100កាក់តុងដែងទៅទៀតគេនឹកឃើញថាថ្មពលឺផ្កាយមានប្រយោជន៍ពិសេសមួយទៀតនៅពេលបំបែកវាអាចក្លាយជាវត្ថុធាតុដើមកម្រសម្រាប់ក្បួនលាយថ្នាំវេទមន្តគេចង់ទាញយកប្រយោជន៍ឲ្យអស់ពីវាទើបសម្រាប់ចាត់សាកល្បងក្បួនលាយថ្នាំនៅក្នុងពិភពអ៊ីផុកអ្នកលេងមានសេរីភាពច្រើនណាស់ក្នុងការជ្រើសរើសអាជីពប្រចាំថ្ងៃអ្នកខ្លះថែមទាំងយកអាជីពដូចជាជាងកាត់ដេរជាងដែកនិងជាងច្នៃត្បូងធ្វើជាជំនាញគោលរបស់ខ្លួនទៀតផងកម្រិតចាប់ផ្ដើមនៃអាជីពទាំងនេះគឺងាយស្រួលខ្លាំងណាស់ស្ទើរតែដូចជាការបន្តជីវិតពិតទៅហើយវាជាការសម្រាកលំហែដ៏ល្អពីការប្រយុទ្ធដោយសារហេតុនេះហើយទើបអ្នកលេងភាគច្រើនតែងតែសាកល្បងរៀនជំនាញមួយឬពីរប៉ុន្តែមានអាជីពប្រចាំថ្ងៃមួយដែលខុសប្លែកពីគេវាមិនត្រឹមតែពិបាកចោលរៀននិងចំណាយឆ្លាតទេតែដំណើរការរបស់វាគឺគ្រោះថ្នាក់បំផុតកំហុសតែបន្តិចអាចបង្កជាការផ្ទុះហើយសម្លាប់អ្នកភ្លាមនេះគឺជាអាជីពអ្នកលាយថ្នាំវេទមន្តនិងបង្ដាសារបស់វាគេបើកផ្ទាំងប្រព័ន្ធហ្គេមឡើងរួចសម្រេចចិត្តឆែកមើលតម្លៃទីផ្សារបច្ចុប្បន្ននៃផលិតផលថ្នាំវេទមន្តជាមុនសិនតារាងបង្ហាញថាថ្នាំឈាមកម្រិតមធ្យមមានតម្លៃ10កាក់តុងដែងដោយកំណត់ការទិញត្រឹម110ក្នុងមួយថ្ងៃបើធ្វើតាមរូបមន្តផ្លៃការតម្លៃវត្ថុធាតុដើមនឹងត្រូវអស់លើសពី1កាក់តុងដែងដែលវាខ្ពស់ជាងតម្លៃលក់ចិនទៅទៀតគេឃើញថាស្លែពន្លឺប្រច័ណ្ឌមានតម្លៃ2កាក់តុងដែងចំណែកទឹកដំផ្កាឈូករត2តំណក់មានតម្លៃ5កាក់តុងដែងស្មៅខាត់ឈាមមានតម្លៃត្រឹម1កាក់ស្ពាន់ខណៈទឹកស្កាតនិង10គ្រីស្តាល់ស្ទើរតែគ្មានតម្លៃទាល់តែសោះមើលតែមួយផ្លែតក៏ដឹងថាវាជាការរកស៊ីខាតបង់ទៅហើយលើពីនេះអត្រាបរាជ័យរបស់កំពូលអ្នកចម្រាញ់ថ្នាំគឺខ្ពស់រហូតដល់ 60% ដែលធ្វើឲ្យការផលិតកាន់តែថ្លៃហេតុនេះហើយទើបតម្លៃដើមពិតប្រកបនៃឱសថវេទមន្តថ្លៃជាងតម្លៃទីផ្សារដល់តែ2ដងនេះហើយជាមូលហេតុដែលអ្នកលេងភាគច្រើនមិនហ៊ានប៉ះពាល់មុខរបរមួយនេះវិនិយោគកាន់តែច្រើនគឺរលាលុយកាន់តែលឿនប៉ុន្តែក្នុងនាមជាអ្នកដែលធ្លាប់រស់នៅក្នុងពិភពលោកនេះរាប់ឆ្នាំមកហើយជ័យក្តាប់ក្តាប់នៅរូបមន្តសម្ងាត់ជាច្រើនពីមុនទោះបីជាស្គាល់រូបមន្តច្បាស់ក៏គេមិនអាចចម្រាញ់វាចេញមុខបានដែរព្រោះគេខ្វះវត្ថុធាតុដើមដ៏សំខាន់បំផុតនោះគឺម្សៅថ្មពន្លឺផ្កាយតែពេលនេះរបស់គុំហឿនដ៏នឹកស្មានមិនដល់មួយនេះបានផ្ដល់ឱកាសមាសឲ្យគេកើបលួយយ៉ាងធំសម្បើមស្របពេលនោះមានកែវភ្នែកដ៏ពិសុទ្ធពលកំពុងលួចតាមដានគ្រប់សកម្មភាពរបស់គេពួកវាខ្សឹបប្រាប់គ្នាឲ្យបន្តតាមដានយ៉ាងគៀកដើម្បីលួចយកចំណេះដឹងនិងសង្ឃឹមថានឹងអាចកេងចំណេញពីឱកាសនេះដោយសារតែជ័យមានងារជាដាវនៃព្រឹកព្រលឹមពួកវាជឿជាក់ថាគេប្រកាសជាស្គាល់ច្បាស់ពីប្រព័ន្ធសេដ្ឋកិច្ចតាំងពីចំនួនសាក់លបងគេមកម្លេះពេលឃើញគេទិញថ្មខ្មៅពីទូបមុនជនខិលខូចមីណានោះក៏ប្រញាប់ទិញតាមភ្លាមឆ្នៃបាក់ពួកម្នាក់ទៀតក៏លងជឿស្លុងរហូតហ៊ានទិញមកយកទាំងអស់អ្វីដែលគួរឲ្យហួសចិត្តនោះគឺអ្នកលោកចាប់ផ្ដើមសង្ស័យថាតើខ្លួនលោកថ្មខ្មៅនេះក្នុងតម្លៃថោកពេកឬយ៉ាងណាជ័យបានទិញដបគ្រីស្តាល់ខ្នាតកណ្ដាលនិងវត្ថុធាតុដើមធម្មតាដូចជាស្លឹកស្មារូបបៃតងយ៉ាងច្រើនសន្ធឹកវាគ្រប់គ្រាន់សម្រាប់ផលិតឱសថឈាមកម្រិតមធ្យមចំនួន10ដបបន្ទាប់មកគេប្រើវត្ថុធាតុដើមកម្រាស់នោះបង្កើតជាម្សៅថ្មពន្លឺផ្កាយដ៏ល្អឥតខ្ចរបានយ៉ាងជោគជ័យជនលួចតាមដានម្នាក់ឆ្ងល់ថាគេទើបតែកិនកម្មតិចអ្វីឯមិត្តភ័ក្តិរបស់វាក៏ជេរផ្ដាសាថាជាមនុស្សល្ងងវាទាថា
នោះច្បាស់ជាថ្មខ្មៅដែលជ័យទៅតែទិញហើយគេច្បាស់ជាចង់ប្រើវាធ្វើជាវត្ថុធាតុដើមគោលដើម្បីផលិតរបស់មានតម្លៃកម្រិតខ្ពស់មិនខានពួកវាក៏សម្រេចចាត់លួចចម្លងតាមភ្លាមពួកវាបានកិនបំបីថ្មខ្មៅនៅខាងដៃតែបែរជាទទួលបានត្រឹមម្សៅថ្មមឹកនិងម្សៅចំណីសត្វពណ៌ខៀវទៅវិញជាទូទៅសារធាតុចម្រាញ់ពីស្លឹកស្មៅអាចធ្វើការបានត្រឹមទឹកឱសថកម្រិតទាបប៉ុណ្ណោះជ័យបានចាក់សារធាតុចម្រាញ់ពីស្លឹកស្មៅចូលទៅក្នុងដបរួចបន្ថែមម្សៅថ្មពន្លឺផ្កាយតាមរយៈប្រតិកម្មវេទមន្តទឹកឱសថកម្រិតទាបស្រាប់តែប្រែខ្លាំងក្លាឡើងមួយកម្រិតទៀតភ្លាមប៉ុន្តែនេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះពួកអ្នកតាមដានឃើញគេដៅតម្រង់ទៅកាន់ប្រភពទឹកក៏គិតស្មានថាគេរៀបចំនឹងធ្វើពិធីសក្ការៈកម្រិតខ្ពស់អ្វីមួយក្នុងគំនិតពួកវាការចម្រាញ់ឱសថកម្រិតនេះច្បាស់ជាត្រូវការបរិយាកាសពិសេសមិនខានខណៈពេលដែលសម្លឹងមើលយ៉ាងគៀកពួកវាក៏នាំគ្នាទាយពីទង្វើបន្ទាប់របស់គេតែអ្វីដែលនឹកស្មានមិនដល់ជ័យគ្រាន់តែដងទឹកបំពេញដបហើយវត្ថុរាវខាងក្នុងក៏ប្រែជាពណ៌បៃតងភ្លឺប្លែកប្រព័ន្ធបានលោតសារបញ្ជាក់ថាគេទទួលបានឱសថបង្កើនឈាមកម្រិតមធ្យមជ័យញញឹមពេញចិត្តយ៉ាងខ្លាំងរូបរាងនិងប្រសិទ្ធភាពរបស់វាគឺដូចជាបេះបិទទៅនឹងរបស់ដែលលក់នៅក្នុងហាងហើយពួកអ្នកតាមដានបែរជាគិតថាគេកំពុងតែលាយថ្នាំคล้ายៗទៅវិញជ័យនៅតែបន្តធ្វើបែបនេះដដែលរហូតផលិតបានឱសថឈាមកម្រិតមធ្យមចំនួន100ដបយ៉ាងជោគជ័យប្រព័ន្ធបានផ្ដល់រង្វាន់ជាបទពិសោធន៍ចម្រាញ់ឱសថយ៉ាងសន្ធឹកសន្ធាប់ធ្វើឲ្យកម្រិតរបស់គេកើនឡើងយ៉ាងរហ័សឃើញលទ្ធផលនេះគេដឹងច្បាស់ថាចំណេះដឹងពីអតីតកាលពេលនេះអាចបំផ្លាញជាលុយសុទ្ធបានយ៉ាងពិតប្រាកដអ្នកដំណើរជាច្រើនបានចាប់អារម្មណ៍ដបឱសថនៅក្បែរប្រខុបទឹកក៏នាំគ្នាសួរនាំពីតម្លៃអ្នកលេងជាច្រើនបានសម្រុកចូលមកហើយថែមទាំងចង់ទិញមកទាំងអស់ទៀតផងត្រឹមតែ1ម៉ោងប៉ុណ្ណោះឱសថទាំងអស់ត្រូវដៃលក់ដាច់គ្មានខ្សល់ដោយសារតែតម្លៃទាបជាងក្នុងហាងបន្តិចទើបវាលក់ដាច់ដូចគេហែកចែកអ្នកខ្លះថែមទាំងទិញទៅលក់បន្តយកចំណេញទៀតផងទីបំផុតទុនដើម100កាក់ស្ពាន់បានប្រែក្លាយជា1000កាក់ស្ពាន់ត្រឹម1ម៉ោងសោះគេសប្បាយចិត្តខ្លាំងណាស់រង្វាន់ដែលទទួលបានពី Griffin ពេលនេះកើនឡើងគុណនឹង10ទៅហើយទីបំផុតពួកអ្នកតាមដានទើបតែដឹងខ្លួនថាពួកវាបានមើលស្រាលគេពេកហើយរបស់ដែលគេលក់គឺជាឱសថពិតប្រាកដមែនពួកវាសន្និដ្ឋានថាវិធីសាស្ត្រនេះច្បាស់ជាចំណេះដឹងសម្ងាត់ពីចំនួនសាក់លបងជាមិនខានប្រសិនបើវាបែកធ្លាយវានឹងធ្វើឲ្យសេដ្ឋកិច្ចក្នុងហ្គេមទាំងមូលរង្គោះរង្គើដោយឃើញឱកាសមាសពួកវាមានគម្រោងកេងចំណេញដើម្បីក្លាយជាសេដ្ឋីមុនពេលប្រព័ន្ធជួសជុលចន្លោះប្រហោងនេះដោយគិតថាវាជាការងាយស្រួលពួកវាក៏សាក់លបងចម្លងតាមព្រោះជឿថាការចម្រាញ់ឱសថជារឿងសាមញ្ញប៉ុន្តែលទ្ធផលចុងក្រោយពួកវាបែរជាទទួលបាន10ឱសថពុលទៅវិញពួកវាសង្ស័យថារូបមន្តនេះខុសព្រោះពួកវាបានតាមដានមើលគ្រប់ជំហានទៅហើយម្នាក់ដែលលាយថ្នាំនោះបានប្រាប់មិត្តភក្តិវាថានេះគឺជាឱសថឈាមគ្រាន់តែមានពណ៌ខុសគ្នាប៉ុណ្ណោះមិត្តភក្តិរបស់វាក៏បពួលឲ្យសាកផឹកគ្រាន់តែផឹកភ្លាមប្រព័ន្ធក៏លោតសារជូនតំណែងផ្លែថាអ្នកលេងចេះបាបានធ្វើអត្តឃាតបាត់ទៅហើយភាពចលាចលនេះបានទាក់ទាញការចាប់អារម្មណ៍របស់ជ័យហ្វូងមនុស្សចាប់ផ្ដើមឆ្ងល់ថាមានរឿងអ្វីកើតឡើងពួកគេពិតជាមិនគួរឲ្យជឿសក់ថាមានអ្នកណាម្នាក់សុខចិត្តសម្លាប់ខ្លួនបែបនេះប៉ុន្តែជ័យដឹងច្បាស់ក្នុងចិត្តថាពួកវាបានសាក់លបងធ្វើដោយងងឹតងងល់ដោយមិនយល់ពីរូបមន្តទើបត្រូវទទួលរងបណ្ដាសានៃការចម្រាញ់ឱសថបែបនេះគេបានត្រឹមតែជូនពរឲ្យម្នាក់នោះមានសំណាងល្អនៅពេលក្រោយបោះជំហានទើបផែនការបន្ទាប់គេត្រូវតែចាក់ចែងពីហ្គេមដើម្បីចាក់ចែងទ្រព្យសម្បត្តិដែលទើបតែរកបានជ័យក៏បានផ្ដាច់ប្រព័ន្ធនៅឯផ្ទះរបស់គេដោះមួក VH ចេញបណ្ដាគណនាអត្រាប្តូរប្រាក់បណ្ដាដោយដឹងថាមួយកាក់ស្ពួនមានតម្លៃស្មើនឹង10000យួនមុនពេលចាក់ចេញគេបានបញ្ចាំ50កាក់ស្ពួនរួចចុះស្រេចតាមរយៈវេទិកាជួញដូរមិនយូរប៉ុន្មានគេក៏ទទួលបានសារបញ្ជាក់ថាលុយចំនួន5លានយួនបានផ្ទេរចូលគណនីរបស់គេដោយសុវត្ថិភាពគេពិតជាស្ញប់ស្ញែងនឹងល្បឿនដ៏លឿននេះណាស្រាប់តែពេលនោះគេឮសំឡេងមនុស្សចូលមកក្រុមជើងកាងមួយហ្វូងបានធ្លាយទ្វារចូលមកក្នុងផ្ទះទាបំណុលនិងគំរាមកំហែងយ៉ាងកំរោលម្ដាយនិងប្អូនស្រីរបស់គេភ័យស្លន់ស្លោធ្វើអ្វីមិនត្រូវពួកគាត់តវ៉ាថាវាមិនទាន់ដល់ថ្ងៃកំណត់ទេព្រោះខែទើបតែចាប់ផ្ដើមហើយថ្ងៃផុតកំណត់គឺនៅចុងខែឯណោះមេខ្លោងក្រុមជួនកាងក៏ទទួលស្គាល់ថាវាពិតជាមានគម្រោងទារលុយនៅចុងខែមែនប៉ុន្តែវាទើបតែចាញ់លុយអស់1លាននៅក្នុងហ្គេមអេភូចវាគំរាមសម្លុតថាបើមិនបានលុយសងភ្លាមទេរឿងអាក្រក់នឹងកើតឡើងមិនខានម្ដាយរបស់ជ័យអង្វរទាំងទឹកភ្នែកប្រាប់ថាពួកគាត់មិនទាន់មានលុយទេហើយសុំពន្យាពេល 2-3 ថ្ងៃទៀតប៉ុន្តែមេជើងកាងទីរឆាននោះមិនជាសម្ដីគាត់ទាល់តែសោះពួកវាក៏ស្ទុះទៅចាប់ទាញភូនស្រីរបស់ជ័យយ៉ាងខូខៅម្ដាយរបស់គេស្រែកហៅឈ្មោះស៊ីកស៊ីទាំងក្តីរន្ធត់វាចាប់កន្ត្រាក់ម្ដាយរបស់គេរួចពោលពាក្យស្មោកគ្រោកមូលងាយកូនស្រីគាត់ហាក់ដូចជាតំណែងសម្រាប់ដាក់លក់ពួកគេភ័យតក់ស្លុតនិងព្យាយាមរើបង្រាស់ខណៈពេលដែលវានៅតែបញ្ជាក់ថាកូនប្រុសរបស់គាត់គ្រាន់តែជាមនុស្សកំសាកដែលចេះតែពួនសំងំ
វាឌីលក្មេងនោះថាជាមនុស្សអត់បានការវាថែមទាំងបញ្ចូលថាគួរតែឲ្យក្មេងនោះចេញមកធ្វើការងារធន់ដើម្បីសងបំណុលបើមិនអញ្ចឹងទេយ៉ាងហោចណាស់ក៏អាចវះកាត់យកសរីរាង្គទៅលក់យកលុយបានដែរស្រាប់តែវាភ័យបុកពោះកាលបើមានសំឡេងមួយបន្លឺឡើងសួរថាតើត្រឹម1លានមែនទេនោះគឺជ័យគេបានចុចវេលុយភ្លាមរួចសួរដោយទឹកមុខស្ងប់ស្ងាត់ថាប៉ុណ្ណេះក្រន់ឬនៅពួកវាសោយចំអកឲ្យគេដោយគិតថាគេកំពុងតែកុហកប៉ុន្តែស្នាមញញឹមរលាយបាត់ភ្លាមពេលទទួលបានសារលួចបញ្ជាក់ថាលុយ1លានវុនបានចូលក្នុងគណនីពួកវាឈើកាំងដូចត្រូវមុនអាគមកូនចៅម្នាក់ប្រាប់ឲ្យមេកន្ទ្រៀងឆែកមើលគណនីរបស់ខ្លួនចៃសួរបញ្ជាក់ម្ដងទៀតដោយចិត្តត្រជាក់ថាតើវាគ្រប់គ្រាន់ហើយឬនៅប្អូនស្រីសួរទាំងស្រឡាំងកាំងថាតើបងប្លន់ធនាគារមែនទេចំណែកម្ដាយក៏សួរទាំងងឿងឆ្ងល់ថាតើកូនបានលុយពីណាមេក្លោងជើងកាងចាប់ផ្ដើមដឹងខ្លួនខណៈពេលដែលកូនចៅរបស់វាបញ្ជាក់ពីចំនួនទឹកប្រាក់វាជារឿងពិតមែនមេក្លោងនោះខឹងសម្បាក៏ស្ទុះទៅចាប់កៅអៅរបស់ជ័យយ៉ាងតឹងវាដឹងច្បាស់ថាក្មេងនេះគ្រាន់តែជាអ្នកលេងហ្គេមសំងំតែក្នុងផ្ទះដ៏អត់បានការម្នាក់ប៉ុណ្ណោះគ្មានផ្លូវដែលគេអាចមានលុយដល់ទៅ1លាននោះទេជ័យប្រាប់ម្ដាយឲ្យចូលទៅខាងក្នុងចំណែកឯអាយើងកាងក៏ស្រែកសួរគំរាមចង់ដឹងថាតើគេរកលុយតាមវិធីណាជ័យតបយ៉ាងរាបសារថាគេត្រឹមជាអ្នកលេងហ្គេមដូច្នេះលុយគឺរកបានពីហ្គេមនេះឯងមេក្មេងទំនើងខឹងសម្បាយ៉ាងខ្លាំងព្រោះវាទៅខាត់បង់ប្រាក់1លានតែជ័យបែរជាអ្នកកើបលុយទៅវិញវាកំហែងថាលុយនេះមិនមែនសងបំណុលទេតែជាសារហួយខាត់បងរបស់វាជ័យដឹងច្បាស់ណាស់ថានេះគឺជាការគំរាមទារប្រាក់សុទ្ធសាធជននោះលោកដៃចាប់តែត្រូវគេកាត់ក៏ដៃជាប់ភ្លាមវាតក់ស្លុតនិងលបឿនដល់លឿនស្លេវនេះជ័យញញឹមត្រជាក់រួចពោលថាគេមិនមែនពូកែតែលេងហ្គេមនោះទេកម្លាំងកាត់កាន់តែខ្លាំងធ្វើឲ្យវាស្រែករត់ពេញផ្ទះវាមិននឹកស្មានថាក្មេងញៀនហ្គេមម្នាក់មានកម្លាំងខ្លាំងបែបនេះសោះជ័យតបដោយស្ងប់ស្ងាត់ថាគេគឺជាអ្នកលាក់ខ្លួនពិតប្រាកដកូនចៅផ្សេងទៀតបំរុងចូលជួយតែមេខ្លោងស្រែកខាត់ទាំងញ័រចំប្រាប់វាកំពុងអង្វរកជ័យឲ្យដោះស្រាយគ្នាដោយសន្តិភាពជ័យខ្ពើមរអារម្មណ៍ហួសថ្លែងពេលឮវាហៅខ្លួនថាបងជននោះទទួលអារម្មណ៍អូរ៉ាដ៏គួរឲ្យខ្លាចវាប្រៀបដូចជាមច្ចុរាជដែលទៅមើលពីឋាននរកអញ្ចឹងជ័យសួរថាតើនៅចង់ទាលុយទៀតទេវារហ័សឆ្លើយទាំងភ័យខ្លាចថានេះត្រឹមជាការយល់ច្រឡំវាគ្រាន់តែរកស៊ីចិញ្ចឹមក្រពះប៉ុណ្ណោះវាអង្វរសុំកុំឲ្យមានរឿងធំដុំដោយសារបំណុលទូទាត់រួចរាល់គ្មានហេតុផលអីត្រូវរករឿងទេទើបវាសុំឲ្យគេដោះលែងព្រមទាំងងាកទៅសួរកូនចៅបញ្ជាក់ពួកកូនចៅប្រញាប់ងក់ក្បាលយល់ព្រមជ័យស្រែកដេញពួកវាចេញពីផ្ទះជាបន្ទាន់ពួកវារត់បាត់ជើងសព្រាតក្រោមក្រសែភ្នែករបស់ស៊ីនិងម្ដាយស៊ីស្រែកគំរាមតាន់ក្រោយថាពួកមនុស្សពីលបើហ៊ានមកម្ដងទៀតនាងនឹងវាយឲ្យបាក់ថ្មិញមិនខានពួកវាស្រែកតបថាមិនហ៊ានមកទៀតទេបន្ទាប់មកស៊ីងាកមករកបងប្រុសទាមទារការបកស្រាយចៃធ្វើមុខលេងឡងសួរថាតើចង់ឲ្យបកស្រាយពីរឿងអ្វីនាងចង្អុលមុខគេខាសិទ្ធិលាក់មុខនៅក្នុងផ្ទះតាជានរណាចៃចាប់ផ្ដើមបែកញើសគេកំពុងគិតរកលែកដើម្បីកុំឲ្យគ្រួសារមានការព្រួយបារម្ភជ័យរំជួលចិត្តយ៉ាងខ្លាំងពេលដឹងថាគេពិតជាបានកើតម្ដងទៀតជាតិថ្មីនេះប្អូនស្រីរបស់គេនៅរស់និងមានសុខភាពល្អធម្មតានឹកដល់អតីតជាតិឪពុកស្លាប់ប្អូនស្រីឈឺធ្ងន់បន្សល់បំណុលវ៉ាន់កគេត្រូវរែកពន្ធបន្ទុកគ្រួសារទាំងមូលដោយដារីប្រវត្តិរូបសុំការងារធ្វើពេញទិសទីគេតែងតែទទួលបានចម្លើយបដិសេធជានិច្ចពេលនោះការងារពិបាករកណាស់ជីវិតជាមនុស្សធម្មតាម្នាក់ពិតជាជូរចត់ហួសថ្លែងគេតស៊ូរកការងារដើម្បីតែរស់រហូតដល់ថ្ងៃមួយគេបានដើរកាត់ទីតាំងផ្សព្វផ្សាយហ្គេមដែលមានឈ្មោះថា Epoch ពួកគេផ្សាយថាវាជាពិភពអាចកំបាំងគ្មានទីបញ្ចប់ដែលមានលុយវ៉ាលៀនរងចាំអ្នកលេងទៅយកការដែលអាចរកលុយពីហ្គេមជាហេតុផលចម្បាំងដែលគេចាប់ផ្ដើមលេងវាគេមានអារម្មណ៍ខ្មាស់អៀនបន្តិចព្រោះគេត្រឹមជាអ្នកចម្បាំងថ្មីថ្មោម្នាក់ស្រាប់តែមានមេក្រុមរកលុយក្នុងហ្គេមម្នាក់មកតាក់ទងព្រោះពួកគេត្រូវការអ្នកក្លាហានតែមិនខ្លាចស្លាប់ថ្លៃពលកម្មគឺកាក់ស្ពាន់ចំនួន2ក្នុងមួយជុំគេយល់ព្រមភ្លាមដោយមិនស្តាក់ស្ទើររាល់ការប្រយុទ្ធគឺប្រៀបដូចជាការដើរនៅលើកែមនៃសេចក្តីស្លាប់ឲ្យតែនៅរស់គឺប្រកាសជាមានលុយចូលមេក្រុមចាប់អារម្មណ៍ថាជ័យមានស្បែកស្វិតពីប៉ាក់នឹងសម្លាប់ហើយតែងតែនៅរស់រហូតដល់វិនាទីចុងក្រោយអ្នកដតីសង្ស័យថាគេប្រើប្រូក្រាមជំនួយតែជ័យមិនខ្វល់នឹងការបកស្រាយទេដោយឃើញពីការព្យាយាមមេក្រុមបានថែមប្រាក់រង្វាន់កាក់ស្ពាន់មួយទៀតដល់គេប្រាប់ឲ្យជ័យបន្តខិតខំនិងជួយពួកគេទៀតជ័យលួចតូចចិត្តបន្តិចតាមរយៈការឆ្លងកាត់ការប្រយុទ្ធស៊ីឈាមញឹកញាប់ជំនាញប្រយុទ្ធរបស់គេក៏កើនឡើងជាលំដាប់ពេលវេលាកន្លងផុតទៅគេក្លាយជាអ្នកខ្លាំងអាចរੂដោយខ្លួនឯងថែមទាំងអាចសម្លាប់មេបិសាចតែម្នាក់ឯងទៀតផងកម្លាំងកាន់តែខ្លាំងជំនឿចិត្តគេកាន់តែមុតស្រួចគេយល់ច្បាស់ថា
ការคล้ายជាអ្នកខ្លាំងបំផុតមិនមែនពឹងលើលុយទេតែជាជំនាញនិងបច្ចេកទេសប្រយុទ្ធដ៏អស្ចារ្យ ដោយក្តីមុតមមគេជ្រើសយកផ្លូវឆ្ពោះទៅរកកំពូលអ្នកខ្លាំងវាអាចឲ្យគេរកលួយផងនិងការពារមនុស្សជាទីស្រឡាញ់ផងគេបដិញ្ញាថាត្រូវតែខ្លាយជាជើងឯកកំពូលឲ្យបានក្នុងដំណើរផ្សងព្រេងគេបានជួបមិត្តរួមស៊ូវ៉ាដែលមានគោលដៅដូចគ្នាម្នាក់គេមានឈ្មោះថាប៊ីឆាងឈីង ពួកគេសន្យាថានឹងខ្លាយជាអ្នកខ្លាំងរៀងៗខ្លួនដោយពឹងផ្លែកលើសមត្ថភាពផ្ទាល់ខ្លួនបន្ទាប់មកពួកគេក៏ឈានដល់ការប្រកួតទល់មុខគ្នាដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដ គ្រប់គ្នាស្គាល់ជ័យថាជាទេវៈសង្គ្រាមអមតៈគេចូលរួមតែសមរភូមិណាដែលគ្រោះថ្នាក់បំផុតហើយអ្នកដែលធ្លាប់ឃើញគេប្រយុទ្ធសុទ្ធតែព្រាសម្បូរនៅថ្វីដៃរបស់គេវាជាកម្រិតមួយដែលអ្នកលេងធម្មតាមិនអាចតាមទាន់ផ្ដើមពីបាតដៃទសេគេបានប្រើជំនាញសុទ្ធសាធដើម្បីកសាងកំណើតដែលវាដាច់អ្នកលេងទូទៅរាប់ម៉ែដោយសាររឿងនេះចំណូលរបស់គេកើនឡើងហើយស្ថានភាពគ្រួសារក៏ល្អប្រសើរប៉ុន្តែរឿងហេតុក៏កើតឡើងពេលអ្នកតំណាងការប្រកួតបង្ខំឲ្យគេចុះចាញ់ការប្រកួតវគ្គផ្ដាច់ព្រាត់គេប្រកែកដាច់អហង្ការគេជឿជាក់លើធម៌ពលរបស់ខ្លួនឯងក្តីស្រមៃរបស់គេគឺការឈរលើកំពូលនៃពិភពអេភុកលើសពីនេះប្រាក់រង្វាន់អាចជួយសង្គ្រោះប្រូនសេរីគេបានគេសួរពីមូលហេតុដែលត្រូវចុះចាញ់អ្នកតំណាងក៏ប្រាប់ថាការប្រកួតនេះត្រូវបានទិញដោយខ្សែលុយរួចបាត់ទៅហើយក្នុងនាមជាអ្នកលេងធម្មតាគេគ្មានផ្លូវតតល់នឹងអ្នកមានខ្នងបង្អែកឡើយសម្រាប់ពួកសិទ្ធិការចាញ់របស់គេត្រូវបានកំណត់ទុកតាំងពីដំបូងមកលេះយ៉ាងវិញទៀតគូប្រកួតរបស់គេគឺជាបងប្អូនថឆាងឈីងការចុះចាញ់គឺស្មើនឹងជួយរុញមើលឲ្យដល់ត្រាយតែជ័យជឿថាឆាងឈីងនឹងមិនក្បត់ពាក្យសន្យាឡើយ ដោយសារឆាងឈីងដឹងពីគោលបំណងរបស់គេវាជារឿងត្រឹមត្រូវដែលត្រូវប្រកួតដោយអស់ពីសមត្ថភាពគេបដិញ្ញាថាត្រូវតែដណ្ដើមតំណែងកំពូលនេះឲ្យបានគេហ៊ានលះបង់គ្រប់យ៉ាងដើម្បីផ្ដួលបាល័យទោះជាជនសាមញ្ញគេហ៊ានប្រឆាំងនឹងព្រំលិខិតដើម្បីក្រោកឈរដោយកម្លាំងខ្លួនឯង គេជឿជាក់ក្នុងចិត្តថាឲ្យតែបន្តដើរទៅមុខផ្លូវមួយនេះគឺពិតជាត្រឹមត្រូវអ្នកតំណាងគំរាមថាបើមិនព្រមពួកមហាសេដ្ឋីនឹងរកវិធីបង្ខំគេឲ្យចុះចាញ់ទាល់តែបាន ដូច្នេះពួកគេផ្ដល់យោបល់ឲ្យគេចូលនិវត្តន៍ប្រសើរជាងការធ្លាក់ពីលើកំពូលភ្នំគេចាប់ផ្ដើមគិតពីគម្លាតអំណាចរវាងពួកគេបាឡៃអាចបរាជ័យរាប់ដងតែនៅតែអាចក្រោកឈរព្រោះវាមានខ្នងបង្អែកក្រាស់ខ្មឹកតែសម្រាប់មនុស្សដូចគេការបរាជ័យតែម្ដងគឺមានន័យថាវិនិច្ឆ័យគ្រប់យ៉ាងគេគ្មានឱកាសលើកទី2នោះទេភ្លាមៗនោះគេបានទទួលការហៅទូរស័ព្ទដែលនាំឲ្យមានអារម្មណ៍មិនស្រួលទាល់តែសោះគ្រាន់តែសួរថាមានរឿងអ្វីសំឡេងម្ដាយញ័ររន្ធត់ប្រាប់ថាមន្ទីរពេទ្យបញ្ឈប់ការព្យាបាលព្រោះអស់លុយហើយអាការៈបួនស្រីកាន់តែធ្ងន់ធ្ងរខ្លាំងណាស់ម្ដាយអង្វរឲ្យគេបោះបង់ដោយប្រាប់ថាមានជនអត្ថាកំបាំងស្លៀកខ្មៅកំពុងយាមកាមនៅមន្ទីរពេទ្យឮបែបនេះគេទម្លាក់ទូរស័ព្ទពីដៃទាំងតុកស្លុតព្រមទាំងយំខ្សឹកសួននឹកដល់ប្អូនស្រីទៅលប់មកបាត់ជប៉ុនស៊ីគីសួរថាតើគេកំពុងយំមែនទេគេខំញញឹមទាំងបង្ខំដើម្បីបិទបាំងអារម្មណ៍នាងតូចលាន់មាត់ថាបងប្រុសធ្វើខ្លួនចម្លែកណាស់នាងសង្ស័យថាតើគេពិតជារកលុយបានច្រើនបែបនេះមែនគេតបថាមែនព្រោះគេបាក់ប្រអប់អាថាកំបាំងបានអាវុធកម្រលោកបានលុយយ៉ាងច្រើនសន្ធឹកគេប្រាប់នាងថាពេលនេះជីវិតពួកយើងនឹងជួបតែភាពរុងរឿងហើយលឺភ្លាមនាងអញាប់ញ័ររត់ទៅយកមក VR មកលេងដែរជ័យស្រែកខាត់ភ្លាមថាក្មេងមិនទាន់គ្រប់អាយុហាមលេងហ្គេមដាច់ខាតក្នុងពិភពនេះអ្នកលេងម្នាក់តែមានគោលដៅរៀងខ្លួនអ្នកខ្លះប្រាថ្នាកិត្តិយសអ្នកខ្លះតាមប្រមាញ់សុពិនរីឯអ្នកខ្លះទៀតគ្រាន់តែចង់រត់គេចពីការពិតប៉ុន្តែសម្រាប់ជ័យគោលដៅរបស់គេមានតែមួយគត់គេត្រូវតែคล้ายជាកំពូលអ្នកខ្លាំងគ្មានគូប្រៀបមនុស្សនៅបាតសង្គមមានបេះដូងរឹងមាំដើម្បីរស់រានមានជីវិតពួកគេធ្លាប់ប្រើឈាមស្រស់ៗទៅបដូរយកលុយដើម្បីតែរស់នៅមិនខុសពីសត្វចម្លែកទោះត្រូវឆ្លងកាត់នរកអវជ័យក៏នៅតែតស៊ូក្រោកឈរប៉ុន្តែនៅពីក្រោយការរស់រានវាមានហេតុផលលាក់កំបាំងជានិច្ចសម្រាប់គេគឺសាមញ្ញបំផុតคล้ายជាមហាអំណាចកំពូលព្រោះមានតែបុគ្គលឈរជើងចុងក្រោយទេទើបអាចការពារអ្វីដែលសំខាន់បំផុតបាននេះហើយជាមូលហេតុដែលគេបោះជំហានចូលជាអ្នកលេងក្នុងជីវិតនេះគេសច្ចាថានឹងក្តោបកាប់កំពូលធម្មពលប៉ុន្តែមុននឹងទៅដល់ចំណុចនោះគេត្រូវការសាស្ត្រាវុធសិនគេក៏បោះជំហានទៅកាន់ហាងផ្លូវការរបស់ Epoch ដែលមានឈ្មោះថា Dimensional Age ទីនោះពោពេញដែរសម្ភារៈវេទមន្តរាប់មិនអស់កាលពីជាតិមុនទាល់តែពាក់កណ្ដាលនៃចុងបញ្ចប់ទើបគេសន្សំលុយទិញបានប៉ុន្តែវាថ្នាក់ទាបជាងរបស់ល្អបំផុតដល់ទៅ2ជាន់ផ្ទុយទៅវិញឆុង Q អាចប្រើប្រាស់ឧបករណ៍កំពូលដូចជា Supreme Thunder តាំងពីចាប់ផ្ដើមដំបូងម្លេះអ្នកលក់ចំណាំមុខគេច្បាស់វាសួរឌឺដងថា model ថ្នាក់ទាបប្រើឡើងកាតហើយមែនទេ
ใจตอบหมกสงวดท่าเกมกติ้งซูปริมทันเดอร์ลือเพลียมอาแนะลวกบากเพนกทมสเตอร์แต่มันจืดระจิครูนเองเวียก็เศร้าจำออกเมืองเงี้ยดอยเวียจ้าท่าเวียมันจ้องประดาวเตปันใต้สำได้ทมดมแบบนี้เมียนแต่ยะเลี้ยงอาชีพลำดับกมปูลเตเติบอาโยยบ้านเวียดันเกยจันดอยเมืองเงี้ยท่าขเมงปันเนะขเมียนทั้งไงเถื่อบานเทตู้ปรังซีชนวลดับจะนำเตียบก็ขเมียนเวียสนาติงบานทรงใบตายบำนายโตยมวยในอุปกรณ์นี้ได้รมปัจนุเมียนสระเมามันแอกบอสจุมเฮียนโจมกหายตุ่มแหลกลุยติ้งซูปริมทันเดอร์นุเป็นไข่แต่มาดองเนี่ยลวกโดจะเร็ดเพลียมเตยลุดจุงกงแอบออกมวยดำชมุเรคคอร์ดฟอร์ดเวียอวดแทเป็นมวยกรงเมียนแต่มวยเครื่องกดหายเรียบจอมตุกสำหรับตายลูกมาจ่าปนดอกใจจำน้ำสำเลงนี้จะบัดนะพวกกนใจเวียลวดเสบขเนียถ่าไตรอาคเมงลินใจเนาะเลงเพลวกัดรีแอเรคคอร์ดเวียกำปนบรรโตอุปกรณ์อ่อนเติบเวียมันอาจเกินใจออกกระเทกบานกมหังแชะสันโทสันเทาเครื่องพเนกเวียรมเป็ดนุเวียก็กระแลขึ้นใจกำปงโชนกบลายใจยิงยำตระเจียรุ่ยโปลธาสตราวซูปูดตั้งแต่จูบขเนียในเพลาจังเอียดเกรุมเลือกปีกากลมริมเลือกมนท่าเต้าจองพลูกโรเชียดเมเรียนชีมาดองตีหรือเตเรคคอร์ดพิญักเปลือดดึงท่าเซียวล้านปราใจครองกากลมจัดเกขนงแกมบัตเตอร์หายเวียตัวตัวสกอลท่าใจคลั่งปันตานี้เจียจีวิดเปิดหายเรคคอร์ดฟอร์ดเมียตุ่มนกจิตเป็นตุ่มหังโนตีนี่โกนเจ้าเวียลุดสับปรับท่าเมย์เองก็ทรับในใจอันจังได้การเนวเมลทาวน์เวียสไลกุมหอกท่าอากุเมงนี่ลวดบรรล้อมขนมเกมแต่กล่าวช้าเวียนเพลามาอย่างเตี้ยนี่คือใบตัวหนึ่งมวยเวียก็บัญชีอ่อยโกนเจ้าโจตัวจัดก้าบงเรียนเมเรียนอ่อยเกอันเนี้ยลวกเพย์สลอนสลาวห้ามควัดมันอ่อยเมียนกาประยุทธ์เวียกลมเรียมใจกลมอ่อยโจตัวโปรเนเนอร์จมปูมุกนี่คือเจโกนปรอฟตระกูลฟอดดอเมียนอำนาจเวียบังคอมอ่อยเกลดจุงกงสมโตโปรเขมงนี่ขมิ้นลุยซองเตบามินระบอกบักใบใจดอกดึงหามทมรวยโปลแท้เกมกูตายบนจอบตรำเกมมันกลัวโอเตียงโจลจีวัดเปิดสอเกบนโตเตียทาเกบมรงหนึ่งลึกแรงอ่อยแต่เฮยหรือแบบนี้เรคคอร์ดกังแต่แชร์กำหึงรุ่ยโฮดกำบัดสุจินโมพลิมเวียประเด็นยาคาหนึ่งเลียงมุกมดได้บาดบ้องขนองเกมมอกวิ่งปัวโกนเจ้าก่อคังสัมบาปรู้ถือขาดบองกำลังอัพเลเวลเรคคอร์ดสตูโจเวียบาฮาพเนกระบาใจก่อบันใจพุ่นลืออำนาจเพลียมือรุมปิกขนงวินาทีโนเปลวินาทีแฮกโดจีดาวยืดเกรำลึกดอการประยุทธ์บงโฮเชียมปรัมฉนำขนงอาสุราได้บานสำงวดสมาได้นึ่งบงฮัดควกบาระบอกเกเอามุดสวดบำพดและเบื้องในการชลอยตอบหนึ่งสักดมระบอกเกคือการล่างดองกำรัดกำปูนโดยทราบประติกรรมเลือนเป๊กกรบจลนาโครงการประยุทธ์คล้ายจะหยุดยุดในโครงแผนกเกให้เรื่องนี้ก็กำปุ้งการล่างขนมจีวัดเปิดดูขี้กรอนแต่ใจเกตพดเรคคอร์ดแทรกเจ้าท่าเกบนลำทรงใบแต่ขนมจีวัดเปิดใจประมูลธรรมปนในกันดับใดรู้ตำลักมวยใดอย่างถวนตะเลยดองผลวนเดียมวยตำหังเรคคอร์ดโชว์ทมึงหักโดยทีประลึงฮอเจนปีเรียงกายใจบรรเจปรับเยธาขนมจีวัดเปิดขมิ้นเปียกถาลวดบรรล้ำโกดนูเตรุ่ยเกงเงียเตอร์ฮาวปีเนเตียดเอาโจลหมอบรมขี้ดาวใบกงเอาขาดเปลปันใต้ปุเวียระเจ้าเมบัตเตอร์ฮาวใจดาวเตอร์ตูตวัดลุยอย่างรุมเพยรุ่ยปรับเสมียนเอาเรียบจอมซูพรีมทันเดอร์เอาเกอาโกนชนัวนูตอกสล็อตรุยซัวธาเพื่อกรรมกรซะมาเด็กก็มีนลุยจรันมาแล้วใจชลอยคลีธาก็นัดในเกมีนลุยกรุบกรอนเกก็ยัวประอบได้เจนปีหางบัดเถยปนใต้รมเป็ดนุเกสำกอลเคยเนี่ยกำปงช่อรงจำเกจีบุรอเมียทมเสาะปอใบตองเกจำนำบานท้าจีฮักในขนมเกมเกซัวท่าแฮดไอเหมือนโจลเวียกาลปีหมุนนี่ฮะนี่เย้จวบก็เกปรังประกัดประกันเรียบรอบรุ่ยก็สไลด์ล้างท่าเกจองคลายเชียเนี่ยคลังปูกายเหมือนแอกใจเมียนอารามท่ากูอ่อยออกสำหน่อยบันติกบุรอโนแน่นอมคลวนท่าจีฮักจีเนี่ยจำบังเหียบหนึ่งสองเซกเกลดจุงกงอังวอดาวในอารุณราเอาตัวตูลแกถั่วจีเซใจปฏิเสธท่าขมิ้นบ่มน้องยกเสเตรุ่ยก็เงียกร้อยได้เจนปันตาฮักสตูตัวจับเตียงเกรุ่ยโปลท่าตั้งปีวิญญาตีดาบานเคินเกประยุทธ์โดยคีเทวดาจำบังพ่อเจนปีนรกเอาไว้ใจหมอกเกดังจะบ้าทาใจคือจือกลมปูเนี่ยคลังเปิดประกอบฮักสารเพียบทาได้เกหรือโยกจุมเนียนอ่อนดาดเพลิงซองศึกนี้คือดาวซาตายเพียบกลมศาสตร์เยิดเกคลายกาประยุทธ์คลายกาชื่อจับหนึ่งคลายกาตูขอเตยเกบนแถมทาเอฟเฟกต์ลอยได้ขมิ้นประโยชน์เตียงนุกร้อนตายเจรูบังบิดบังพีบกลมศาสตร์ระเบาะเกปนเนาะเกสารเพียบทาครูนไอเจมนุบาราใจหายเปนี้เกปิดจีจองเริงมอมคล้ายจีมหาอำนาจด้วยใจอิงจังเกก็องวอมาดองเตียดสมทัวจิสับเจสมตุรูดบัญเจทาเป็นนี้เกปิดจีมันตอนจองบานเสขนมจุดเกกทาบรอกมันนี้เนื้อมันตอนโยลปีอัตเนยเปิดประกอบในกำลังเนลอยเตอย่างนามึนเกปรับท้าที่ไทยมบประแหชิเกอากปิจารณาบานพเนกระบบหักพลือแจงจางล้างเป็นลือท้าดาวในอรุณรักมันต้องบัดเทียเตียงสรงเจโยลจบาทาเปลดาโนนามันเนกเฮียนตัวตูสกอลพีบเซาอย่าบอกคลุ้นนู่มีในท่าเก้กำปุงจับด้ามรังมอมหอย
គេនឹកឃើញថា Epoch កំពុងតែអាប់ដេតដើម្បីត្រៀមបញ្ចេញចំនួន 1.0 គេគិតថាបើដល់ពេលនោះគេនឹងសង្កេតមើលហាកឲ្យច្បាស់សិនមុននឹងសម្រេចចិត្តហាកស្រែកប្រាជ្ញាថាគេនឹងប្រើពេលវេលានេះដើម្បីបញ្ជាក់សមត្ថភាពខ្លួនឯង គេប្រកាសក្តែងថាគេស័ក្តិសមនឹងធ្វើជាសិស្សរបស់ដាវនៃអារុនរ៉ាក្នុងវិនាទីនោះកងចាក់នៃជោគវាសនាបានចាប់ផ្ដើមវិលវាផ្លាស់ប្ដូរទាំងស្រុងពីមុនដែលគ្មានអ្នកណាអាចទាទុកជាមុនបានឡើយ ត្រឡប់មកដល់ផ្ទះចៃក៏ពាក់មួក VR បំលែងខ្លួនភ្លាមគេត្រៀមខ្លួនរួចរាល់ក្នុងការទៅគ្រប់គ្រងពិភពហ្គេមម្ដងទៀតហើយ ប៉ុន្មានវិនាទីក្រោយមកគេក៏លេចមកនៅមុខភូមិគ្រឹះក្នុងហ្គេមរបស់គេមិនដែលមកទីនេះទេតាំងពីលោកអភិបាល Green ប្រគល់សៅឲ្យមកទើបគេដឹងថាការអាប់ដេតថ្មីបានបដូរទីតាំងចាប់ផ្ដើមមកផ្ទះរបស់ខ្លួនឯងតែម្ដង គេមួលសៅទ្វាររួចញញឹមពោលថាខ្ញុំត្រឡប់មកវិញហើយប្រព័ន្ធប្រកាសស្វាគមន៍ការត្រឡប់មកវិញនៃម្ចាស់ក្សត្រាដាវនៃអារុនរ៉ាយ៉ាងកង់រំពង សារប្រព័ន្ធលោតឡើងបញ្ជាក់ថាការអាប់ដេតថ្មីបានបើកមុខងារតុបតែងផ្ទះដែលអាចឲ្យគេកែច្នៃវាបានតាមចិត្តវាក៏បញ្ជាក់ដែរថាដីក្នុងរង្វង់500ម៉ែត្រឥឡូវនេះគឺជាទឹកដីផ្ទាល់ខ្លួនរបស់គេហើយ ប្រព័ន្ធពន្យល់ថាកាលណាគេឈ្មោះក្នុង Epoch កាន់តែល្បីគេនឹងអាចពង្រីកទឹកដីកាន់តែធំនៅថ្ងៃអនាគតជ័យបើកភ្នែកធំមានអារម្មណ៍ភ្ញាក់អោដែលមានមុខងារលាក់កំបាំងបែបនេះគេសារភាពថាកាលពីជាតិមុនគេមិនដែលមានសំណាងមានផ្ទះផ្ទាល់ខ្លួនទេទើបគេមិនដឹងពីរឿងនេះសោះសំឡឹងមើលជុំវិញផ្ទះនេះទទេស្អាតកំសត់ពេកមិនអាចស្នាក់នៅបានតតែសោះផ្ទាំងប្រព័ន្ធតុបតែងលេខឡើងគាត់បានឃើញមានតាំងពីការ៉ូប្រណិតសាឡុងស្បែករហូតដល់ចង្គៀងមហាសទ្ធិដ៏ស្រស់ស្អាតសូម្បីតែធ្នើដាក់អាវុធក៏គិតជាកាក់ប្រាក់ដែរគាត់ដឹងច្បាស់ថាផ្ទះដែលអភិបាលក្រុង Green ឲ្យនេះគឺគ្រាន់តែជារុនស្រូបលុយញើសឈាមរបស់គាត់ប៉ុណ្ណោះ តម្លៃក៏ពពកបែបនេះទិញភូមិគ្រឹះពិតប្រកបបានបាត់ទៅហើយពួកនេះសុទ្ធតែពួកបឺតឈាមតែទេសភាពនៅទីនេះក៏មិនអន់វាស័ក្តិសមនឹងលុយតែចម្លាយដែរ អង្គុយក្នុងផ្ទះគាត់គិតក្នុងចិត្តថាចាំរកលុយតាមក្រោយក៏បានស្រាប់តែពេលនោះសំឡេងកណ្ដឹងទ្វារក៏បន្លឺឡើងពេលហាប់ទ្វារមើលគាត់ក៏ឃើញមុខមេធំស្រីលីអូនគ្រាន់តែឃើញភ្លាមអារម្មណ៍សោយរត់មកដល់តែម្ដងគាត់បំរុងបិទទ្វារតែនាងរុញទប់ជាប់ព្រមទាំងញញឹមថាពួកយើងជាមិត្តចាស់នឹងគ្នាមិនក៏ស្វាគមន៍គ្នាបែបនេះគាត់ដឹងច្បាស់ថាលីអូនជាមេខ្លោងគ្រប់គ្រងពិភពងងឹតប្រចាំទីក្រុងជួបនាងគ្មានរឿងល្អទេក្នុងពិភពភពនេះអ្នកលេងចូលចិត្តវាយប្រហារគ្នាមានមិនតិចឡើយពួកអ្នកលេងដែលមានឈ្មោះក្រហមគឺមិនអាចដើរហើរដោយសេរីក្នុងទីក្រុងបានទេតែមេ NPC ងងឹតដូចជានាងតែងផ្ដល់សេវាកម្មឲ្យពួកវាការគិតថ្លៃក៏កប់ក្តោងហើយអ្នកមករកនាងសុទ្ធតែពោពេញដោយបញ្ហានាងប្រាប់ថាមានការងារមួយអាចរកលុយបាននេះជាលើកទី1ហើយដែល NPC មករកដល់ផ្ទះដើម្បីផ្ដល់បេសកកម្មបែបនេះគាត់បាក់ឌីសាទភ្លាមតែនាងរុនទ្វារផ្ទុកមុខគាត់ថែមទាំងសង្កត់ធ្ងន់ថាក្នុងទីក្រុងម៉ែវនេះមានតែឯងទេដែលធ្វើការងារនេះបាននាងបន្តថារួងបិសាចស៊ីមនុស្សបានលេចឡើងនៅជ្រលងភ្នំខាងលិចគាត់ពិតជាមិនធ្លាប់ដឹងរឿងនេះមែនលីអូនពន្យល់ថាវាជាបិសាចកម្រិតខ្ពស់កូនចៅនាងជាច្រើនត្រូវវាស៊ីទើបនាងត្រូវការភឹងកម្លាំងគាត់ឲ្យជួយគាត់សង្ស័យភ្លាមកូនចៅនាងធ្វើការតែក្រុងតើទៅរកសេចក្តីស្លាប់ដល់ជ្រលងខាងលិចធ្វើអ្វីលីអូនតបថាក្នុងអាជីពនេះកុំសួរច្រើនល្អជាងសម្រាប់ចាត់ទិថាយកគឺមិនយករង្វាន់គឺកាក់ស្ពន100គាត់វេយបកវិញទាកាក់ប្រាក់10លីអូនបើកភ្នែកធំនេះវាស្មើនឹងកាក់ស្ពន1000ឯណោះជាតម្លៃកាត់កាក់សាច់គាត់តបដោយស្ងប់ស្ងាត់ថាបើមានតែខ្ញុំធ្វើបានខ្ញុំក៏មានសិទ្ធិកំណត់តម្លៃកាក់ប្រាក់10គឺជាការសម្រេចចិត្តចុងក្រោយលីអូនខឹងច្រឡោតលុយប៉ុណ្ណេះជួលអ្នកលេងបានពេញមួយក្រុងចាំបាច់អីត្រូវពឹងឯងគាត់ញញឹមចុងមាត់មកដល់ទីនេះផ្ទាល់ច្បាស់ជាមានអថាកំបាំងហើយបើនាងមិននិយាយខ្ញុំនឹងនិយាយជំនួសលីអូនសើចចំអកប្រាប់ឲ្យនិយាយមកគាត់កំលាយថាកម្លៃលះរតនសម្បត្តិនាងនៅច្រឡងនោះគឺជារូងកម្រិតសម្ងាត់ក្រោយប្រព័ន្ធអាប់ដេតបិសាចបានកកើតឡើងវិញពេញរូងនាងចង់បានទ្រព្យវិញតែរកអ្នកខ្លាំងពូកែមិនបាននាងគៀងនិយាយលែងចេញទ្រព្យដែលនាងលាក់នៅទីនោះមានតម្លៃលើសកាក់ប្រាក់10ទៅទៀតអាចដល់កាក់មាស100ឯនោះរួមទាំងអាយធឹមកម្រជាច្រើនលីអូនបែកញើសត្រចៀកនាងសួរថាឯងត្រឹមជាអ្នកលេងកម្រិតទាបសោះមិនដាច់ក៏ដឹងរឿងកំបាំងនេះបានព្រោះខ្ញុំជាអ្នកឆាប់ជាតិសារជាថ្មីអាថាកំបាំង NPC ទាំងអស់ខ្ញុំដឹងខ្ទេចគ្មានសល់ពីជាតិមុនឃ្លៀងទ្របលីអូនគឺជាបេសកកម្មដ៏ល្បីបាំងកំផុតវាបានកក្រាកពេញ server ហើយគាត់ក៏បានចូលរួមដែរប៉ុន្តែវាកើតឡើងក្រោយពេលទីក្រុងម៉ែវត្រូវបំផ្លាញចោលនៅវគ្គដំបូងប៉ុណ្ណោះពេលនោះលីអូនបានធ្លាក់ចូលក្នុងភាពងងឹតកាប់សម្លាប់អ្នកលេងគ្មានប្រណីរហូតត្រូវគេតាមប្រមាញ់ចុងក្រោយឈ្មោះរបស់នាងត្រឹមជាប្រវត្តិសាស្ត្រក្នុងពិភព Epoch
តែអ្វីដែលគាត់ចង់និយាយពេលនេះគឺលុយដែលនាងលូតលាក់ បើគាត់យករឿងនេះទៅប្រាប់អភិបាលក្រុងនាងច្បាស់ជារស់មិនដល់វគ្គអាប់ដេតបន្ទាប់ទេ លីអូនខឹងក្រវីថ្មិញអភិបាលក្រុងនោះមិនហ៊ានតបាក់នាងទេតែនាងសារភាពថាកាក់ប្រាក់ដាប់ពិតជាច្រើនណាស់សម្រាប់មនុស្សស្រឡាញ់លុយដូចនាងប៉ុន្តែនាងមិនព្រមខាតស្រួលឡើយឃើញនាងកេងចំណេញពេកគាត់ក៏បោះសម្ដីថានឹងជួយធ្វើការនេះដោយមិនយកលុយមួយកាក់ លីអូនភ្ញាក់អល់ញញឹមបិទមាត់មិនចិត្តតែលក្ខខណ្ឌបដូរមកវិញគឺនាងត្រូវលាលែងពីតំណែងមេគ្រប់គ្រងពិភពងងឹត ការคลายជាជនពាលមិនមែនកើតឡើងត្រឹមមួយយប់ទេវាត្រូវការពេលវេលាទាំងក្នុងហ្គេមនិងជីវិតពិតអារម្មណ៍ដែលជួបនាងពេលនេះខុសស្រឡះពីអតីតកាលសាច់រឿងរបស់នាងផ្ដើមចេញពីបេសកកម្មបន្ទាប់បន្សំតូចមួយប៉ុណ្ណោះ ពេលទីក្រុងត្រូវបំផ្លាញ Griffin បានឡានក្រុងអំណាចអភិបាលក្រុងត្រូវស្លាប់ហើយនាងក៏ក្លាយជាកូនជួលរបស់អាមេឃាតករនោះនាងជឿជាក់លើភាពអាក្រក់របស់មនុស្សហើយបណ្ដោយឲ្យភាពងងឹតលេបត្របាក់ព្រលឹងដោយគ្មានធ្យាយត្រឡប់នាងបានក្លាយជាមេបិសាចដ៏អាក្រក់រួចក៏ត្រូវគេសម្លាប់ចោលតែក្នុងជាតិនេះគ្រប់យ៉ាងគឺខុសគ្នានាងបានឃើញគាត់ដឹកនាំសង្គ្រោះមនុស្សរបស់នាងហ៊ានទទួលស្គាល់ភាពខ្សោយរបស់ខ្លួនថែមទាំងឲ្យកាដូគាត់ទៀតនេះបញ្ជាក់ថានាងធ្លាប់ជាមនុស្សដែលមានក្តីសុខក្នុងសមរភូមិបរិសុទ្ធកងនៃជោគវាសនាកំពុងតែវាលបដូរទីដៅម្ដងបន្តិចហើយប៉ុន្តែលីអូនស្រែកកំហប់ថាវាមិនអាចទៅរួចទេគាត់បើកភ្នែកពិតប្រាកដមើលធ្លុះគ្រប់ការកុហករបស់ NPC លីអូនខឹងឆាប់ឈួយដែលគាត់យកអៃថមនាងមកស៊ើបការលើនាងវិញគាត់សង្កត់ធ្ងន់ថាក្នុងពិភពងងឹតមានរឿងសំខាន់ដែលមិនអាចបាត់បង់បាននាងខឹងក្តៅងំតែព្រមទទួលស្គាល់និងគោរពគាត់ក្នុងនាមជាដើមនៃពលឺព្រឹកព្រលឹមនាងដកដាវផ្លែតតែគាត់សម្លក់មុខនាងដោយអំណាចហើយប្រាប់ថានេះទឹកដីរបស់គាត់ត្រូវចេះគោរពម្ចាស់ផ្ទះផងមានតែខ្ញុំទេដែលអាចយកទ្រព្យនោះមកវិញបានទ្រព្យនោះជាញើសឈាមរបស់នាងបើនាងលាងដៃពីពិភពងងឹតវានឹងមុំឲ្យនាងរស់នៅនិងបោកជំនួញបានយ៉ាងស្រួលទីបំផុតនាងយល់ព្រមប្រគល់បេសកម្មនេះឲ្យគាត់ដោយផ្ដាំថាយកវាឲ្យបានសម្រេចដាច់ខាតអូខេសាច់រឿងថ្ងៃនេះសូមបញ្ចប់ត្រឹមនេះសិនសម្រាប់វគ្គថ្មីប្រចាំសប្តាហ៍នឹងមានផុសនៅលើ Channel ទី 2 របស់ខ្ញុំ Manfa Updater បើមិនចង់រំលងសាច់រឿងកប់កុំភ្លេចចូលទៅមើលនិងចុចតាមដានទាំងអស់គ្នាអរគុណសម្រាប់ការទស្សនាថែរក្សាសុខភាពហើយជួបគ្នានៅវីដេអូក្រោយ